ចាប់ផ្ដើមឡើងសេរីរបស់យើងមកនឹងគឺបង្ហាញឲ្យឃើញជាមួយនឹងអ៊ីតស៊ូគីកាលពីមុនគាត់ទៅជាក្មេងធម្មតាម្នាក់សោះតែថ្ងៃមួយជីវិតរបស់គេប្រែប្រួលទាំងស្រុងនៅពេលដែលពួកបិសាចស្រាប់តែមកលុកលុយផែនដីពួកបិសាចទាំងអស់នេះក៏បានសម្លាប់ប៉ាម៉ាក់របស់គេនៅនឹងមុខតែម្ដងដោយសារត្រូវរស់នៅតែម្នាក់ឯងនៅលើโลกនេះគេបានស្បត់ថានឹងសម្លាប់ពួកបិសាចទាំងអស់នឹងឲ្យអស់ពីផែនដីតែម្ដង10ឆ្នាំក្រោយមកថ្ងៃដែលគេរងចាំក៏បានមកដល់គឺជាថ្ងៃដែលគេអាចដាស់ធម្មពលនៅក្នុងខ្លួនឲ្យចេញមកដើម្បីខ្លាចទៅជាអ្នកប្រមាញ់គេបានដើរឡើងលើឆាកនៅចំពោះមុខអ្នកប្រមាញ់ខ្លាំងបំផុតនៅក្នុងโลกដើម្បីដាក់ដៃលើថ្មដាស់ធម្មពលតែគេមិនដឹងខ្លួនទេថាពុំលិខិតបានកំណត់រឿងផ្សេងសម្រាប់គេបាត់ទៅហើយគេបានដាស់អំណាចអាត់កំបាំងមួយដែលអត់មានអ្នកណានឹងគឺស្គាល់សោះគឺអ្នកបំបែកដែលកំណត់អ្វីដែលកាន់តែហួសចិត្តទៀតនោះគឺកម្រិតរបស់គេគឺ0រហូតឡើងទៅណាមិនរួចសោះសំណួរសួរថាតួឯករបស់យើងនឹងទៅសងសឹកពួកបិសាចដែលសម្លាប់ប៉ាម៉ាក់របស់គេដល់របៀបណាទៅបើល្បែរបស់គេហ្នឹងគឺមិនឡើងផងហ្នឹងនេះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះរឿងនឹងមានវែងឆ្ងាយទៀតដូច្នេះកុំភ្លេចចុច like វីដេអូនេះម្នាក់មួយសិនទៅមុននឹងយើងបន្តទៅមុខទៀតរឿងនេះបានចាប់ផ្ដើមឡើងជាមួយនឹងការចងចាំដ៏គួរឲ្យខ្លាចកាលពីថ្ងៃនោះប្រាសាទខ្មៅធំរាប់មិនអស់បានធ្លាក់ចុះមកពីលើមេឃកាត់តាមស្រទាប់ពពកមកម្ដងមួយស្រមោលរបស់វាបានគ្របដណ្ដប់ពេញទីក្រុងទាំងមូលមានទាំងដុំភ្លើងចម្លែកនិងកម្លាំងដូចផ្លេកបន្ទោនៅជុំវិញប្រាសាទតែនោះពេលវាធ្លាក់ចុះមកភ្លាមនោះស្រាប់តែមានរស្មីពណ៌ស្វាយយ៉ាងធំបានចេញពីកណ្ដាលទីក្រុងឡើងទៅលើមេឃធ្វើឲ្យមេឃវិលវល់ដូចខ្យល់គួចមនុស្សម្នាទៅតាមផ្លូវម្នាក់នាំគ្នាឈប់ឬក៏បានសម្លឹងមើលទៅប៉មដ៏ភ្លឺចែងចាំងនៅពីមុខពួកគេទាំងភ័យខ្លាចពួកបិសាចដែលគេហៅថាសត្វមហន្តរាយបានទម្លុះរបាំងការពារហើយចូលមកលុកលុយពិភពលោកក្នុងចំណោមនោះមានបិសាចយក្សខ្មៅងងឹតមួយឈ្មោះ Ringa ដែលជាមេបំផ្លិចបំផ្លាញឈរយ៉ាងអង់អាចជាមួយនឹងធម្មពលពណ៌ស្វាយនៅពីក្រោយខ្នងមិនយូរប៉ុន្មានពួកបិសាចរាប់មិនអស់ក៏បានសម្រុកមកពេញផ្លូវមានទាំងសត្វបិសាចពេលអាវក្រសត្វស្លាបយក្សនិងពួកអាមានកញ្ញាំធំសម្រុកមកខំស៊ីមនុស្សធ្វើម្នាក់នឹងគឺស្រែកផ្អោឆោឡោរត់យកតែព្រះជន្មរៀងខ្លួនរួចថ្នាក់បានកាត់ឡើងភ្លាមតែម្ដងបិសាចអាវក្រយយក្សមួយបានកវីដៃយ៉ាងខ្លាំងធ្វើឲ្យបរិះម្នាក់ក៏បានខ្ទេចទៅក្រោយខណៈដែលគាត់គឺកំពុងតែស្រែកប្រាប់គេឯងនឹងឲ្យរត់នៅក្បែរនោះកូនរបស់គាត់ក៏បានយំផងលុកដៃហៅប៉ាផងចំណែកឯអ្នកម្ដាយវិញខំរត់ទាំងទៅហេតុទៅហត់ក្នុងស្ថានភាពដ៏ច្បុកច្បល់ទៅតាមផ្លូវពួកបិសាចចេញមកវេប្រហារពីគ្រប់ទិសទីតែម្ដងសត្វស្លាបបិសាចក៏បានហោះឆាប់ចុះមកពីលើខ្លះទៀតក៏ផ្ទុះចេញពីដីហើយអាខ្លះទៀតក៏មានភ្លើងពណ៌ខៀវពេញខ្លួនដេញតាមខាំមនុស្សដែលកំពុងតែរត់នោះខ្មោចដេកស្លាប់ពេញផ្លូវកាប់បំផ្លិចបំផ្លាញកើតមានគ្រប់ទីកន្លែងធ្វើឲ្យគ្រប់គ្នាភ័យសន្ស្លោតដល់កម្រិតបិសាចអាវក្រោះមួយក៏បានស្ទុះមកមុខទាំងមានភ្លើងពណ៌ខៀវឆេះជុំវិញខ្លួនវាហាមាត់ក្រហមយ៉ាងខ្លាំងផ្នែករបស់វាបញ្ចេញពន្លឺខៀវរងាលវាបានបាញ់អណ្ដាប់ភ្លើងពណ៌ខៀវយ៉ាងសាហាវទៅរកស្ត្រីម្នាក់ដែលកំពុងតែរត់អោបកូនជាប់នឹងទ្រូងអណ្ដាប់ភ្លើងក៏បានឆាប់ឆេះពេញផ្លូវខណៈដែលពួកបិសាចកាន់តែចូលមកគៀកត្រីនោះក៏ត្រូវបានភ្លើងឆាបចំគាត់ក៏សម្រេចចិត្តរុញកូនឲ្យទៅមុខទាំងបង្ខំក្មេងប្រុសតូចនោះក៏បានត្រឹមតែដេកលូកដៃទៅរកម្ដាយទាំងអស់កម្លាំងត្រីជាម្ដាយនិយាយទាំងសម្លេងញ័រថាកូនអើយរត់ទៅក្មេងនោះគឺជាទូអនរបស់យើងនឹងឯងសម្លឹងមើលទៅម្ដាយទាំងទឹកភ្នែកជោគមុខហើយស្រែកហៅម្ដាយយ៉ាងខ្លាំងរំពេចនោះស្រាប់តែមានសម្លេងម្នាក់ស្រែកហៅឈ្មោះ Itsuki ម្ដងទៀតញើសក៏បានហូរស្រក់ចុះមកពីលើមុខរបស់ក្មេងប្រុសម្នាក់នៅពេលដែលឮសម្លេងនោះពន្លឺឡើងមួយសន្ទុះក្រោយមករឿងក៏បានត្រឡប់មកពេលបច្ចុប្បន្ននេះវិញមានក្មេងម្នាក់សក់ពណ៌ផ្កាឈូកក៏បានងាកមកសួរ Itsuki ថាមានរឿងអីមែនព្រោះឃើញគេឈរផ្លឹកកណ្ដាលគេឯង Itsuki ដែលកំពុងតែឈរតម្រង់ជួរជាមួយនឹងសិស្សដទៃទៀតក៏បានឆ្លើយតិចវិញថាអត់មានអីទេលើបែបនឹងក្មេងស្រីនោះក៏បានធ្វើភ្នែកមឹងភ្នែកវាថាដូចសង្ស័យអីចឹងណាហើយអឺទៅចិត្តឬក៏បានសួរបញ្ជាក់ម្ដងទៀតថានិយាយមែនឬក៏អត់ខណៈពេលនោះ Itsuki បែរជារលីរលោចទឹកភ្នែកនឹកឃើញទៅដល់រឿងកាលពីនៅក្មេងនោះមុននឹងគេអាចឆ្លើយអ្វីចេញទៅស្រាប់តែមានមិត្តភក្តិម្នាក់ទៀតក៏បានមកអោបស្មាគេពីក្រោយទាំងសប្បាយចិត្តរួចនិយាយលេងសើចថាប្រហែលមកពីវាងងុយដេកហើយមើលទៅព្រោះធម្មតាវាតែដេកនៅម៉ោងហ្នឹងតែថ្ងៃនេះស្រាប់តែសាលាមានការប្រជុំធំអីចឹងណាបានវាបានដេកពេលកំពុងនិយាយគ្នា Itsuki ក៏បានចង្អុលទៅលើឆាកឬក៏បានប្រាប់មិត្តភក្តិគេថាលោកគ្រូនីតិនោះស្លៀកពាក់ម៉ូតូចម្លែកម៉េះនៅលើឆាកនោះមានគ្រូម្នាក់ពាក់មួកដៃជិតឈឹងកំពុងតែរៀបរាប់ពន្យល់ពីប្រវត្តិការពីពួកបិសាចមកលុកលុយផែនដីគាត់បានប្រាប់ថាមនុស្សមួយចំនួនស្រាប់តែទទួលបានអំណាចពិសេសដើម្បីតតាំងជាមួយនឹងបិសាចហើយគេហៅមនុស្សទាំងអស់នោះថាអ្នកភ្ជាប់ដឹងខ្លួនបរិះពេលអាវក្រោះនោះក៏បានបន្តទៀតថាកាលពី10ឆ្នាំមុនមានពួកបិសាចយ៉ាងច្រើនសឹកសន្ធាប់បានមកវេប្រហារនៅម្ដុំទន្លេពណ៌ខៀវពេលនោះអ្នកមានអំណាចពិសេសមកពីគ្រប់ទិសទីលើ
លើពិភពលោកបាននាំគ្នាឆ្លងទន្លេទៅកម្ចាត់ពួកវាដែលគេឲ្យឈ្មោះថាសង្គ្រាមឆ្លងទន្លេទោះបីជាការវាយប្រហារហាក់ដូចជាស្ងប់ស្ងាត់ទៅវិញមែនប៉ុន្តែពេលនេះវិមានខ្មៅដែលធ្លាក់ពីលើមេឃកំពុងតែកើតមានកាន់តែច្រើនឡើងវិញហើយគាត់ក៏បានព្រមានថាសង្គ្រាមធំដោយកាលពីមុនអាចនឹងកើតឡើងម្ដងទៀតនៅក្នុងពេលឆាប់នេះមិត្តភ័ក្តិរបស់ Itsuki ក៏បានអើតមកប្រាប់គេទៀតថាបរិសដែលនៅលើឆាកនោះគឺជាមេបញ្ជាការធំប្រចាំភាគខាងជើងឈ្មោះថា Izumi Nento មិត្តភ័ក្តិគេក៏បានឆ្ងល់ថា Itsuki នេះមកពីភាគខាងជើងដែរមិនក៏មិនស្គាល់គាត់អញ្ចឹង Itsuki បានត្រឹមតែសម្លឹងមើលទៅកាន់មេបញ្ជាការនោះដោយស្ងៀមស្ងាត់គេនិយាយថាឈ្មោះនឹងស្ដាប់ទៅដូចជាសន្តិជាដែរហើយកាលពីមុនគេស្មានតែមេបញ្ជាការនឹងជាតាពុកមាត់វែងអីចឹងទៅតែដល់ឃើញផ្ទាល់គឺមើលទៅចម្លែកជាងអ្វីដែលគេគិតឆ្ងាយណាស់មិត្តភ័ក្តិគេសើចហើយប្រាប់ថាមិនមែនតែឯងទេដែលគិតអញ្ចឹងនោះប៉ុន្តែទោះជាមួយទៅចម្លែកបន្តិចមែនប៉ុន្តែលោក Nento គឺជាមនុស្សដំបូងគេបង្អស់ដែលដាក់ធម្មពលបានហើយក៏ជាអ្នកដែលធ្វើឲ្យមនុស្សជាតិនឹងគឺស្គាល់អំពីពួកបិសាចនឹងដែរមិត្តភ័ក្តិរបស់គេនិយាយតែរំភើបថាបរិសម្នាក់នេះហើយដែលគឺជាអ្នកដែលខ្លាំងបំផុតសូម្បីតែ Tivajin ដែលគ្រប់គ្នាគោរពថាជាពលឺនៃមនុស្សជាតិក៏ជាកូនសិស្សរបស់គាត់ដែរបន្ទាប់មកបរិសពេលអាវក្រោះនៅលើឆាកនោះក៏បានប្រកាសអំពីរឿងសំខាន់មួយទៀតថាតាមការស្រាវជ្រាវថ្មីនេះសូម្បីតែមនុស្សធម្មតាដែលមិនទាន់មានធម៌ពលក៏អាចមានឱកាសទទួលបានអំណាចផងដែរបើសិនបើពួកគេនឹងទៅប៉ះចំវិមានណាមួយនោះលោក Nento ឈរនៅលើឆាកមើលទៅអង្អាចខ្លាំងណាស់អាវធំរបស់គាត់ក៏បានបក់រវិចដូចអណ្ដាតភ្លើងខ្មៅអីចឹងគាត់បានប្រាប់ពួកសិស្សថាថ្ងៃនេះនឹងគាត់មកដើម្បីជួយឲ្យពួកគេនឹងគឺសាកល្បងដាក់ធម៌ពលនៅក្នុងខ្លួនគាត់ជំរឿនឲ្យក្មេងៗហ៊ានលះបង់ខ្លួនឯងដើម្បីតស៊ូជាមួយនឹងពួកបិសាចសាហាវគាត់តែគាត់និយាយចប់ភ្លាមស្រាប់តែមានពន្លឺដើរពណ៌ខៀវឆ្វេងឆ្វាច់កាត់ទៅលើឆាកហើយវិមានខ្មៅមួយក៏បានផ្ទុះចេញមកផ្លែតពន្លឺបានចេញមកជុំវិញធ្វើឲ្យបំណែកខ្ទាតពេញទីកន្លែងខណៈដែលឆ្មាំប៉ែវន្តាម្នាក់ឈរនៅក្បែរនោះតែឃើញបែបនេះពួកសិស្សនាំគ្នាផ្អើលឆោឡោរំភើបខ្លាំងយកតែមែនទែនម្នាក់ស្រែកទាំងភ្ជាប់អើលពេលឃើញវិមាននោះក៏បានងើបពីដីថានេះគឺជាមន្តអាគមមែនអត់នឹងម្នាក់ទៀតក៏បានស្រែកតបវិញថាកុំអាមមកភ្ជាប់អើលអីអ្នកម្នាក់ក្តប់ដៃយ៉ាងណែនពួកនិយាយតែរំភើបថានេះដូចជាសុបនអញ្ចឹងហើយក៏បាននាំគ្នាលើកដៃបនព្រះសូមឲ្យខ្លួនឯងនឹងអាចដាក់ធម្មពលចេញមកនឹងគេទៅចោក្នុងចំណោមវងមនុស្សមិត្តភ័ក្តិរបស់ Itsuki ក៏បានចាប់ដៃគេទាំងញ័រព្រោះត្រេកអរខ្លាំងពេកវាប្រាប់ Itsuki ថាទីបំផុតយើងមានឱកាសបានដាក់ធម្មពលហើយវើយនិយាយចប់វាក៏បានដើរសម្ដៅទៅរកឆាកបាត់ឃើញអញ្ចឹងមិត្តភ័ក្តិម្នាក់ទៀតក៏ចាប់ស្មាវាជាប់ឬក៏បានស្រែកថាចាំគ្នាផងកុំទុកគ្នាឲ្យនៅក្រោយម្នាក់ឯងចំណែកក្មេងស្រីសក់ពណ៌ផ្កាឈូកវិញក៏បានស្រែកបន្តថា Itsuki មកតម្រង់ជួរវិញឲ្យត្រឹមត្រូវភ្លាមតែ Itsuki ហាក់ដូចជាមិនលឺសោះគេបានដានកាត់នាងធ្វើឲ្យភ្នែករបស់គេស្រាប់តែឡើងក្រហមងាំងមើលទៅដូចជាកំពុងរំភើបខ្លាំងណាស់គេនិយាយតិចថាថ្ងៃដែលខ្ញុំរងចាំគឺថ្ងៃនេះឯងនៅលើឆាកវិញសិស្សម្នាក់ក៏បានដើរទៅប៉ះវិមានខ្មៅធំនោះតែអត់មានជាអីសោះឆ្មាំយាននៅទីនោះក៏បានស្រែកប្រាប់ភ្លាមថាអត់បានការនោះទេអ្នកបន្ទាប់មកមុខធ្វើឲ្យក្មេងៗដែលឈរមើលចាប់ដើមភ័យអមានក្មេងប្រុសម្នាក់និយាយទាំងបារម្ភថាសំបីតបងម្នាក់មិញដែលធ្លាប់បំបែកកំណត់ត្រាកីឡារបស់សាលាក៏ធ្វើមិនបានដែរជិតទម្រាំតែពួកយើងច្បាស់ជាគ្មានសង្ឃឹមទេក្មេងស្រីម្នាក់នៅក្បែរនោះក៏បានជួយតបវិញថារឿងកីឡានិងរឿងធម្មពលវាផ្សេងគ្នាទេកុំអាលអស់សង្ឃឹមអីពួកសិស្សជាច្រើនអ្នកទៀតក៏បាននាំគ្នាឡើងទៅប៉ះវិមាននោះម្នាក់ម្ដងអីចឹងណាឆ្មាំក៏បានស្រែកប្រាប់ពាក្យដដែលថាអ្នកបន្ទាប់ខណៈដែលជួកាន់តែខ្លីទៅម្នាក់ចាប់ផ្ដើមបារម្ភព្រោះមិនទាន់ឃើញមាននរណាគឺដាក់ធម្មពលបានសោះក្មេងប្រុសសក់សនិយាយតែញ័រថាអត់មាននរណាធ្វើបានម្នាក់សោះអ្នកផ្សេងទៀតក៏បានរអ៊ូទាំងភ័យដែរចំណែកក្មេងស្រីសក់ថ្នោតខ្លីនិយាយថាស្មានតែវាងាយស្រួលបើជាពិបាកអញ្ចឹងសោះក្មេងប្រុសម្នាក់ទៀតភ័យញ័រខ្លួនព្រោះខ្លាចថាសាលាតាមុខអត់មានអ្នកគេណាដាក់ធម្មពលបានម្នាក់អីចឹងទៅភ្លាមនោះឆ្មាំក៏បានហៅឈ្មោះបន្ទាប់ខ្លាំងថា Oishi Hikaru គាត់ទៅលើឈ្មោះនឹងភ្លាមពួកសិស្សនាំគ្នាខ្សឹបខ្សៀវទាំងព្រួយបារម្ភក្មេងស្រីម្នាក់និយាយថាសូមឲ្យតែវាដាក់ធម្មពលមិនចេញទៅចោះម្នាក់ទៀតជួយបន្ថែមថាHikaru នឹងគឺជាក្មេងទំនើងចូលចិត្តណាស់នៅក្នុងការដើរធ្វើបាបគេឯងបើវាទទួលបានអំណាចទៀតច្បាស់ជាគ្រប់គ្នានឹងជួបទុកមិនខានស្រាប់តែមានក្មេងប្រុសម្នាក់ចង្អុលទៅវិមាននោះរួចស្រែកខ្លាំងថាមើលចោះវារឿងអីកាត់ឡើងហើយភ្លាមនោះផ្លេបន្ទោបាញ់ចេញមកប៉ាំងពីវិមាននោះតែម្ដងខ្លួនរបស់Hikaruស្រាប់តែហោះឡើងផុតពីដីហើយមានចរន្តអគ្គិសនីពណ៌ខៀវឆ្វេងឆ្វាញពេញខ្លួនវាអ្នកម្នាក់នាំគ្នាសម្លឹងមើលទៅវាទាំងភ្ជាប់អើលស្រាប់តែមានផ្ទាំងអេក្រង់ពណ៌ខ
ខៀវភ្លឺលេចចេញមកនៅក្បែរវាបង្ហាញពីសមត្ថភាពរបស់វាធ្វើឲ្យវាញញឹមបំបំចិត្តនោះទេព្រោះតែរំភើបខ្លាំងវានឹកអួតនៅក្នុងចិត្តថាលើកនេះច្បាស់ណាស់លោកមេបញ្ជាការ Nento និងកូនស្រីស្អាតរបស់គាត់ច្បាស់ជាស្គាល់អញជាអ្នកណាហើយនៅលើអេក្រង់ក៏បានបង្ហាញថាអាហីការ៉ូនេះមានកម្លាំងធាតុផ្លេបន្ទោហើយមានបន្ទុស្ថិតិសរុបរហូតដល់12បន្ទុឯណោះកូនស្រីលោកមេបញ្ជាការឃើញអញ្ចឹងក៏បានប្រាប់ប៉ាគេតិចថាទីបំផុតយើងរកឃើញម្នាក់ហើយប៉ានាងបញ្យល់ថាធម្មតាមនុស្សកម្រិត0មានបន្ទុត្រឹមតែ5អីនឹងតែម្នាក់នេះឡើងដល់12ឯណោះតែលោក Nento នៅតែធ្វើមុខស្ងប់ស្ងាត់មិនទាន់រំភើបអីឡើយទីធ្លាសាលាតមូស្រាប់តែស្ងាត់ជ្រងំខណៈដែល Higaro លើកដៃឡើងទៅលើទាំងមានមោទនភាពបំផុតវាអួតនៅក្នុងចិត្តថាចាំមើលលោកតា Nento មានអីនិយាយទៅកាន់សិស្សដែលដាក់ធម្មពលបានមុនគេដូចវាអត់ប៉ុន្តែមិនទាន់បានអួតផងសັບតែមានម្នាក់ដើរមកប៉ះស្មារបស់វាពីក្រោយវាងាកមកទាំងខឹងរួចក៏បានស្រែកកំហុកដាក់ Itsuki ថាអាងាប់ចង់ងាប់មែនបានជាយកដៃកវក់របស់ឯងនេះគឺមកប៉ះអញនឹងដឹងទេថាអញជានរណាពួកសិស្សដែលឈរនាំគ្នាខ្សឹបខ្សៀវគ្នាថាអាម្នាក់នឹងជានរណាចេះតែហ៊ានដើរទៅកាត់ជួរគេម្នាក់ទៀតក៏បានតបថាអានឹងឈ្មោះ Itsuki មកពីថ្នាក់ទី5តើលើកនេះវាចប់ហើយបើហ៊ានទៅប៉ះចំ Higaro បែបនឹងនៅលើឆាកវិញកូនសមីវិជាការសម្លឹងមើលទៅ Itsuki ឬក៏បាននិយាយថានាងមានអារម្មណ៍ថាមានធម្មពលម្យ៉ាងខ្លាំងមិនធម្មតាចេញពីខ្លួនក្មេងប្រុសម្នាក់នេះ Itsuki ក៏បានដើរទៅឈរនៅមុខវិមានយ៉ាងស្ងប់ស្ងាត់ឬក៏បានដាក់ដៃលើថ្មដាក់ធម្មពលផ្នែករបស់គេស្រាប់តែឡើងក្រហមងាំងនឹកឃើញទៅដល់រឿងសងសឹកពួកបិសាចដែលសម្លាប់ប៉ាម៉ាក់គេកាលពីជាតិមុនគេស្បត់នៅក្នុងចិត្តថាមិនព្រមភ្លេចការឈឺចាប់នេះជាដាច់ខាតលោកមេបញ្ជាការ Nento ចាប់ផ្ដើមមានអារម្មណ៍ថាមានរឿងមិនធម្មតាកំពុងតែកើតឡើងហើយរពេចនោះស្រាប់តែមានរូបរាងដូចជាខ្មោចយក្សពណ៌ខៀវយ៉ាងធំលេចចេញពីក្រៅខ្នង Itsuki រូបយក្សនោះក៏បានកាន់ដាវយ៉ាងធំបញ្ចេញជាមួយនឹងធម្មពលខ្លាំងហួសថ្លៃធ្វើឲ្យវាមានផ្ទុះធម្មពលចេញមកដូចជាភ្នំភ្លើងពន្លឺពណ៌ខៀវបានចេញមកក្រៅគ្របដណ្ដប់ពេញទីធ្លាសាលាតែមូលមើលទៅដូចជាផ្កាឈូកយក្សកំពុងតែរីកនៅលើមេឃអីចឹងសិនម្នាក់នាំគ្នាឈរមើលទាំងហាមាត់ផ្លឹកស្មារតីនិយាយមិនចេញសោះម្នាក់ក៏បានលមាត់ថាអាយ៉ាសសរភ្លើងបាញ់ឡើងទៅលើមេឃរាប់រយម៉ែត្រឯណោះអ្នកខ្លះទៀតក៏បាននិយាយថាអានេះវាខ្លាំងជាងអា Higaro មិនឆ្ងាយណាស់មិនប្រៀបធៀបគ្នានោះទេបន្តពីភាគមុនមកនឹងមិត្តភ័ក្តិរួមថ្នាក់របស់ Itsuki ពីរនាក់ត្រេកអរឡើងហក់កញ្ឆេងពួកវាសើចផងស្រែកហូអបអរផងថាច្បាស់ណាស់កម្រិត Itsuki មិនដែលធ្វើឲ្យពួកគេហកបំណងអីនោះទេច្បាស់ជាខ្លាំងអីចឹងហើយចំណែកអ្នកមន្ត្រីសក់ពណ៌ខៀវវិញឈរមើលទៅលើមេឃទាំងភាំងនិយាយមិនចង់ចេញនាងយកដៃខ្ទប់មាត់ទាំងភ្ជាប់អោឬក៏បានលំមកទៅថានេះគឺជាបាតុភូតចម្លែកដែលកើតឡើងតែនៅពេលមានអ្នកមានអំណាចកម្របំផុតឈ្មោះ Order Breaker បង្ហាញខ្លួនតែប៉ុណ្ណោះសម្បីតែមេបញ្ជាការ Nento ក៏បានងក់ក្បាលចង់ដឹងដែរថាតើក្មេងម្នាក់នេះមានសមត្ថភាពខ្លាំងដល់កម្រិតណារីឯអា Higaro វិញមុខវាឡើងស្វាយបបោមាត់វិញញ័រទៅត្រើកព្រោះតែខឹងផងនឹងចំណែននឹងដល់ពន្លឺខ្លាំងអស្ចារ្យរបស់ Itsuki ផងងាកមកមើល Itsuki វិញគេកំពុងតែវល់វល់មិនដឹងថាខ្លួនឯងនៅណាឲ្យប្រកាសនៅជុំវិញខ្លួនមានតែធម្មពលខៀវភ្លឺចែងចាំងគេឆ្ងល់ក្នុងចិត្តថាតើអញកំពុងនៅកន្លែងណាហើយនេះអញដាក់ធម្មពលចេញមកហើយមែនអត់នឹងពេលដែលគេសម្លឹងមើលទៅជុំវិញគេឃើញខ្លួនឯងកំពុងតែអង្គុយពេនភ្នែននៅចំកណ្ដាលផ្កាឈូកយក្សមួយដែលធ្វើអំពីពន្លឺសុទ្ធសាធលំហអាកាសនៅទីនោះគឺស្ងាត់ជ្រងំតែម្ដងរូបពេជ្រនោះស្រាប់តែមានផ្ទាំងអេក្រង់ប្រព័ន្ធពណ៌ខៀវក៏បានលេចមកពីមុខគេ Itsuki សម្លឹងមើលទៅវាទាំងងឿងឆ្ងល់វាបង្ហាញព័ត៌មានថានេះគឺជាមនុស្សកម្រិត0ដែលមិនអាចឡើងកម្រិតទៅណាបានទេគឺ level គឺនៅជាប់គាំងតែម្ដងអាជីពរបស់គេគឺអ្នកបំបែកច្បាប់ Nirvana ហើយវាជាប្រភេទអាជីពពិសេសបំផុតប្រព័ន្ធបានបង្ហាញចំណេញមួយទៀតឈ្មោះ Overmost កម្រិត Z ដែលអាចឲ្យគេនឹងវិភាគដឹងមុនអំពីការវាយប្រហាររបស់សត្រូវនិងអាចរៀនជំនាញតបតទៅវិញបានទៀតបន្ទាប់មកអេក្រង់មួយទៀតក៏បានបង្ហាញអំពីកម្លាំងរបស់គេ Itsuki សឹងតែកាំងបេះដូងព្រោះកម្លាំងវាយប្រហារក៏0ល្បឿនក៏0ការពារក៏0និយាយរួមទៅគឺ0ទាំងអស់តែម្ដងគេក៏បានហាមាត់លេខមុខភ័យផងអីផងប៉ុន្តែស្រាប់តែមានផ្ទាំងអេក្រង់ពណ៌ខៀវ2បង្ហាញមកភ្លាមទៀតទី1ប្រកាសថាគេទទួលបានជំនាញកម្រិត Z ហើយទី2បញ្ជាក់ថាអំណោយពិសេស Nirvana បានចាប់ផ្ដើមដំណើរការដោយជួយបូកកម្លាំងគ្រប់យ៉ាងឲ្យគេ200ពិន្ទុភ្លាមតែម្ដងឥឡូវនេះអេក្រង់បង្ហាញអំពីការប្រែប្រួលកម្លាំងវាយប្រហារពី0ដល់200ល្បឿននិងការការពារក៏ឡើងដល់200គ្រប់មុខផងដែរឃើញបែបនេះ Itsuki ក៏បានចាប់ផ្ដើមញញឹមចេញវិញគេរំភើបខ្លាំងណាស់ហើយក៏បានយល់ច្បាស់អំពីសមត្ថភាពខ្លួនឯងហើយគេដឹងថាទោះបីជាគេមិនអាចឡើងកម្រិតដូចអ្នកដទៃពិតមែនប៉ុន្តែឲ្យតែគេទទួលបានជំនាញថ្មីតាមរយៈ Overmost នោះអំណាច Nirvana
វណ្ណៈនឹងជួយបង្កើនកម្លាំងឲ្យគេនឹងកាន់តែខ្លាំងរហូតមិនខានគេក្តាប់ដៃយ៉ាងណែនឬក៏បានញញឹមទាំងជឿជាក់ទៅលើខ្លួនឯងទោះជាគេមិនដឹងថាកម្លាំង200នឹងវាខ្លាំងដល់កម្រិតណាក៏ដោយប៉ុន្តែគេលែងមានបន្ទិលសង្ស័យទៀតហើយគឺគេពិតជាបានខ្លាយជាអ្នកមានធម៌ពលម្នាក់នឹងគេដែរហើយអ៊ីស៊ូគីក៏បានសម្លឹងមើលទៅមុខដោយចិត្តដាច់ខាតឬប្រកាសក្នុងចិត្តថាគេនឹងសម្លាប់ពួកបិសាចទាំងអស់នេះឲ្យខ្ទេចគ្មានសល់រពេចនោះពលឺពណ៌ខៀវយ៉ាងធំក៏បានជះចេញពីវិមានមកប៉ាំងប៉ាំងធ្វើឲ្យពួកសិស្សដែលឈរនៅជុំវិញនោះនាំគ្នាខ្ទប់មុខស្រែកថាចាំងភ្នែកពេកហើយម្នាក់ស្វាងភ្នែកមើលអីមិនចង់ឃើញនោះទេក្នុងចំណោមពលឺដ៏ចែងចាំងនោះក៏បានឃើញស្រមោលរបស់អ៊ីស៊ូគីឈរយ៉ាងអង់អាចនៅកណ្ដាលរស្មីនៃវិមានទាំងផ្លេកបន្ទោនិងធម្មពលវិលជុំវិញខ្លួនគេមើលទៅគឺបច្ចុប្បន្នឲ្យខ្លាចខ្លាំងណាស់អាហ៊ីការ៉ូក៏បានឈមមើលតែញក់ខ្លួនមុខវាគឺឡើងស្លេកស្លាំងព្រោះមិនចង់ជឿនឹងភ្នែកខ្លួនឯងសោះថាមានរឿងបែបនេះកើតឡើងមិនអាចទេវាមិនអាចទេចំណែកអ្នកកញ្ញាសក់ខៀវវិញភាំងនិយាយមិនចេញពេលឃើញកម្លាំងរបស់អ៊ីស៊ូគីនៅលើអេក្រង់នាងយកដៃខ្ទប់មាត់ទាំងភ្ជាប់អោឬក៏បាននិយាយថាមិនគួរឲ្យជឿសោះអ្នកទើបផ្ដាស់ធម្មពលសោះមិនក៏ខ្លាំងដល់ថ្នាក់នឹងសូម្បីតែមេបញ្ជាការនានតូក៏ទទួលស្គាល់ថាអ៊ីស៊ូគីនឹងគឺជាអ្នកដែលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រតាំងពីមានមកពេលនោះផ្ទាំងអេក្រង់ប្រព័ន្ធក៏បានបង្ហាញព័ត៌មានឲ្យគ្រប់គ្នាឃើញជាសាធារណៈតែម្ដងអ៊ីស៊ូគីកម្រិត0មែនតែមានកម្លាំងវេប្រហារ200លបឿន200ការពារ200និងវេទមន្ត200សរុបដល់ទៅ800ឯណោះគ្រាន់តែឃើញអញ្ចឹងភ្លាមពួកសិស្សនិងលោកគ្រូទាំងអស់ក៏បាននាំគ្នាហូររំជួយសាលាព្រោះរំភើបពេកម្នាក់ស្រែកថាមិននឹកស្មានថាសាលារបស់យើងគឺមានសិស្សខ្លាំងដល់ថ្នាក់នឹងសោះសូម្បីតែលោកគ្រូចាំម្នាក់ក៏បានស្រែកទៅរំភើបផងដែរថារឿងនេះនឹងត្រូវចារនៅក្នុងទុកជាប្រវត្តិសាស្ត្រសាលារបស់យើងមិនខានប៉ុន្តែក្នុងចំណោមសិស្សដែលសប្បាយចិត្តអាហ៊ីការ៉ូវិញគឺវាខំឡើងចង់ផ្ទុះដើមទ្រូងរបស់វាហើយព្រោះវាគិតថាអ៊ីស៊ូគីដណ្ដើមភាពល្បីល្បាញដែលជារបស់វាបាត់អស់វាខំថ្មិញគ្រឹតភ្នែកឡើងក្រហមងាងរួចបញ្ចេញផ្លេចបន្ទោពេញខ្លួនស្រែកដាក់អ៊ីស៊ូគីទាំងកំហឹងថាមនុស្សកាកដូចជាឯងត្រូវតែនៅជាកាកដដែលផ្លេចបន្ទោរបស់វាក៏បានឆាប់ឆេះពេញសាលធ្វើឲ្យគ្រប់គ្នាភ័យរត់ចេញអស់វាបានស្ទុះទៅមុខទាំងមុខមាត់ឈួតដោយចង់កំចាត់អ៊ីស៊ូគីជាមួយនឹងជំនាញដែលទើបតែទទួលបានចំណែកអ៊ីស៊ូគីវិញក៏នៅតែស្ងប់ស្ងាត់ឈរមើលចុះមកពីលើវិមានវាក្តាប់ដៃយ៉ាងណែនរួចផ្ទាំងអេក្រង់ system ពណ៌ខៀវក៏បានលេចមកបង្ហាញពីជំនាញរបស់អាហ៊ីការ៉ូឲ្យគេឃើញជំនាញកម្រិត C ឈ្មោះថាពោះប្រាក់ភ្នែកអ៊ីស៊ូគីមុតស្រួចខ្លាំងណាស់គេបានចាប់ផ្ដើមប្រើជំនាញវិភាគដើម្បីរៀនតាមលេខភាគរយក៏បានលូតឡើង 27% 57% មក 69% កាត់ឡើងយ៉ាងលឿនស្លេវរួចហើយអ៊ីស៊ូគីក៏បានលូតចុះទៅមុខលឿនដូចជាផ្លេកបន្ទោអីចឹងកំប្រាក់អត់បានបែកប្រេះស្រាំខ្ទេចខ្ទីអស់ដោយសារតែកម្លាំងផ្លេកបន្ទោដ៏សាហាវពួកសិស្សានុសិស្សនាំគ្នាភ័យសន់ស្លោងងាកឆ្វេងងាកស្ដាំរកមើលថាអ៊ីស៊ូគីតាណាបាត់ហើយមេស្រីម្នាក់ស្រែកសួរទាំងស្លន់ថាអ៊ីស៊ូគីតាណាហើយម្នាក់ទៀតឆ្លើយតាមភ័យថាឃើញតែពន្លឺភ្លើងមួយឆ្វេចក៏បាត់ឆឹងតែម្ដងអាហ៊ីការ៉ូក៏បានងាកមើលជុំវិញទាំងងឿងឆ្ងល់ដែរមិនដឹងថាអ៊ីស៊ូគីនឹងនៅឯណាទេក្នុងពេលនោះអេក្រង់ system ពណ៌ខៀវក៏បានលូតដល់ 88% ហើយស្រាប់តែអ៊ីស៊ូគីក៏បានលេចមុខមកពីក្រោយខ្នងរបស់អាហ៊ីការ៉ូដូចជាស្រមោលអីចឹងរុំព័ទ្ធទៅដោយផ្លេកបន្ទោពេញខ្លួនផ្នែករបស់អ៊ីស៊ូគីក៏បានបញ្ចេញពន្លឺរងាលគួរឲ្យខ្លាចអាហ៊ីការ៉ូភ័យឡើងរឹងខ្លួនដូចជាដុំថ្មញើសហូរស្រក់ជោគមុខពេលដឹងថាមានគេមកពីក្រោយខ្នងខ្លួនឯងបែបនេះវាភ័យដល់ថ្នាក់កម្រាស់ជើងមិនរួចសោះអ៊ីស៊ូគីក៏បានដាក់ដៃលើស្មារបស់អាហ៊ីការ៉ូរួចក៏បាននិយាយទាំងសំឡេងត្រជាក់ស្រេបថាអាហ៊ីការ៉ូឯងចាត់ទុកថាខ្លួនឯងសំណាងហើយដែលបានកើតមកជាមនុស្សបើសិនបើឯងជាបិសាចវិញអញច្បាស់ជាសម្លាប់ឯងរាប់រយដងបាត់ទៅហើយវើយអាហ៊ីការ៉ូក៏បានញាត់ដូចជាកូនសត្វអីចឹងណាព្រោះតែភាពភ័យខ្លាចបានលុកលុយពេញខ្លួនប្រាណវាបន្តិចក្រោយមកអ៊ីស៊ូគីក៏បានដើរទៅធ្វើមិនដឹងខណៈដែលអ៊ីការ៉ូក៏បានទុនជើងដួលខ្ពកទៅលើដីតែម្ដងពួកសិស្សម្នាក់ក៏បានលំមកតែភ្ជាប់ផ្អើលថាអីយ៉ាវាទៅនៅពីក្រោយតាំងពីពេលណាអ្នកខ្លះទៀតក៏បានលួចសើចចំអកឲ្យអ៊ីការ៉ូថាអាហ៊ីការ៉ូប្រហែលជាខ្លាចរហូតដល់ទុនជើងដួលតែម្ដងហើយមើលទៅនេះតែមានអ្នកខ្លះទៀតក៏បានប្រាប់ឲ្យស្ងាត់មាត់ទៅប្រយ័ត្នវាឬវាខឹងគ្រានោះមានអេក្រង់ថ្មីមួយក៏បានលូតពីលើក្បាលរបស់អ៊ីស៊ូគីបង្ហាញថា 94% រួចក៏ឡើងយ៉ាងលឿនអ៊ីស៊ូគីនិយាយតិចថាប្រហែលជាជំនាញកម្រិត C ទើបបានជាវិភាគលើបែបនេះភ្លាមនោះអេក្រង់ក៏បានលូតដល់ 100% ពេញតែម្ដងផ្លេកបន្ទោបានផ្ទុះឡើងប៉ាំងជុំវិញខ្លួនគេរួចក៏មានសារលូតមកទៀតថាទទួលបានជំនាញកម្រិត C ឈ្មោះអ្នកកំទេចរន្ទះឬក៏ Thunder Breaker ខ្លួនប្រាណរបស់អ៊ីស៊ូគីឡើងភ្លឺរងាដោយសារតែធម្មពលថ្មីដែលគេទៅទទួលបាននឹងពួកសិស្សឈរមើលតាមភ័យនៅពេលដែលឃើញពន្លឺជះចេញមកម្ដងទៀតមានក្មេងប្រុសម្នាក់ក៏បានលំមាត់ថាវាកាត់ឡើងទៀតហើយចំណែកសិស្សម្នាក់ពាក់វ៉ែនតាក៏បានរុញវ៉ែនតាគេឡើងឬក៏បាននិយាយទៅញញឹមថាសំឡាងហើយដែលខ្ញុំបានមកមើលក្នុងលំហអាកាសដ៏
ភ្លឺសពស្កាត់នោះអេស៊ូគីក៏បានបង្ហាញខ្លួនអង្គុយគិតថារាល់ពេលដែលគេវិភាគជំនាញបានសម្រេចគេនឹងត្រូវទាញចូលមកកន្លែងចម្លែកនេះរហូតនៅពីមុខគេអេក្រង់ប្រព័ន្ធក៏បានបញ្ជាក់ថាការវិភាគជំនាញពោះប្រាក់របស់អាហ៊ីការ៉ូក៏បានចប់សពគ្រប់ហើយគេទទួលបានជំនាញថ្មីគឺកម្រិតទី1នៃអ្នកកំទេចរន្ទះជំនាញថ្មីនេះគឺខ្លាំងមែនទែនវាអាចអនុញ្ញាតឲ្យគេនឹងស្រូបយកកម្លាំងរន្ទះដែលគេវាយមកលើខ្លួនរួចបង្វែរមកជាល្បឿនឲ្យខ្លួនឯងរហូតដល់ទៅ 50% ឯណោះជំនាញថ្មីនេះមិនត្រឹមតែខ្លាំងនោះទេវាក៏ជាសមត្ថភាពពិសេសម្យ៉ាងទៀតផងដែរឲ្យតែអេស៊ូគីស្រូបយកការវាយប្រហារដោយរន្ទះកម្រិត C គឺល្បឿនរបស់គេនឹងកើនឡើង 5% រហូតតែម្ដងមិនតែប៉ុណ្ណោះថតិកម្លាំងរបស់គេគ្រប់មុខក៏ត្រូវបូកបន្ថែម10ពិន្ទុទៀតដែរចំណែកឯរបួសឬក៏អាការៈមិនស្រួលនៅក្នុងខ្លួនវិញគឺជាសះស្បើយដូចគេបេះចេញអញ្ចឹងនៅខាងក្រៅវិញពួកសិស្សនាំគ្នាខ្ទប់ភ្នែកម្ដងទៀតព្រោះពន្លឺពណ៌ខៀវដែលជះចេញពីខ្លួនរបស់អេស៊ូគីគឺខ្លាំងមែនទែនគេឈរនៅកណ្ដាលរង្វង់រន្ទះបាញ់ខ្វាត់ខ្វែងធ្វើឲ្យសម្ពាធអគ្គិសនីរុញច្រានអ្នកនៅជុំវិញឲ្យដកថយទៅក្រោយទាំងអស់ម្នាក់ក៏បានស្រែកទាំងភ័យថាមើលចុះរន្ទះនៅលើខ្លួនរបស់អេស៊ូគីឥឡូវនេះគឺភ្លឺជាងរន្ទះរបស់អាហ៊ីការ៉ូឆ្ងាយណាស់អាហ៊ីការ៉ូវិញក៏បានឈមមើលទាំងភ្នែករបស់វានៅមិនស្ងៀមព្រោះវាមិនចង់ជឿសោះថាអេស៊ូគីអាចរៀនជំនាញខ្លាំងបែបនេះបានលឿនអញ្ចឹងពេលនោះពិន្ទុកម្លាំងរបស់អេស៊ូគីក៏បានលូតឡើងដល់200ទៅ210គ្រប់មុខទាំងអស់ដែលធ្វើឲ្យពិន្ទុត្រឡប់មកសរុបវិញគឺ840ពិន្ទុរំពេចនោះស្រាប់តែមេឃក៏បានឡើងងងឹតស្ដុបអ្នកម្នាក់នាំគ្នាងើបមើលទៅលើទាំងងឿងឆ្ងល់អំបញ្ញមិញមេឃនៅតែភ្លឺសោះមិនក៏ឥឡូវឡើងងងឹតអញ្ចឹងសិស្សខ្លះទៀតក៏បានឆ្ងល់ថាចង់ភ្លៀងមែនអត់តែមិនតបបានប្រមាណផងស្រាប់តែមានរបស់ខ្មៅធំមួយរាងមូលដូចមឈូសរុំព័ទ្ធដោយរន្ទះបាញ់ព្រិចធ្លាក់ចូលមកពីលើមេឃយ៉ាងលឿនភ្លៀងក៏បានចាប់ផ្ដើមធ្លាក់មកយ៉ាងខ្លាំងស្របពេលដែលរបស់ចម្លែកនោះក៏បានធ្លាក់មកចំកណ្ដាលសាលាកញ្ញាសក់ខៀវពាក់វ៉ែនតាក៏បានលំមាត់ស្រែកទាំងស្លុតចិត្តថានោះវាគឺជាវិមានបិសាចតើមិនក៏ធ្លាក់មកចំទីនេះអញ្ចឹងលោកមេបញ្ជាការនានតក៏បានប្រកាសអាសន្នភ្លាមឲ្យផ្អាកការប្រជុំរួចបញ្ជាឲ្យពួកសិស្សទាំងអស់រត់ជំនះខ្លួនចេញឲ្យលើបំផុតលោកមេបញ្ជាការដឹងច្បាស់ថាពួកបិសាចទាំងនេះមកគឺដើម្បីរកគាត់ហើយកញ្ញាសក់ខៀវបបួលមេបញ្ជាការឲ្យរត់ដែរព្រោះពួកគេមិនមែនជាអ្នកប្រយុទ្ធនោះទេតែលោកនានតក៏វីក្បាលឬក៏បានប្រាប់ថាបើយើងរត់ច្បាស់ជាគ្រប់គ្នាភ័យសន់ស្លោស្លាប់មិនខានគាត់ក៏ចង្អុលទៅកាន់អេស៊ូគីដែលកំពុងតែឈរស្ងៀមថ្មឹងទាំងដែលមានរន្ទះបាញ់ជុំវិញខ្លួនគាត់និយាយថាមើលក្មេងម្នាក់នោះចុះគេមានសតិស្មារតីស្ងប់ស្ងាត់ជាងយើងទាំងពីរនាក់ទៅទៀតវិមានខ្មៅដ៏ធំនោះក៏បានធ្លាក់មកដល់ដីបង្កជាសម្លេងផ្ទុះយ៉ាងខ្លាំងនិងធ្វើឲ្យដីរំជួយខ្ទេចខ្ទីអស់ពួកសិស្សនាំគ្នាស្រែកផ្អើលឆោឡោរត់យកព្រះយោរៀងខ្លួនព្រោះដឹងថាពួកបិសាចចិត្តចេញមកហើយមិត្តភក្តិគេបានស្រែកប្រាប់ឲ្យអេស៊ូគីរត់ដែរតែគេមិនរត់ឡើយអេស៊ូគីឈរស្ងៀមនៅកណ្ដាលភ្លៀងភ្នែករបស់គេឡើងក្រហមញ៉ាំងគួរឲ្យខ្លាចរួចគេនិយាយទាំងសម្លេងត្រជាក់ស្រេបថាអញនឹងកំទេចពូឯងឲ្យអស់បន្តពីភាគមុននឹងមិត្តភក្តិរបស់អេស៊ូគីនាំគ្នាឈរមើលគេទាំងហ៊ូចិត្តនិងបារម្ភខ្លាំងមែនទែនម្នាក់ស្រែកថាអេស៊ូគីបើឯងមិនរត់ទេច្បាស់ជាងាប់មិនខានឡើយម្នាក់ទៀតជួយបន្ថែមថាឯងទើបដាក់ធម្មពលបាននោះទេកុំចង់ទៅច្បាំងជាមួយនឹងអាបិសាចនឹងអីទុកឲ្យអ្នកមានបទពិសោធន៍គេទៅធ្វើទៅប៉ុន្តែអេស៊ូគីក៏វីក្បាលឬក៏បានប្រាប់យ៉ាងត្រជាក់ថាជឿជាក់លើអញចុះតែឃើញបែបនេះក្មេងស្រីសក់ផ្កាឈូកមើលទៅបារម្ភខ្លាំងណាស់តែនាងដឹងច្បាស់ថាខត់មិនឈ្នះក៏បានស្រែកថាបើឯងចង់ងាប់ក៏មកបន្ទោសពួកយើងឲ្យសោះនិយាយរួចនាងក៏បានអស់ដៃមិត្តភក្តិម្នាក់ទៀតរត់ចេញបាត់ទៅក្មេងប្រុសពាក់វ៉ែនតាដែលត្រូវបានគេអូសទៅនោះបានសួរនាំនាងទាំងមិនអស់ចិត្តថាទុកគេចោលបែបហ្នឹងពិតជាមិនអីទេអីអាបិសាចនឹងគឺជាម៉ាស៊ីនសម្លាប់មនុស្សចល័តតើខណៈពេលដែលពួកគេកំពុងរត់ចេញអេស៊ូគីបែរជាញញឹមបែបឈួតភ្នែកបលក្រហមតែម្ដងកណ្ដាលភ្លៀងគេរអ៊ូម្នាក់ឯងថាសំណាងណាស់អាបិសាចទី1ដែលអញត្រូវជួបក្រោយដាស់ធម្មពលគឺជាប្រភេទអាបិសាចដែលសម្លាប់ប៉ាម៉ាក់អញថែមម្ដងភ្លាមនោះអេក្រង់ប្រព័ន្ធបានលោតបង្ហាញព័ត៌មានពីសត្រូវនៅពីមុខគេវាគឺជាទាហានក្រុងឆ្អឹង level 8ដែលមានការការពារខ្ពស់ដល់ទៅ240ឯណោះហើយវាមានជំនាញបាញ់ឆ្អឹងកម្រិត B ទៀតផងអាបិសាចក្រុងឆ្អឹងឈរបញ្ចេញអណ្ដាតភ្លើងពណ៌ខៀវយ៉ាងសាហាវប៉ុន្តែអេស៊ូគីមិនខ្លាចឡើយគេបញ្ចេញរន្ទះពេញដៃត្រៀមខ្លួនវាយបោភ្នែកពណ៌ក្រហមរបស់គេបញ្ចេញពន្លឺយ៉ាងខ្លាំងគេចង់សាកល្បងជំនាញដែលគេទើបទទួលបានមិញនឹងមួយរំពេចនោះអេស៊ូគីក៏បានស្ទុះទៅមុខលឿនស្លើដូចជាផ្លែបន្ទោសម្ដៅទៅរកបិសាចក្រុងឆ្អឹងនោះអាបិសាចក្រុងឆ្អឹងបំរុងនឹងដល់គេមួយដៃតែអេស៊ូគីបានគេចផុតយ៉ាងរហ័សឬក៏បានសមមកវិញជាមួយនឹងកណ្ដាប់ដៃដែលមានរន្ទះព្រិចពេញទំហឹងទាំងស្រែកថាអញមិនអោយអ្នកណាស្លាប់ទៀតទេផាច់សំលេងកណ្ដាប់ដោយបុកចំទ្រូងអាបិសាចនោះយ៉ាងខ្លាំងបង្កជាធម្មពលផ្ទុះយ៉ាងសាហាវកម្លាំងបុកនេះធ្វើអាបិសាចក្រុងឆ្អឹងនោះទៀតទៅក្រោយបុកធ្លាយជញ្ជាំងអាគារ
សាឡាតិចទីអដែលរឿនជួយកំទេចថ្មខ្ទាតពេញទីធ្លាពួកសិស្សដែលឈប់មើលពីចម្ងាយនាំគ្នាភាំងម្នាក់លន់មាត់ថាអាយ៉ាអេតស៊ូគីខ្លាំងដល់ថ្នាក់នឹងផងអីបើគេខ្លាំងអញ្ចឹងចាំបាច់ឲ្យយើងរត់ធ្វើអីទៀតមិនស្រីម្នាក់ទៀតក៏បានភ្ជាប់អោផងដែរពេលតែឃើញគេវាយប្រហារជាមួយនឹងអបិសាចខ្ទាតបាត់នៅក្នុងមួយដៃសម្បីតែអ្នកស្រីអធិការសក់ខៀវក៏បានហួសចិត្តដែរនាងមិននឹកស្មានសោះថាសិស្សថ្មីម្នាក់ទើបតែដាស់ធម្មពលអាចវាយអបិសាចលេវ8ឲ្យហោះខ្ទាតបាត់ដោយប្រើតែកណ្ដាប់ដៃតែមួយប៉ុណ្ណោះបែបនេះមេឃកំពុងភ្លៀងធ្លាក់ខ្លាំងលោកមេបញ្ជាការនិនតូឈរសម្លឹងមកពីចម្ងាយទាំងគិតក្នុងចិត្តថាកម្លាំងល្បឿនរបស់អេស៊ូគីគឺខ្លាំងខុសដាច់ពីអ្នកកម្រិត0ដទៃទៀតឆ្ងាយណាស់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកមេបញ្ជាការនៅតែគិតថាអេស៊ូគីមិនអាចឈ្នះអបិសាចក្រុងឆ្អឹងនឹងបាននោះទេព្រោះវាមានសមត្ថភាពពិសេសពីរយ៉ាងដែលគួរឲ្យខ្លាចបំផុតទី1គឺវាមានអំណាចការការពារខ្លួនខ្លាំងមហិមាហើយទី2គឺវាមានជំនាញម្យ៉ាងឈ្មោះថាភ្លើងឆ្អឹងវាគឺជាអណ្ដាតភ្លើងពណ៌ខៀវដែលអាចដុតកំទេចរាល់អ្វីដែលវាប៉ះឲ្យខ្លាចទៅជាផេះបាននៅក្នុងមួយប្រព្រិចភ្នែកភ្លាមនោះស្រាប់តែអណ្ដាតភ្លើងពណ៌ខៀវបានផ្ទុះឡើងពេញទីធ្លាបកសម្ដៅទៅរកអេស៊ូគីដោយរលកសមុទ្រអីចឹងពួកសិស្សានុសិស្សនាំគ្នាភ័យចំហមាត់ចំណែកមិត្តភ័ក្តិរបស់អេស៊ូគីវិញស្រេចហៅឈ្មោះគេទាំងបារម្ភខ្លាំងបំផុតរីឯអាហ៊ីការ៉ូវិញវានៅតែសោកចំអកបែបឈួតឬក៏បានស្រែកផ្ចាញ់ផ្ចាថាអាឡងងមនុស្សមិនគាត់ងងឹតភ្លើងដូចជាឯងច្បាស់ជាខ្លាយជាផេះមិនខានប៉ុន្តែនៅក្នុងពេលដែលភ្លើងកំពុងឆេះមកនោះស្រាប់តែផ្ទាំងអេក្រង់ស៊ីស្ទឹមបានលេចមុខអេស៊ូគីម្ដងទៀតវាប្រាប់ថាស្ត្រីកំពុងប្រើជំនាញភ្លើងឆ្អឹងហើយការវិភាគចាប់ផ្ដើមលោតពី 1% ឡើងទៅយ៉ាងលឿនខណៈដែលអណ្ដាតភ្លើងពណ៌ខៀវលេបត្របាក់ខ្លួនគេអេក្រង់ក៏បានលោតដល់ 25% អេស៊ូគីឈរថ្មឹងនៅក្នុងភ្នក់ភ្លើងទាំងមិនរត់ទៅណាឡើយគេសង្កេតឃើញថាឲ្យតែជំនាញរបស់ស្ត្រីវេចំខ្លួនគេការវិភាគនឹងកាន់តែដើរលឿនជាងមុនកញ្ញាសក់ខៀវឈរសម្លឹងមើលទាំងបាក់ភ្នែកធំឬក៏បាននិយាយថាសំបីតែអ្នកកម្រិត10ក៏មិនអាចទ្រាំទ្រនឹងភ្លើងនោះបានដែរបើត្រូវចំបែបហ្នឹងអណ្ដាតភ្លើងពណ៌ខៀវក៏បានកាន់តែឆេះខ្លាំងខូសន្ធោសន្ធៅតែម្ដងគាត់បណ្ដប់ទៅលើខ្លួនអេស៊ូគីរហូតដល់មើលទៅដូចជារាងកាយគេនឹងឆេះអស់ពាក់កណ្ដាលឡើងដោយក្រុងឆ្អឹងបាត់ទៅហើយអ្នកគ្រូសក់ខៀវលំមាត់ទាំងស្ដាយក្រោយថាមិនគួរណាទេពកោសលដ៏អស្ចារ្យម្នាក់ត្រូវមកស្លាប់ដោយសារតែបិសាចទាំងមិនទាន់បានរឹងដៃរឹងជើងអីចឹងសោះក្នុងពេលនោះអេក្រង់ស៊ីស្ទឹមក៏បានលោតដល់ 77% លើកឡើងមកដល់ 81% អេស៊ូគីក៏បានសម្លឹងមើលខ្លួនឯងដែលកំពុងត្រូវភ្លើងឆេះនោះឬល្អតិចថាអូអារម្មណ៍ពេលត្រូវភ្លើងឆេះខ្លួនវាបែបនឹងសោះណោះគេនិយាយតែសម្លេងសោកសៅថាវាពិតជាឈឺចាប់ខ្លាំងណាស់រំពេចនោះរូបភាពការពារដេតកាលក៏បានលេចនៅក្នុងចិត្តរបស់គេគឺរូបភាពដែលគេឃើញម្ដាយរបស់គេត្រូវភ្លើងឆេះអស់ពាក់កណ្ដាលនឹងមុខគេទើបតែដឹងថាម្ដាយរបស់គេឈឺចាប់ប៉ុណ្ណាតែទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែខំញញឹមដាក់គេដើម្បីកុំឲ្យគេនឹងភ័យខ្លាចដែរលោកបញ្ជាការនិនតូបានសម្លឹងមើលទៅអេស៊ូគីដែលសង្ស័យថាតើក្មេងម្នាក់នេះនៅមានលក្ខល្បិចអីទៀតអត់អណ្ដាតភ្លើងកាន់តែឆេះខ្លាំងឡើងខណៈដែលរបាវិភាគបានលូតឡើងខ្ពស់ទៅដៃរបស់អេស៊ូគីដែលឡើងគ្រោងឆ្អឹងទៅហើយនោះបានក្តាប់យ៉ាងណែនឬក៏បាននិយាយថានៅពេលដែលការវិភាគចប់ឯងនឹងជាអ្នកចប់វិញម្ដងភ្លាមនោះ Account System ក៏បានភ្លឺឡើងយ៉ាងខ្លាំងឬបង្ហាញថាការវិភាគបានសម្រេច 100% ហើយនៅខាងក្រៅភ្នក់ភ្លើងពួកសិស្សទាំងអស់នាំគ្នាខ្សឹបខ្សៀវទាំងអស់សង្ឃឹមព្រោះគិតថាអេស៊ូគីច្បាស់ជាស្លាប់បាត់ទៅហើយក្នុងចំណោមវងមនុស្សដែលអស់សង្ឃឹមស្រាប់តែមានម្នាក់ចង្អុលទៅមុខទាំងភ្ញាក់ផ្អើលហើយស្រែកថាមើលចុះផ្កាឈូកខៀវចេញមុខទៀតហើយអេស៊ូគីមិនទាន់ងាប់នោះទេគេកំពុងបង្កើតអភូតហេតុឲ្យយើងមើលទៀតហើយពន្លឺពណ៌ខៀវដ៏ត្រជាក់ភ្នែកបានវិលជុំវិញខ្លួនអេស៊ូគីខណៈដែលគេឈរនៅកណ្ដាលភ្នក់ភ្លើងដែលកំពុងតែរលត់ទៅវិញគេឆ្ងល់នៅក្នុងចិត្តថាតើលើកនេះគេនឹងទទួលបានជំនាញខ្លាំងកម្រិតណាទៀតអណ្ដាតភ្លើងពណ៌ខៀវបានរលាយបាត់អស់បង្ហាញឲ្យឃើញរាងកាយរបស់អេស៊ូគីដែលមុននេះឆេះឡើងខ្លោចប៉ុន្តែឥឡូវរំពណ៌ទៅដោយថាមពលថ្មីភ្លាមនោះអេក្រង់ស៊ីស្ទឹមក៏បានលោបប្រាប់ថាការវិភាគភ្លើងឆ្អឹងបានសម្រេច 100% ហើយគេទទួលបានជំនាញថ្មីមួយទៀតឈ្មោះថាជញ្ជាំងខ្មៅជំនាញនេះគឺលយត្រង់ថាវាអាចបង្កើតជាតកមករំពាត់រាងកាយដើម្បីការពាររាល់ការវាយប្រហារដោយភ្លើងកម្រិត B ចុះក្រោមបានទាំងអស់មិនត្រឹមតែប៉ុណ្ណោះជំនាញជញ្ជាំងខ្មៅរបស់គេបានឡើងដល់ level 2 ភ្លាមតែម្ដងដែលធ្វើឲ្យគ្រប់យ៉ាងរបស់គេកើនឡើង20ពិន្ទុថែមទៀតគ្រប់មុខឥឡូវនេះកម្លាំងវាយប្រហារល្បឿនការពារនិងមន្តអាគមបានឡើងដល់210ទៅដល់230ទាំងអស់សរុបឡើងដល់920ពិន្ទុហើយអ្វីដែលអស្ចារ្យបំផុតនោះគឺរបួសដែលឆេះខ្លាចពីខ្លួនមិញនឹងបានជាសះស្បើយទាំងស្រុងគ្មានសល់ស្លាកស្នាមសូម្បីតែបន្តិចអេស៊ូគីឈមមើលទៅលើអេក្រង់ទាំងស្ងប់ស្ងាត់គេបានគិតថាកាលពីមុនគេវាយបិសាចគ្រោងឆ្អឹងមិនចង់ធ្លាយការការពាររបស់វាផងប៉ុន្តែឥឡូវកម្លាំងគេកើនឡើងខ្លាំងជាងមុនឆ្ងាយណាស់គេជឿថាលើកនេះគេច្បាស់ជាអាចវាយវាបែកមិនខានរំពេញនោះផ្កាឈូកខៀវក៏បានរីកសាយភេជុំវិញខ្លួន
គេយ៉ាងស្អាតធ្វើឲ្យពួកសិស្សដែលឈរមើលហូរកញ្ជ្រៀវទាំងសប្បាយចិត្តថានៅរស់មែននេះពិតជាភូតហេតុមិនគួរឲ្យជឿសោះអ្នកគ្រូសក់ពណ៌ខៀវឈរភាំងហាមមាត់ចំហឆ្ងល់នៅក្នុងចិត្តថាតើអេស៊ូគីមានជំនាញព្យាបាលខ្លួនឯងតាំងពីពេលណាមិញឃើញប្រារន្ទះចុះមិនឥឡូវក៏បាច់ព្យាបាលជាមួយរបួសខ្លួនឯងលឿនដូចហោះអីចឹងសម្បីតែលោកមេបញ្ជាការលៀនតូក៏បានព្យាបាលផងដែរគាត់ដឹងថាពួក Order Breaker គឺអាចកំបាំងណាស់តែសម្រាប់អេស៊ូគីគឺចម្លែកខុសគេខ្លាំងពេកហើយឥឡូវនេះអេស៊ូគីឈរនៅកណ្ដាលពន្លឺផ្កាឈូកយ៉ាងសង្ហារាងកាយគេឡើងសាច់ឈាមស្រប់បំប្រងវិញទាំងអស់តែម្ដងគ្មានរបួសត្រង់ណាឡើយគេមើលដៃមើលជើងឬក៏បានលំមកសឹបថាអូហូជាសត្វស្បាយអីក៏ល្អឥតខ្ចោះម្ល៉េះគេចាប់ផ្ដើមឆ្ងល់ទៀតហើយចុះបើថ្ងៃក្រោយត្រូវកាត់ដៃកាត់ជើងឬក៏បែកក្បាលអីតើវានៅអាចដុះមកវិញហើយជាសត្វស្បាយបែបនឹងទៀតអត់គេពិតជាចង់ដឹងអំពីដែនកំណត់នៃធម្មពលព្យាបាលខ្លួនឯងនេះខ្លាំងណាស់រូបពេលនោះអបិសាចគ្រូនឆ្អឹងក៏បានក្រហមឡើងយ៉ាងខ្លាំងឬបញ្ចេញភ្លើងពណ៌ខៀវឆេះស្រោបពេញអាវក្រោះរបស់វាអណ្ដាតភ្លើងក៏បានឆាប់ឆេះសន្ធោសន្ធៅខណៈដែលវាស្ទុះសម្ដៅមកកំទេចអេស៊ូគីចំណែកអេស៊ូគីអនៅវិញនៅតែឈរធ្វើមិនដឹងគេគ្រាន់តែលើកដៃឡើងស្រាប់តែមានបន្លាខ្មឹកខ្មៅដូចចេញមកពេញស្បែកគេតែម្ដងទោះបីជាគេត្រូវភ្លើងពណ៌ខៀវលើត្របាក់ខ្លួនចិត្តឆឹងក៏ដោយក៏អេស៊ូគីនៅតែឈរថ្មឹងមិនរង្គើបន្តិចសោះមួយស្ទុះក្រោយមកគេឃើញស្រមោលអេស៊ូគីចេញពីក្នុងភ្នក់ភ្លើងមកវិញទាំងមានបន្លាខ្មៅរុំព័ទ្ធជុំវិញខ្លួនដូចអាវក្រោះហើយភ្នែកឡើងក្រហមងាំងពីក្រោយស្រទាប់ការពារតកគេក៏បានលុតស្ទុះឡើងទៅលើមេឃយ៉ាងលឿនឬក៏ធ្លាក់មកវិញជាមួយនឹងធម្មពលរន្ទះបាញ់ព្រិចពេញទីធ្លាអបិសាចគ្រូឆ្អឹងបំរុងនឹងវាតបវិញតែអេស៊ូគីលឿនដូចខ្មោចលងអញ្ចឹងណាទៅលេចមុខពីក្រោយខ្នងវាបាត់មើលសឹងមិនទាន់ដែលរបស់គេក៏បានប្រែជាដាវបន្លាខ្មៅយ៉ាងធំដែលមានរន្ទះបាញ់ពេញនឹងរួចគេកាប់អបិសាចគ្រូឆ្អឹងមួយដាវដាច់ជាពីរខ្ទេចតែម្ដងពួកសិស្សដែលឈរមើលពីចម្ងាយនឹងភ្នៀភាំងហាមាត់ស្លុតម្ដងទៀតហើយម្នាក់លំមាត់អូហូយគេទៅនៅពីក្រោយវាលឿនដូចចេះមន្តអាគមបំបាំងកាយអញ្ចឹងម្នាក់ទៀតថាលុះត្រាតែអ្នកមានអំណាចខ្លាំងបានមើលចលនាគេទាន់សូម្បីហ៊ីក្រូក៏ស្លុតចិត្តដែរព្រោះវាមើលមិនទាន់សោះថាអេស៊ូគីនឹងរើទៅតាំងពីពេលណាកញ្ញាឈូអាអ្នកគ្រូសក់ខៀវនឹងក៏បានឆ្ងល់ដែរថាក្មេងទើបដាក់ធម្មពលសោះមិនក៏ខ្លាំងអស្ចារ្យដល់ថ្នាក់នឹងពេលដែលធូលីហុយរសាត់បាត់អស់អេស៊ូគីឈរនៅទីនោះម្នាក់ឯងយ៉ាងសង្ហាពេលបន្លាខ្មៅលើខ្លួនបាត់អស់គេក៏បានដើរទាត់ក្បាលបិសាចក្រុងឆ្អឹងនោះឲ្យបែកខ្ទេចគេមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែនព្រោះជំនាញថ្មីនេះមិនត្រឹមតែការពារគេបានល្អនោះទេថែមទាំងអាចបង្កើតជាអាវុធបានគ្រប់មុខតាមចិត្តចង់ទៀតគឺខ្លាំងទាំងការពារនិងវាយលោកតែម្ដងស្រាប់តែមានមិត្តភ័ក្តិគេរត់មកហៅឈ្មោះរីស្ទូមកអោបគេយ៉ាងណែនទាំងធូរទ្រង់ព្រោះបារម្ភអំពីអេស៊ូគីពេញមួយពេលអេស៊ូគីក៏បានសួររកសៃយ៉ាក្មេងស្រីសក់ពណ៌ផ្កាឈូកមិត្តភ័ក្តិរបស់គេបានប្រាប់ថាមិញឃើញសៃយ៉ាធ្វើមុខដូចចង់យំអញ្ចឹងប៉ុន្តែឥឡូវមិនដឹងថានាងតាណាបាត់នោះទេរកមិនឃើញសោះអេស៊ូគីសម្លឹងមើលទៅវងមនុស្សទាំងងឿងឆ្ងល់ថាម៉េចក៏នាងមិនមករកគេឬមួយក៏នាងខឹងនឹងគេមែនក្នុងពេលនោះកញ្ញាឈូអាឈរសម្លឹងមើលទៅសមរភូមិទាំងមិនអស់ចិត្តពួកក្មេងម្នាក់អាចសម្លាប់អបិសាចល្បែ8បានងាយបែបនេះគឺជារឿងដែលមិនគួរឲ្យជឿបំផុតលោកមេបញ្ជាការលិនតូក៏បានប្រាប់កញ្ញាឈូអាឲ្យជួយសម្អាតទីនេះទៅរួចឲ្យនាងនាំសារទៅប្រាប់នាយកសាលាផងអេស៊ូគីគាត់ជាអ្នកនាំទៅជាមួយគាត់ហើយចំណែកមិត្តភ័ក្តិអេស៊ូគីវិញបានទះស្មាគេឬក៏បាននិយាយលួងចិត្តថាសៃយ៉ាមិនខឹងនោះទេនាងប្រហែលជាខ្លាំងមិនទាន់អេស៊ូគីក៏បានលួចទៅប៉ះវិមានបិសាចដើម្បីដាក់ធម្មពលដែរឲ្យមើលទៅបន្តភាពមើលមកអេស៊ូគីបានអោនមុខចុះបន្តិចរអ៊ូតិចម្នាក់ឯងថាគេក៏សង្ឃឹមថាសៃយ៉ាធ្វើបែបនឹងមែនចុះព្រមពេញនោះសត្វតែមានសម្លេងម្យ៉ាងពន្លឺឡើងហើយឈ្មោះគេថាតើឯងគឺជា Denma Itsuki មែនទេ Itsuki ក៏បានងាកមកសត្វតែឃើញលោកមេបញ្ជាការ Nento ដែលគ្របដណ្ដប់ដោយអាវធំវែងកំពុងដើរសម្ដៅមកជិតគេ Itsuki ក៏បានសម្លឹងមើលទៅគាត់ដោយស្ងៀមស្ងាត់ចំណែកពួកសិស្សដែលឈរមើលពីចម្ងាយវិញចាប់ផ្ដើមផ្សឹបខ្សៀវគ្នាផ្អើលពេញនឹងម្នាក់ឆ្ងល់ថាហេតុអីបានជាបុគ្គលល្បីខ្លាំងដូចលោក Nento មកនិយាយរក Itsuki ផ្ទាល់បែបនឹងអ្នកខ្លះស្មានថាគាត់ចង់យក Itsuki ធ្វើជាកូនសិស្សតែខ្លះទៀតក៏ប្រកែកថាមិនអាចទៅរួចនោះទេព្រោះកន្លងមកលោកមេបញ្ជាការធ្លាប់ទទួលសិស្សតែម្នាក់គត់គឺ Steven ដែលជាមនុស្សខ្លាំងបំផុតនៅក្នុងលោកពួកគេជឿថាទោះបីជា Itsuki ខ្លាំងប៉ុណ្ណាក៏ដោយក៏មេបញ្ជាការមិនងាយនឹងទទួលយកធ្វើសិស្សដែរចំណែកឯមិត្តភ័ក្តិរបស់ Itsuki វិញភ័យពេកក៏បានប្រញាប់សុំខ្លួនទៅរកសៃយ៉ាបាត់ទៅលោកមេបញ្ជាការ Nento ក៏បានសម្លឹងមើលមុខ Itsuki ចំឬក៏បាននិយាយយ៉ាងស្ងប់ស្ងាត់ថា
ឯងពិតជាក្មេងដែលពិសេសមែនអ៊ីស៊ូគីបានសម្លឹងមើលទៅកាន់គាត់វិញហើយសួរតិចៗថាតើលោកចង់មានន័យថាម៉េចដែលហៅខ្ញុំថាពិសេសនឹងលោកណែនតូបានសម្លឹងមើលគេយ៉ាងដិតដល់រហូតមើលឃើញថាមានថាមពងងឹតម្យ៉ាងកំពុងតែហុំព័ទ្ធជុំវិញខ្លួនអ៊ីស៊ូគីគាត់ក៏បាននិយាយទៅកាន់អ៊ីស៊ូគីថាបេះដូងរបស់ឯងហាក់ដូចជាពោពេញទៅដោយកំហឹងនិងការស្អប់ខ្ពើមខ្លាំងណាស់គាត់ក៏បានដើរមកឈរនៅចំពីមុខគេឬក៏បានសួរនាំចង់ដឹងថាតើមូលហេតុអ្វីបានជាគេមានការស្អប់ខ្លាំងដល់ថ្នាក់នឹងចុងក្រោយអ៊ីស៊ូគីក៏បានសម្រេចចិត្តប្រាប់ការពិតថាកាលពី10ឆ្នាំមុនប៉ាម៉ាក់របស់គេត្រូវបានពុកបិសាចសម្លាប់ចោលក្នុងពេលដែលពួកគាត់ខំប្រឹងការពារគេរូបពេចនោះរូបភាពការពារកម្មាភិបបានលេចនៅក្នុងចិត្តគេម្ដងទៀតអ៊ីស៊ូគីកាលនៅក្មេងកំពុងតែយំសោកបោកខ្លួនដោយអស់សង្ឃឹមក្នុងពេលដែលគ្រោះថ្នាក់ជិតមកដល់ខ្លួនគេចងចាំថាពេលនោះគេសឹងតែត្រូវបានពួកបិសាចសម្លាប់ទៅហើយតែសំណាងល្អមានអ្នកដាស់ធម្មពលម្នាក់មកជួយគេទាន់ពេលអ្នកមានអំណាចម្នាក់នោះបានចូលទៅវាយប្រហារពួកបិសាចនៅចំពោះមុខអ៊ីស៊ូគីដែលកំពុងតែភ័យញ័រខ្លួនអ៊ីស៊ូគីបានប្រាប់មេបញ្ជាការទាំងឈឺចាប់ថាគេបានឃើញម៉ាក់របស់គេនឹងស្លាប់នៅមុខតែម្ដងភ្លើងពណ៌ខៀវបានឆាប់ឆេះរាងកាយម្ដាយរបស់គេបន្តិចម្ដងទោះបីជាមុខមាត់ត្រូវភ្លើងឆេះអស់ពាក់កណ្ដាលរហូតដល់ឃើញឆ្អឹងទៅហើយក្តីក៏ម៉ាក់របស់គេនៅតែខំញញឹមយ៉ាងសទន់ដាក់គេឬក៏បានប្រាប់ថាកូនអើយផ្លូវដែលនៅសល់កូនត្រូវដើរដោយខ្លួនឯងឲ្យរឹងមាំណាអ៊ីស៊ូគីកាលនៅក្មេងសម្លឹងមើលទៅម្ដាយទាំងទឹកភ្នែកហូរជោគមុខគេមិនចង់ជឿថាវាជាការប៉ັດនោះទេរួចក៏ស្រែកហៅម្ដាយយ៉ាងខ្លាំងកំហឹងនេះបានឆាប់ឆេះឡើងពេញបេះដូងរបស់គេពេលដែលគេនឹកឃើញថាទាំងប៉ាទាំងម៉ាក់គឺត្រូវស្លាប់ដោយសារតែពួកបិសាចអស់នឹងគេស្រែកយំទាំងមិនសោកចិត្តខណៈដែលនៅពីមុខគេស្រាប់តែមានរូបរាងដ៏គួរឲ្យខ្លាចមួយលេចចេញពីភាពងងឹតមកវាគឺជាបិសាចយក្សដ៏ធំសម្បើមដែលមានអណ្ដាតភ្លើងពណ៌ស្វាយឆេះសន្ធោសន្ធៅនៅជុំវិញខ្លួនរបស់វាមើលទៅក៏ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ស្រមោលបិសាចដ៏ធំនោះក៏បានក្រោកដណ្ដប់លើខ្លួនអ៊ីស៊ូគីខណៈដែលគេទើបតែដឹងការពិតដ៏គួរឲ្យរន្ធត់ថាអបិសាចនៅពីមុខគេនេះគឺជាមេខ្លោងនៃអំពើអាក្រក់ទាំងអស់អ៊ីស៊ូគីខំឡើងញ័រខ្លួនក៏បានងើបមុខសម្លឹងមើលទៅវាទាំងកំហឹងភ្នែកឡើងក្រហមងាងព្រោះតែការស្អប់ខ្ពើមពេញបេះដូងនៅថ្ងៃនោះដែរគេបានស្បត់ថាគេត្រូវតែសម្លាប់ពួកអបិសាចអស់នឹងនិងកូនចៅវាឲ្យអស់ពីផែនដីកាលមកពេលបច្ចុប្បន្ននេះវិញអ៊ីស៊ូគីខំថ្មិញគ្រឺទឹកភ្នែកហូរស្រក់ចូលមុខទៅលើថ្ពាល់ខណៈដែលគេស្រែកខ្លាំងៗថាគេត្រូវតែសម្លាប់ពួកវាឲ្យអស់លោកមេបញ្ជាការនានតូសម្លឹងមើលទៅគេឬក៏បាននិយាយថាទោះបីជាបេះដូងរបស់ឯងពុបពេញទៅដោយការស្អប់ខ្ពើមប៉ុណ្ណាក៏ដោយក៏ឯងនៅតែមានទឹកភ្នែកហូរដែរអ៊ីស៊ូគីក៏បានយកដៃជូតមុខរីពញ្យល់ទាំងស្ងប់ស្ងាត់ថាចាប់តាំងពីថ្ងៃដែលខ្ញុំឃើញម៉ាក់ស្លាប់មកភ្នែកខាងឆ្វេងរបស់ខ្ញុំលែងដឹងយំហើយគឺយំចេញតែម្ខាងហាស្ដាំម្ខាងគត់អរគុណដល់ទឹកភ្នែកនឹងហើយដែលធ្វើឲ្យខ្ញុំមិនដែលភ្លេចការឈឺចាប់និងការស្អប់ពួកបិសាចអស់នឹងសោះឃើញបែបនេះលោកមេបញ្ជាការនានតូក៏បានសួរនាំអ៊ីស៊ូគីថាតើចង់ធ្វើជាកូនសិស្សរបស់គាត់ដែរឬទេគាត់សន្យាថានឹងនាំគេចូលទៅក្នុងសម្ព័ន្ធអ្នកសង្គ្រោះហើយជួយបង្វឹកគេឲ្យមានអំណាចខ្លាំងដើម្បីទៅសងសឹកពួកបិសាចនឹងវិញអ៊ីស៊ូគីទៅលើបែបនេះក៏បានសួរតិចៗទាំងងឿងឆ្ងល់ថាតើសម្ព័ន្ធសង្គ្រោះនឹងគឺជាអីទៅលោកនានតូបានបញ្យល់ប្រាប់ដើម្បីទប់ទល់ជាមួយនឹងពួកបិសាចឲ្យមានប្រសិទ្ធភាពនិងតាមបច្ចេកទេសត្រឹមត្រូវរដ្ឋាភិបាលទូទាំងពិភពលោកបានប្រមូលអ្នកខ្លាំងៗមកជុំគ្នាដើម្បីបង្កើតជាអង្គការផ្លូវការមួយសមាជិកនៅក្នុងអង្គការនឹងគេហៅថាអ្នកសង្គ្រោះអ្នកដែលចូលនឹងបាននឹងមានកន្លែងហាត់រៀនពិសេសមានអាវុធខ្លាំងៗប្រើហើយប្រាក់ខែក៏ខ្ពស់ផ្ដាច់គេដែរសូម្បីតែអ្នកទើបទៅចូលរៀនដំបូងក៏បានមាស 10000 នៅក្នុងមួយខែដូចគ្នាអ៊ីស៊ូគីស្ដាប់ហើយភ្ញាក់ព្រឺតព្រោះមាស 10000 ហ្នឹងគឺវាអាចទិញឡានបានមួយបាត់ទៅហើយតែលោកនិនតូក៏បានព្រមានទៀតថាលុយក៏ច្រើនតែការងារក៏គ្រោះថ្នាក់ដែរគឺមិនមែនបានលុយមកដោយស្រួលស្រួលនោះទេពួកអ្នកសង្គ្រោះត្រូវតែទៅច្បាំងជាមួយនឹងសមរភូមិមុខគេបង្អស់ជានិច្ចដើម្បីការពារសុខភាពរបស់ប្រជាជនអ៊ីស៊ូគីស្ដាប់ហើយនៅធ្វើមុខស្ងប់ស្ងាត់ដដែលគេតបវិញថាគេមិនខ្វល់រឿងលុយកាក់ច្រើនឬក៏របស់របរពិសេសអីនោះទេអ្វីដែលគេចង់បំផុតគឺបានទៅច្បាំងនៅជួរមុខគេបង្អស់ដើម្បីសម្លាប់ពួកបិសាចនឹងតែម្ដងឃើញគេមានចិត្តដាច់ខាតបែបនេះលោកនិនតូក៏បញ្យល់អំពីរបៀបចូលគាត់ប្រាប់ថាសម្ព័ន្ធអ្នកសង្គ្រោះគេមានការប្រឡងរៀងរាល់ខែកុម្ភៈដែលមានមនុស្សចូលរួមជាង 10000 នាក់ឯណោះគេនឹងផ្ដល់ពិន្ទុឲ្យតាមសមត្ថភាពម្នាក់តែគេយកតែមនុស្ស100នាក់ដែលខ្លាំងបំផុតក្នុងចំណោមមនុស្ស 10000 នាក់នឹងដើម្បីធ្វើជាអ្នកសង្គ្រោះលើបែបហ្នឹងអេស៊ូគីក៏បានសួរទៅវិញទាំងចង់ដឹងថាចូលលោកតាំងពីដើមមកតើអ្នកដែលធ្លាប់បានពិន្ទុខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺបានប្រមាណទៅជំនួយវិជាការណែនទៅបានប្រាប់អ៊ីស៊ូគីថាមិនបានយកពិន្ទុដទៃមកប្រៀបធៀប
ធ្វើអីទេព្រោះកំណត់ត្រាចាស់វាខ្ពស់ខ្លាំងណាស់ក៏ពេញយកតាមសម្រួលថាកាលពី11ឆ្នាំមុនលោក Divajin ដែលគ្រប់គ្នាឲ្យរហស្សនាមថាជាពន្លឺនៃមនុស្សជាតិធ្លាប់ធ្វើបានដល់ទៅ 115,000 ពិន្ទុឯណោះគាត់បន្តថាឲ្យតាបានពិន្ទុ 30% នៃចំនួនហ្នឹងគឺប្រឡងជាប់ហើយតែបើសិនជាចង់បានលេខ1តើធ្វើឲ្យបានពិន្ទុយ៉ាងតិចពាក់កណ្ដាលនៃពិន្ទុរបស់លោក Divajin ឬឈ្មោះ Divajin ភ្លាម Esuki ក៏បាននឹកឃើញទៅដល់សម្ដីមិត្តភ័ក្តិរបស់គេធ្លាប់និយាយថាបុគ្គលម្នាក់នេះគឺជាអ្នកខ្លាំងបំផុតនៅក្នុងចំណោមមនុស្សជាតិលោក Nento បន្តថា Divajin គាត់គឺជាមនុស្សពិសេសបើឯងយកខ្លួនទៅប្រៀបធៀបជាមួយនឹងគាត់ឯងច្បាស់ជាអស់សង្ឃឹមមិនខានតែទោះជាយ៉ាងណាក៏អញជឿថាថ្ងៃណាមួយឯងនឹងអាចខ្លាំងស្មើគាត់ជាមិនខាន Esuki ដែលកំពុងតែឈរដោះអាវបញ្ចេញរាងកាយយ៉ាងហមហួននៅទីលានវឹកហាត់បានតបទៅវិញទាំងចិត្តដាច់ខាតថាខ្ញុំមិនត្រឹមតែចង់ខ្លាំងស្មើគាត់នោះទេគឺខ្ញុំនឹងវាស់ដាច់លោក Divajin ឲ្យមើលតែម្ដងឮសម្ដីនេះភ្លាមលោកបព្វជិកា Nento ភ្ញាក់ព្រឹកនៅក្នុងមួកដៃតែម្ដងគាត់នឹកឃើញរឿងកាលពីមុនដែលគាត់ធ្លាប់ហូចជជែកជាមួយនឹង Divajin កាលនោះ Divajin និយាយថាគ្រាន់តែដើរតាមក្រោយខ្ញុំវាមិនអាចឈ្នះសង្គ្រាមជាមួយពុទ្ធបរិស័ទបាននោះទេថ្ងៃណាមួយច្បាស់ជាមានអ្នកខ្លាំងជាងខ្ញុំលេចមុខមកដូចជាព្រះអាទិត្យថ្មីដែលរះឡើងមកជំនួសព្រះអាទិត្យចាស់អីចឹងលោក Nento ក៏គិតក្នុងចិត្តតែរំភើបថាឬមួយក៏ក្មេងម្នាក់នេះហើយគឺជាព្រះអាទិត្យថ្មីដែលលោក Divajin រងចាំនោះប្រហែលម៉ោងក្រោយមកលោកមេបជាកាល Nento ក៏បាននាំ Esuki ទៅកន្លែងមួយទៀតទៅដល់កន្លែងនោះ Esuki ក៏បានឃើញអាគាររាងដូចជាដំបូលយក្សយ៉ាងធំសម្បើមជះពន្លឺចែងចាំងនៅក្នុងមេឃគេក៏បានសួរទាំងចម្លែកនៅក្នុងចិត្តថាតើអានឹងជាស្អីទេលោក Nento ពន្យល់ថាអានឹងវាគឺជាវិមានពិសាចដែលជាផ្លូវតភ្ជាប់រវាងលោកយើងនិងលោកពួកបិសាចបើបិសាចងាប់អស់តែវិមាននៅតែមាននោះពួកបិសាចថ្មីនឹងបន្តចេញមកទៀតមិនចេះចប់ទេគាត់បានចង្អុលទៅកាន់អាគារយក្សនោះឬក៏បានប្រាប់ថាគេសាងសង់អានឹងឡើងដើម្បីគ្របវិមាននឹងកុំឲ្យពួកបិសាចចេញមកក្រៅបានអ្នកមានអំណាចត្រូវបានទៅកម្ចាត់ពួកវានៅក្នុងនឹងជាប្រចាំដើម្បីគ្រប់គ្រងគ្រោះថ្នាក់ផងនិងទុកសម្រាប់វឹកហាត់សមត្ថភាពផង Esuki ក៏បានសួរថាអូចុះកន្លែងនឹងគឺជាកន្លែងវឹកហាត់មែនទេ Nento ក៏បានបញ្ជាក់ថាមែនហើយគេហៅកន្លែងនឹងថាដំណាក់កាលគាត់បានពមៀនទៀតថានៅក្នុងនឹងវាគ្រោះថ្នាក់ខ្លាំងណាស់ព្រោះយើងមិនដឹងថាបិសាចចេញមកច្រើនប៉ុណ្ណាឬក៏ខ្លាំងប៉ុណ្ណានោះទេលោក Nento បានប្រាប់ Esuki ថាបិសាចក្នុងដំណាក់កាលមួយនេះគឺខ្លាំងដាច់គេក្នុងចំណោមកន្លែងវឹកហាត់សម្រាប់អ្នកថ្មីថ្មងទាំងអស់កន្លែងវឹកហាត់មួយនេះគឺល្បីថាសាហាវខ្លាំងអ្នកថ្មីថ្មងដែលចូលទៅច្រើនតែមិនសូវបានរស់ត្រឡប់មកវិញនោះទេទើបដាក់រហស្សនាមឲ្យវាថាវាពិឃាតអ្នកថ្មីលោក Nento ប្រាប់ Esuki ថាការពីលោក Divajin នៅជាអ្នកថ្មីដូចជាឯងគាត់ធ្លាប់ទៅចូលបោះសម្អាតកន្លែងនឹងដោយប្រើពេលតែ3នាទីនិង14វិនាទីប៉ុណ្ណោះលោក Nento សម្លឹងមើលមុខ Esuki ឬក៏បាននិយាយថាបើឯងចង់ខ្លាំងជាង Divajin ឯងត្រូវតែធ្វើបានក្នុងរង្វង់3នាទីខណៈពេលដែល Esuki ដើរសម្ដៅទៅកាន់អគារដ៏ធំនោះលោក Nento បន្ថែមទៀតថាបើឯងធ្វើបានមែនអញនឹងទទួលឯងធ្វើជាកូនសិស្សគាត់ទៅលើបែបនេះភ្លាមភ្នែករបស់ Esuki ឡើងមុតស្រួចតែម្ដងព្រោះគេចង់បាត់ដាច់លោក Divajin ផងនិងចង់ធ្វើជាកូនសិស្សរបស់លោកមេបជាការផងនៅពេលដែលគេដើរចូលទៅដល់ខាងក្នុងមនុស្សម្នាដែលនៅទីនោះនាំគ្នាផ្អើលឆោឡោពេលឃើញវត្តមានរបស់លោក Nento អ្នកខ្លះចង្អុលបង្ហាញគ្នាថាអូហូលោក Nento មកដល់ហើយវើយអ្នកខ្លះទៀតក៏បានឆ្ងល់ពេលឃើញ Esuki ដើរនៅក្បែរគាត់ដូចសឹកគ្នាថាចុះអាប្អូននឹងជានរណាមិនក៏បានដើរក្បែរមេបញ្ជាការអញ្ចឹងឬមួយវាខ្លាំងដល់កម្រិតលោក Divajin ដែរឬ Esuki បានដើរធ្វើមុខធម្មតាអញ្ចឹងណាឬក៏បានលើកគិតក្នុងចិត្តថាលោកមេបញ្ជាការម្នាក់នេះពិតជាល្បីខ្លាំងមែនតើគេដើរសម្ដៅទៅមាត់ច្រកចូលឬក៏លេចឃើញមើលអេក្រង់បង្ហាញកម្រិតបិសាចខាងក្នុងគឺ level 10គេគិតក្នុងចិត្តថាលើអាក្រុងឆ្អឹងមុនតែ2លេខសោះតើវាខ្លាំងប៉ុណ្ណាទៅតែអ្វីដែលធ្វើឲ្យគេឆ្ងល់នោះគឺឃើញមានមនុស្សឈរនៅជុំវិញនឹងច្រើនដែរតែអត់មាននរណាហ៊ានចូលសោះម្នាក់នៅក្បែរនោះក៏បានលួចរអ៊ូថាអាប្អូននឹងមើលទៅជឿជាក់លើខ្លួនឯងពេកហើយប្រហែលជាមានអ្នកខ្លាំងមកកំដរចូលហើយមើលទៅអ្នកខ្លះទៀតក៏បានលួចនិយាយឌឺដងថាមកនឹងប្រហែលជាចង់មកញ៉ែអ្នកទទួលភ្ញៀវទេដឹងឃើញខ្លួនឯងសង្ហាបន្តិចចំមកធ្វើចរិតក្អេងក្អាងដាក់គេមែន Esuki បានដើរទៅដល់តុទទួលភ្ញៀវកញ្ញាម្នាក់នៅទីនោះបានញញឹមដាក់គេឬក៏បានសួរថាប្អូនចង់ចូល stage man របៀបថាចង់ចូលប្រកួតលើឆាកអីមែនអញ្ចឹងណាឬក៏បានបន្តសួរថាចុះមកគ្នាប្រហែលអ្នកដែរ Esuki ឆ្លើយយ៉ាងខ្លីថាមកម្នាក់ឯងបងគាត់ទៅលឺអញ្ចឹងភ្លាមម្នាក់នៅជុំវិញនោះនាំគ្នាស្ងាត់ចងុំតែម្ដងកញ្ញាទទួលភ្ញៀវ
សម្លឹងមើលទៅមុខគេឬក៏បានអឺតមកមុខដែលឲ្យគេតែកំហឹងថាកុំមកលេងសើចមិនដឹងរឿងអីប្អូនបើចង់មកលេងសើចឬក៏ចង់មកញ៉ែបងទៅផ្ទះវិញទៅបងប្រាប់ឲ្យហើយកន្លែងនេះទោះបីជាកន្លែងវឹកហាត់មែនប៉ុន្តែវាគ្រោះថ្នាក់ណាស់អាចមានរបួសឬស្លាប់បានណាយេស៊ូគីឈរធ្វើមុខស្ងាក់ចិត្តព្រោះមិនដឹងថានាងកំពុងនិយាយពីអីផងពួកអ្នកឈរនៅពីចម្ងាយនាំគ្នាសើចក្អាក់ក្អាយឬក៏បាននិយាយលេងសើចថាឃើញទេប្រាប់ហើយថាវាមកញ៉ែស្រីសោះអ្នកខ្លះទៀតថាឲ្យសុំមុខវាកន្លែងច្បាំងសមកធ្វើជាកន្លែងណាត់ជួបស្រីចុងក្រោយត្រូវបានគេដេញឲ្យទៅផ្ទះវិញបាត់យេស៊ូគីក៏បានប្រាប់ទៅកញ្ញានោះវិញតាមត្រង់ថាបងយល់ច្រឡំហើយខ្ញុំមិនមានចំណាប់អារម្មណ៍ទៅលើបងឯងបន្តិចសោះតែម្ដងខ្ញុំមកទីនេះគឺចង់ជួយវឹកហាត់មែនតែនមិនមែនលេងសើចទេលើបែបនេះកញ្ញានោះក៏បានដកដង្ហើមធំឬក៏បានយកដៃអង្អែលថ្ងាសនិយាយទាំងធុញថាកុំខំធ្វើចរិតរឹងពេកអីបើអញ្ចឹងបងឲ្យលេខទូរស័ព្ទក៏បានទៅផ្ទះវិញទៅក៏មកចង់ងាប់នៅទីនេះអីលើសម្ដីមួយងាយបែបហ្នឹងទឹកមុខរបស់អេស៊ូគីស្រាប់តែប្រែជាស្រអាប់និងមើងមាត់ភ្លាមតែម្ដងបន្ទាប់ពីភាគមួយមកហ្នឹងទឹកមុខរបស់អេស៊ូគីប្រែជាស្រអាប់ខ្លាំងយកតែមែនតែនគេសម្លឹងមើលកញ្ញានោះឬក៏បាននិយាយយ៉ាងមើងមាត់ថាកុំឲ្យខ្ញុំនិយាយដដែលអីបងខ្ញុំមិនត្រូវការលេខទូរស័ព្ទបងឯងស្អីនោះទេអ្វីដែលខ្ញុំចង់បានគឺបងគ្រាន់តែអនុញ្ញាតឲ្យខ្ញុំចូលទៅក្នុងស្តេកនឹងទៅបានហើយឃើញគេនិយាយដាច់ខាតពេកកញ្ញាអ្នកទទួលភ្ញៀវក៏បានយល់ព្រមទាំងស្ទាក់ស្ទើរឬប្រាប់ទាំងភ័យថាបើប្អូនឯងចង់ចូលក៏ចូលទៅតែបើមានរឿងអីឬក៏ត្រូវងាប់នៅក្នុងនឹងអីក៏មកបន្ទោសបងឲ្យសោះណានាងហុចខ្សែដៃដែកមួយឲ្យអេស៊ូគីទាំងដៃញាត់ទៅត្រឹកអេស៊ូគីទទួលយកខ្សែនោះឬក៏បានរអ៊ូតិចថាគាត់ថាប៉ុណ្្នឹងសោះចាំបាច់ឲ្យខ្ញុំនិយាយច្រើនដងធ្វើអីពួកអ្នកឈមមើលពីក្រោយក៏បានចាប់ផ្ដើមស៊ឹបខ្សៀវគ្នាផ្អើលពេញនឹងបរិមម្នាក់និយាយថាអាប្អូននឹងល្ងងមែនវើយគេហុចលេខឲ្យហើយមិនយកបែរជាចង់ទៅរកងាប់នៅក្នុង stage ទៅវិញម្នាក់ទៀតជួយបន្ថែមថា level 0ចង់ទៅច្បាំងជាមួយនឹងបិសាច level 10គឺមិនខុសអីពីទៅសម្រាប់ខ្លួនឯងទេអ្នកខ្លះទៀតក៏បានទាយថាគេច្បាស់ជារត់ចេញមកវិញក្នុងរយៈពេលមិនដល់1នាទីផងមើលទៅតែអ្នកខ្លះទៀតក៏បានឆ្ងល់ថាមើលទៅវាជឿជាក់លើខ្លួនឯងម៉េះឬមួយក៏វាមានអំណាចពិសេសខ្លាំងប៉ុន្តែមានម្នាក់ចាំកាត់ថាសម្រាប់អ្នកដាស់ធម្មពល level គឺសំខាន់ជាងគេទោះអំណាចពិសេសរបស់ឯងលយប៉ុណ្ណាក៏គ្មានន័យដែរបើ level នៅទាបបែបនឹងនោះងាកមកមើលអេស៊ូគីវិញគេក៏បានឈរនៅមុខច្រកទ្វារឬពិនិត្យមើលខ្សែដៃរបស់គេដឹងថាព័ត៌មានផ្ទាល់ខ្លួនរបស់គេនៅក្នុងនឹងទាំងអស់ឲ្យតែ scan ទៅគឺគេអាចចូលបានហើយភ្លាមនោះអេក្រង់ក៏បានលោតបញ្ជាក់ថាអេស៊ូគីត្រូវបានអនុញ្ញាតឲ្យចូលគេដកដង្ហើមធំរួចរំលឹកខ្លួនឯងថាគេបានសន្យាជាមួយលោកមេបញ្ជាការហើយគឺត្រូវធ្វើឲ្យបាននៅក្នុងរង្វង់3នាទីដល់ពេលចាប់ផ្ដើមហើយអេស៊ូគីនិយាយម្នាក់ឯងខណៈដែលនាឡិកា digital ចាប់ផ្ដើមលោតលេខពណ៌បៃតង 00.01 គាត់ទៅបើកទ្វារភ្លាមអេស៊ូគីស្ទុះចូលទៅលឿនស្លេវដូចផ្លែបន្ទោមានពន្លឺពណ៌ក្រហមជុំវិញខ្លួនគេពេញនឹងគេក៏លេចមើលជុំវិញឬក៏បានគិតនៅក្នុងចិត្តថាកន្លែងនេះធំជាងអ្វីដែលគេគិតទៅទៀតគេរត់កាត់វាលស្មៅសំដៅទៅរកពំខ្មៅយ៉ាងលឿនស្រាប់តែមានអបិសាចមួយស្ទុះចេញមកសំដៅរកគេអេស៊ូគីឡមាត់ថាមកដល់ហើយវើយវាគឺជាបិសាចឈើម្យ៉ាងមកពីកោះសម្ព័ន្ធកូដាម៉ាអេកង់ស៊ីស្ទឹមបានបង្ហាញថាវាគឺជាបិសាច level 4ដែលមានកម្លាំងវេប្រហារ49និងការពារ53ឃើញវារត់មកបែបនេះអេស៊ូគីក៏បញ្ចេញបន្លាខ្មៅនៅនឹងដៃគេភ្លាមវាក៏បានកាប់ទៅលើវាពេញទំហឹងផាច់បិសាចឈើនោះក៏ត្រូវបានធម្មពលដ៏ខ្លាំងរបស់អេស៊ូគីកាត់ផ្ដាច់ជាពីរបាត់អេស៊ូគីឈមមើលសាកសពអបិសាចនោះតែស្ងប់ស្ងាត់ដៃរបស់គេប្រែទៅជាពូថៅបន្លាខ្មៅយ៉ាងធំរួចគេញញឹមនិយាយថាបើចង់កាប់ដើមឈើតតែប្រើពូថៅអញ្ចឹងទើបវាត្រូវមួយអេស៊ូគីឈរជើងថ្មឹងឬក៏បានសួរទៅកាន់ពួកបិសាចដែលនៅសល់ទាំងឌឺដងថាមិនដែរពួកឯងឃើញគ្នាឯងត្រូវអញកាត់ជាពីរបែបនេះភ័យដែរអត់លើបែបហ្នឹងពួកបិសាចឈើ Godama រាប់សិបក្បាលក៏បានសម្រុកមកកំទេចគេតែម្ដងប៉ុន្តែអេស៊ូគីអត់ញញើតបន្តិចសោះគេឈរយ៉ាងសង្ហារួចមើលងាយពួកវាថាគាត់ទៅជាប្រភេទឈើរលួយប៉ុណ្ណឹងសោះចង់មកស្បង់ជាមួយនឹងគេដែរនៅខាងក្រៅវិញកញ្ញាឈូអាបានសួរលោកប៉ារបស់នាងដែលជាមេបញ្ជាការនិនតូនឹងឯងតែងើយឆ្ងល់ថាប៉ាមិនក៏ប៉ាឲ្យអាប្អូនថ្មីនឹងចូលទៅហ្វឹកហាត់កន្លែងសាហាវអញ្ចឹងកន្លែងអ្នកថ្មីចូលងាប់ច្រើនណាស់ប៉ាលោកនិនតូក៏បានតបវិញយ៉ាងស្ងប់ស្ងាត់ថាក៏ព្រោះតែវាអួតថាចង់ខ្លាំងជាងទីវ៉ាជីននឹងហើយទើបប៉ាឲ្យវាចូល stage ដែលទីវ៉ាជីនធ្លាប់ចូលដំបូងគេបង្អស់នឹងទៅដើម្បីចង់ដឹងថាវាធ្វើបានឬក៏អត់កញ្ញាឈូអាលឺហើយក៏បានជួនចិញ្ចើមរួចនិយាយថាការចង់ខ្លាំងជាងលោកទីវ៉ាជីនគឺមិនមែនជារឿងដែលអាចទៅរួចឬក៏ងាយស្រួលនោះទេលុះត្រាតែអាប្អូននឹងខ្លាំងដល់ថ្នាក់លើសមនុស្សធម្មតាកញ្ញាឈូអាក៏បាននឹកឃើញការដែលនាងបានជួបលោកទីវ៉ាជីនដំបូងកាលនោះនាងស្មានតែគាត់គឺជាមនុស្សចិត្តល្អងាយចុះសម្រុងតែដល់ពេលឃើញគាត់សម្លាប់បិសាច level 97ក្នុងមួយប្រពេចភ្នែកទើបនាងដឹងថាគាត់សាហាវខ្លាំងហួសថ្លែងភ្នែករបស់គាត់ពេលកំពុងប្រយុទ្ធគឺជា
ជាក់ស្រិបនិងឯកោខ្លាំងណាស់មើលទៅមិនដូចមនុស្សសោះគឺដូចជាភ្នែករបស់ព្រះអញ្ចឹងលោក Nento ក៏បានបន្ថែមថា Itsuki ក៏មានសមត្ថភាពដែលអាចប្រៀបជាមួយនឹងទីវ៉ាជីនបានដែរគ្រាន់តែឥឡូវនៅជាត្បូងមិនទាន់ឆ្នៃក៏បន្តថាបើលោកទីវ៉ាជីនប្រៀបដូចជាព្រះដែលមកសង្គ្រោះមនុស្សលោកនោះ Itsuki គឺផ្ទុយស្រឡះគេប្រៀបដូចជាអារក្សដែលពោពេញដោយកំហឹងនិងការសងសឹកបើងាកមកមើលនៅក្នុងសមត្ថភូមិវិញ Itsuki ឈរនៅកណ្ដាលកំណត់សាកសពបិសាចឈើគេគិតក្នុងចិត្តថាពួកអបិសាចកពិកកពុកអស់នឹងគឺមិនអាចធ្វើឲ្យជំនាញវិភាគរបស់គេដំណើរការបានឡើយស្រាប់តែពេលនោះវាស្រមោលខ្មៅងងឹតមួយបានលេចឡើងពីក្រោយខ្នងគេយ៉ាងស្ងាត់ភ្នែកវាឡើងក្រហមងាំង Itsuki ក៏មានភ្នែកក្រហមឆេះដូចគ្នាដែរពេលនោះក៏បានរើខ្លួនយ៉ាងលឿនស្លាវវាយបកទៅលើពួកសត្រូវយ៉ាងសាហាវ Itsuki សម្លឹងមើលពួកបិសាចដែលដេកដួលឬក៏បានឆ្ងល់ថាបើបិសាច level 10វាសមត្ថភាពត្រឹមប៉ុណ្ណឹងមិនគេហៅកន្លែងនេះជាវាពិឃាតអញ្ចឹងច្បាស់ជាមានអីសាហាវជាងនឹងទៀតហើយភ្លាមនោះអេក្រង់ system ពណ៌ខៀវក៏បានលុបប្រាប់ថារកឃើញជំនាញដោះសាច់ឡើងវិញកម្រិត B របស់សត្រូវហើយការវិភាគចាប់ផ្ដើមបាន 5% ហើយ Itsuki ក៏បានងាកក្រោយយ៉ាងលឿនពេលឮសម្លេងម្យ៉ាងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងបំផុតស្រាប់តែអបិសាច level 10នឹងវាងើបឡើងវិញក្រោយខ្នង Itsuki ទាំងកំរោលខ្លួនប្រានវារមួតក្រញ៉ង់ហើយភ្នែកឡើងពណ៌បៃតងរងាលគួរឲ្យខ្លាចមេឈើនឹងឬរបស់វាបានបាញ់ចេញមកនៅដូចជារំពាត់សំដៅមករកគេភ្លាមItsuki ភ្ញាក់ព្រឹត្តនៅក្នុងចិត្តថាអញកាប់ក្បាលវាដល់ចិត្តពាក់កណ្ដាលហើយតើមិនក៏វានៅតែអាចដោះសាច់ឡើងវិញបានទៀតអញ្ចឹងគេចាប់ដើមដឹងថារឿងនេះមិនងាយស្រួលដូចមុននោះទេព្រោះនោះអេក្រង់ system ពណ៌ខៀវក៏បានលោតមកប្រាប់ព័ត៌មានពីវាផ្លែវាគឺជាបិសាច Godama ចាប់ជាតិថ្មី level 10ទោះបីជាការការពាររបស់វាថយចុះ 50% មែនតែសមត្ថភាពព្យាបាលខ្លួនឯងគឺខ្លាំងសាហាវបំផុតបន្ទុកកម្លាំងរបស់វាគឺវាប្រហារ110ល្បឿន100និងមុនអាគមដល់ទៅ180ឯណោះសរុបគឺ450ឃើញឫសឈើបាញ់មកជិតខ្លួន Itsuki ក៏ក្តាប់ដៃយ៉ាងណែនរួចបញ្ចេញជាមួយនឹងជំនាញចិញ្ចាំងខ្មៅភ្លាមដៃរបស់គេស្របដោយបន្លាខ្មៅងងឹតរួចគេក៏បានកាប់ឫសឈើនោះឲ្យដាច់ខ្ទេច Itsuki ស្ទុះទៅរកអបិសាចនោះទាំងល្បឿនលឿនស្លាវកិច្ចចុះកិច្ចឡើងយ៉ាងស្ទាត់ជំនាញគេដឹងច្បាស់ថាបើចង់សម្លាប់អបិសាចប្រភេទហ្នឹងតើតវាឲ្យខ្ទេចក្នុងពេលតែមួយមិនឲ្យវាមានឱកាសដោះសាច់ឡើងវិញទាន់គេតែបង្កការខូចខាតឲ្យខ្លាំងបំផុតក្នុងរយៈពេលដ៏ខ្លីបំផុត Itsuki វាសម្រុកទៅមុខទាំងកំហឹងកំដាប់ដៃបន្លាខ្មៅរបស់គេបុកទម្លុះការការពាររបស់អបិសាច Godama បង្កជាផ្កាភ្លើងខ្ទាតពេញទីកន្លែងគេក៏បានរើខ្លួនលឿនដូចជាស្រមោលកាត់តាមមែកឈើដែលបោកមករកគេរកជំហានដែលគេជួនដោយឡារជួយខ្ទេចខ្ទីអស់រួចហើយ Itsuki ក៏បានស្ទុះហោះឡើងទៅលើមេឃហើយធ្លាក់ចូលមកវិញដូចជាលំពេងដែកកាប់អបិសាចយៈនឹងដាច់ជាពីរកំណាត់តែម្ដងពន្លឺពណ៌ខៀវជះចេញពីការវាយប្រហាររបស់គេឲ្យសមរភូមិទាំងមូលភ្លឺចែងចាំងខ្លួនប្រាណរបស់អបិសាចឈើដ៏ធំនោះប្រះបែកដាច់ជាពីរតាំងពីក្បាលរហូតដល់ចុងជើងភ្នែកពណ៌មាសរបស់វាបញ្ចេញពន្លឺចុងក្រោយមុនពេលដែលរាងកាយចាប់ផ្ដើមបាក់រលំ Itsuki សម្លឹងមើលវាទាំងភ្នែកក្រហមងាំងឬក៏បានញញឹមបែបសាហាវហើយនិយាយថាអញនៅមិនទាន់ឈប់ត្រឹមនឹងទេអញនឹងហាន់ឯងឲ្យខ្ទេចខ្ទីតែម្ដងកុំឲ្យមានឱកាសដល់មកវិញបានតទៅទៀតនិយាយចប់គឺក៏បានលើកដៃទាំងពីរឡើងឬក៏កាប់សម្រុកចូលឡើងយ៉ាងសាហាវធ្វើឲ្យខ្លួនប្រាណអបិសាចយៈនោះបែកតិចជាបំណែកតូចៗរាប់មិនអស់បំណែកឈើនោះក៏បានខ្ចាក់ខ្ចាយពេញឱកាសរួចក៏រលាយបាត់ទៅជាផ្សែងឈឹងមិនឲ្យវាមានឱកាសដល់វិញបានសំបីតែបន្តិចពេលដែលធូលីដីហោរស័តបាត់អស់ Itsuki ក៏បានទម្លាក់ដៃចុះទាំងហត់នឿយឬក៏បានដកដង្ហើមធំគេគិតក្នុងចិត្តថាប៉ុណ្ណឹងប្រហែលជាក្រនហើយមើលទៅគេបន្តថាការប្រើជំនាញចិញ្ចាំងខ្មៅយូរពេកបែបនេះធ្វើឲ្យកម្លាំងវេទមន្តរបស់គេជិតអស់រលីងពីខ្លួនហើយតែមិនទាន់បានសម្រាប់ដកដង្ហើមស្រួលផងស្រាប់តែពួកឫសឈើនិងវល្លិបិសាចចាប់ផ្ដើមប្រមូលចូលគ្នាម្ដងទៀតនៅពីមុខគេអបិសាចឈើនោះក៏បានងើបឡើងវិញម្ដងទៀតទាំងភ្នែកលឿងរងាលចង់មកសម្លាប់គេទៀតឯក្រុងវិភាគបង្ហាញថាទើបតែបាន 60% ទេដូច្នេះការច្បាំងត្រូវតែបន្តពួកមេឃឈើបាញ់សម្រុកមករក Itsuki ដោយគ្រាប់កាំភ្លើងប៉ុន្តែគេចផុតយ៉ាងរហ័សគេងាកមើលទៅក្រោយទាំងខឹងរួចរអូតិចថាអំបញ្ញមិញនឹងកាប់វាខ្ទេចអស់ហើយតើវានៅតែមិនព្រមងាប់ទៀតពិតជាគួរឲ្យធុញពិតមែនខណៈពេលដែលគេកិច្ចចុះកិច្ចឡើងពីការវាយប្រហារគ្រប់ច្រកលហកអីហ្នឹងគេក៏សម្គាល់ឃើញរឿងសំខាន់មួយឲ្យតែបិសាចនឹងដោះសាច់ឡើងវិញម្ដងល្បឿនវិភាគរបស់គេក៏កាន់តែដើរលឿនតាមនឹងដែរឃើញអញ្ចឹងគេក៏បាននឹកឃើញក្បាច់ថ្មីគេសម្រេចចិត្តបិទជំនាញចិញ្ចាំងខ្មៅដើម្បីសន្សំកម្លាំងវេទមន្តរួចប្រើតែជំនាញអ្នកកំទេចទះដើម្បីកិច្ចចេញឲ្យឆ្ងាយពីការវាយប្រហារវិញរងចាំតតែការវិភាគចប់ 100% ប៉ុន្តែបញ្ហានៅត្រង់ថាពេលវេលាដែលលោកមេបញ្ជាការកំណត់ឲ្យតែ3នាទីគឺវាចិត្តអស់ហើយពេលអេក្រង់លោតដល់ 75%
យ Ezuki ក៏បានដាក់ចិត្តដាច់ខាតគេបើកប្រើតែរន្ទះជញ្ជាំងខ្មៅនៅក្នុងពេលតែមួយរួចសម្រុកចូលទៅវាយកំទេចអាបិសាចនឹងឲ្យវាដុសសាច់ឡើងវិញញឹកដើម្បីបង្ខំឲ្យការវិភាគដើរកាន់តែលឿនស្លើវថាមពលរន្ទះបាញ់ពីព្រិចពេញដៃគេខណៈដែលគេស្ទុះទៅកាប់បំណែកខ្លួនអាបិសាចយៈនឹងជាពីរម្ដងហើយម្ដងទៀតគេដឹងច្បាស់ថាបើកម្លាំងវេទមន្តអស់ដល់0ហើយ Overmos នៅតែមិនទាន់វិភាគចប់នោះទេគេច្បាស់ជាត្រូវងាប់នៅទីនេះមិនខានលេខលោតដល់ 80% 85% Ezuki ខំរុញខ្លួនទៅមុខទាំងត្រដរគេប្រាប់ខ្លួនឯងថាបើមកស្លាប់ពេលនេះអ្វីដែលខំធ្វើទាំងអស់ច្បាស់ជាអាសាបងចោលទៅហើយគេប្រមូលកម្លាំងរន្ទះចុងក្រោយដាក់នៅក្នុងដៃដើម្បីវាយផ្ដាច់ព្រាត់តែមិនទាន់បានវាយចំក្បាលអបិសាចនឹងផងស្រាប់តែកម្លាំងវេទមន្តរបស់គេអស់រលីងដល់0ខ្លួនប្រាណរបស់គេចាប់ដើមរំកើរួចក៏បានក្អួតឈាមចេញមកស្រោចដី Ezuki ត្រូវបានពួកមេឃឈើស៊ូចស្រួចចាក់ទម្លុះខ្លួនពេញនឹងដួលទៅលើដីទាំងត្រហេតត្រហក់គេអោនមកចុះរអ៊ូតិចថាចប់ហើយវេទមន្តអស់រលីងហើយប៉ុន្តែស្រាប់តែមានផ្ទាំងអេក្រង់ភ្លឺឆេងចាំងបានលេចមកក្បែរខ្លួនគេបង្ហាញថាលេខ 99% ឃើញបែបនេះ Ezuki ក៏បានងើបមុខឡើងវិញទាំងឈាមស្រោចមុខភ្នែកឡើងត្រជាក់ស្រើបគេស្រាប់តែដឹងអាចកំបាំងមួយថា Overmos នេះឬក៏អាអេក្រង់វិភាគហ្នឹងណាវាមិនត្រូវការកម្លាំងវេទមន្តដើម្បីដំណើរការនោះទេគេញញឹមទាំងឈាមពេញមាត់បែបសាហាវឬក៏បានប្រកាសថាហាអញឈ្នះហើយវើយបន្តវិភាគមុនមកនឹងអេក្រង់នៅពីមុខគេក៏បានលោបបង្ហាញថាការវិភាគបាន 100% ពេញតែម្ដងប្រពេញនោះមានរស្មីដូចជាផ្កាឈូកយ៉ាងស្អាតមករុំព័ទ្ធខ្លួន Ezuki រួចបញ្ចេញជាមួយនឹងពន្លឺពណ៌ខៀវបំបែកពួកបន្លាឈើបិសាចឲ្យខ្ទេចខ្ទីអស់ប្រព័ន្ធប្រកាសថាវិភាគជំនាញដុសសាច់ឡើងវិញរបស់សត្រូវចប់ហើយឥឡូវគេទទួលបានជំនាញថ្មីមួយទៀតគឺផ្កាឈូកផ្ទុះការឈូកនោះកាន់តែរីកធំទៅរុញច្រានក្រការវាយប្រហាររបស់សត្រូវចេញទាំងអស់ជំនាញផ្កាឈូកផ្ទុះ level 2នេះគឺខ្លាំងមែនទែនឲ្យតែប្រើទៅវានឹងបង្កើតការផ្ទុះយ៉ាងសាហាវកំទេចសត្រូវដែលនៅជិតនឹងឲ្យមាត់តែម្ដងហើយអ្វីដែលលើសពិសេសជាងនេះទៅទៀតនោះគឺរាល់ពេលដែលគេសម្លាប់វិសាចបានម្ដងវានឹងធ្វើឲ្យជំនាញរបស់គេកាន់តែរីកធំនិងខ្លាំងជាងមុន 1% រាល់ពេលរស្មីពណ៌ផ្កាឈូកបានជួយឲ្យរបួសរបស់ Ezuki ជាសះស្បើយឡើងវិញភ្លាមតែម្ដងកម្លាំងគ្រប់មុខរបស់គេកើនឡើង20ពិន្ទុបន្ថែមទៀតហើយអាការៈហត់នឿយឬរបួសអីមិញហ្នឹងគឺបាត់អស់រលីងតែម្ដងអបិសាចឈើឈរសម្លឹងមើលគេទាំងភ្នែកលឿងរងាលបញ្ជាក់ថាវាចាប់ផ្ដើមភ័យហើយ Ezuki ក៏បានលើកដៃទាំងពីរមកទះបញ្ចូលគ្នាផាច់មួយរំពេចនោះកម្លាំងផ្ទុះដ៏មហិមាបានជះចេញទៅលេបត្របាក់អបិសាចនិងអ្វីដែលជុំវិញនោះឲ្យទៅជាផេះក្នុងភ្លុកភ្លើងតែម្ដងរលកកម្ដៅបោកបក់យ៉ាងខ្លាំងធ្វើឲ្យសាកសពបិសាចទឹកខ្ទីអស់ពេលដែលភ្លើងរលត់ទៅ Ezuki ឈរនៅទីនោះទាំងមានឈាមប្រឡាក់ថ្ពាល់បន្តិចគេដកដង្ហើមវិញរួចនិយាយទាំងត្រជាក់ថាជំនាញផ្កាឈូកផ្ទុះនេះមិនអន់ទេវើយគេភ្ជាប់ផ្អើលដែរព្រោះគេប្រើកម្លាំងវេទមន្តតែបន្តិចសោះតែវាផ្ទុះខ្លាំងដល់ថ្នាក់នឹងហើយគេក៏មិននឹកស្មានថាវេទមន្តដែលអស់ដល់0មិញស្រាប់តែដុះមកវិញពេញដូចដើមអញ្ចឹងសោះពេលកំពុងដើរពិនិត្យមើលកំណកតិចខ្ទីនោះគេស្រាប់តែឃើញដុំគ្រីស្តាល់ពណ៌បៃតងភ្លឺចិញ្ចែងមួយនៅលើដីគេឆ្ងល់តិចថាអានឹងជាស្អីទៀតហើយនៅក្រៅឯនោះវិញកញ្ញាអ្នកទទួលភ្ញៀវសម្លឹងមើលអេក្រង់ទាំងបារម្ភស្លេកមុខនាងនិយាយថាចិត្តដល់3នាទីហើយតែមិនទាន់ឃើញ Ezuki ចេញមកវិញសោះនាងចង្អុលទៅអេក្រង់ដែលបង្ហាញថាកំពុងប្រកួត level 10ប្រើពេលអស់2នាទី9វិនាទីហើយនាងភ័យពេកក៏បានប្រាប់ថាគួរតែហៅក្រុមសង្គ្រោះមកជួយទៅល្អជាងតែអ្នកគ្រូឈូអាបានរុញវ៉ែនតារួចនិយាយទាំងស្កប់ស្ងាត់ថាកុំភ័យអីខ្ញុំជឿជាក់ថាគេមិនចាញ់អបិសាច level 10នឹងនោះទេតែរឿងដែលថាឲ្យគេចេញមកវិញឲ្យតនក្នុងរង្វង់3នាទីគឺជារឿងដែលមិនអាចទៅរួចឡើយអ្នកគ្រូឈូអាមិនទាន់និយាយចប់ប្រយោគផងស្រាប់តែគ្រប់យ៉ាងស្ងាត់ជ្រងំប្រពេញនោះនៅលើអេក្រង់យៈស្រាប់តែលោតសារថ្មីមកយ៉ាងធំថាបំបីកំណត់ត្រាថ្មីបានសម្រេចបានតែឃើញអញ្ចឹងភ្លាមម្នាក់នៅក្នុងសារនឹងគឺកាំងស្ងាត់ឈឹងដោយគេចាក់ឆ្នាំសន្លប់អញ្ចឹងណាសំឡេងខ្សឹបខ្សៀវចាប់ដើមលេចលឺឡើងពេញវងមនុស្សដោយភាពភ្ញាក់ផ្អើលស្ត្រីម្នាក់ក៏បានដើរមកមុខសម្លឹងមើលអេក្រង់ទាំងមិនជឿនឹងភ្នែករលាន់មាត់ថាមិនអាចទៅរួចបាននោះទេវាមិនពិតនោះទេអ្នកគ្រូឈូអាបើកភ្នែកធំភាំងនិយាយមិនចេញព្រោះនាងមិននឹកស្មានថា Ezuki បានបោះសម្អាតបិសាចអស់នឹងបានលឿងអញ្ចឹងសោះហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំបំផុតនោះគឺ
គឺគេប្រើពេលមិនដល់3នាទីផងនៅលើ monitor បានបង្ហាញលទ្ធផលចុងក្រោយថាការប្រកួតប្រជែងជោគជ័យ Stage Level 10 អ្នកឈ្នះ Tenma Izuki ប្រើអស់តែ2នាទី14វិនាទីប៉ុណ្ណោះកំណត់ត្រាចាស់ដែលធ្លាប់មានរាប់ឆ្នាំមកហើយត្រូវបានលុបចោលបាត់ពេលនេះនៅលើតារាងពិន្ទុ Izuki ជាប់លេខ1ដែលប្រើពេល2នាទី14វិនាទីចំណែកលោក Diva Jin ដែលធ្លាប់តែលេខ1នោះក៏ត្រូវបានធ្លាក់លេខ2វិញបាត់ព្រោះគាត់ប្រើពេល3នាទី14វិនាទីពោលគឺ Izuki លឿនជាងគាត់1នាទីពេញមួយសន្ទុះក្រោយមក Izuki ក៏បានដើរចេញពីទ្វារមកវិញទាំងខោអាវដាច់រហែកបបាក់បបាយហើយប្រឡាក់ឈាមបិសាចពណ៌បៃតងពេញខ្លួនថែមម្ដងពួកអ្នកនៅជុំវិញនឹងនាំគ្នាផ្អើលឈមមើលទាំងភ័យផងអផងម្នាក់លំមាត់ថាអូហូគេរស់មែនតើវើយចុះអាទឹកពណ៌បៃតងលើខ្លួនគេនឹងជាឈាមបិសាចមែនអត់ម្នាក់ទៀតស្រែកតែស្លុតថាងាប់ហើយអាប្អូននឹងលឿនជាងលោកទីវ៉ាជីន1នាទីពេញឯណោះបិសាច level 10សោះមិនក៏វាអាចកម្ចាត់បានងាយៗអញ្ចឹងបើវាត្រឹមតែ level 0នឹងខណៈដែល Izuki ដើរមកលោកមេបញ្ជាការនានតូក៏បានដើរសម្ដៅមករកគេ Izuki សម្លឹងមើលគាត់តែញញឹមតិចៗរួចក៏បានហៅគាត់ថាលោកគ្រូដើម្បីបញ្ជាអំពីការសន្យាមិញនឹងលោកមេបញ្ជាការនានតូក៏បានឆ្លើយតបវិញទាំងមោទនភាពថាធ្វើបានល្អណាស់កូនសិស្សអញឯងពិតជាមិនធ្វើឲ្យអញខកបំណងមែនកញ្ញាឈោអាឈមមើលពីចម្ងាយតែងឿងឆ្ងល់នាងគិតនៅក្នុងចិត្តថាប៉ារបស់នាងប្រហែលជាសប្បាយចិត្តខ្លាំងណាស់ព្រោះនាងមិនដែលឃើញគាត់ធ្វើមុខរីករាយបែបនឹងយូរណាស់មកហើយក្នុងចំណោមវងមនុស្សម្នាក់នៅតែមិនឈប់ខ្សឹបខ្សៀវគ្នានោះទេអ្នកខ្លះថាមិនសម្លែកទេដែលវាបំបែកកំណត់ត្រាបានបើវាជាកូនសិស្សរបស់លោកនានតូផ្ទាល់អញ្ចឹងនោះតែអ្នកខ្លះទៀតនៅតែឌឺដងថាទោះជាកូនសិស្សអ្នកណាក៏ដោយបើ level មិនឡើងបែបហ្នឹងទៅមុខទៀតច្បាស់ជាគ្មានសង្ឃឹមដដែលនឹងឯងរំពេចនោះកញ្ញាអ្នកទទួលភ្ញៀវមិញនេះក៏បានរត់មកទាំងភ័យក្នុងដៃមានការប្រអប់កាដូយ៉ាងស្អាតមួយនាងហុចឲ្យ Izuki រៀបប្រាប់ទាំងអៀនថាប្អូននេះជារង្វាន់ពិសេសសម្រាប់អ្នកដែលបំបែកកំណត់ត្រាបានសម្រេចសូមប្អូនទទួលយកវាផងកញ្ញាទទួលភ្ញៀវម្នាក់នោះទឹកមុខប្រែជាសតុនភ្លាមឬក៏បានសុំទោស Izuki ចំពោះសម្ដីអសរោះដែលនាងបាននិយាយមុននឹង Izuki មើលទៅហាក់ដូចជាភ្ញាក់ផ្អើលបន្តិចផងដែរពេលទទួលបានប្រអប់រង្វាន់នឹងគេបានសួរទាំងឆ្ងល់ថាគេពិតជាបានកាដូដោយសារបំបែកកំណត់ត្រាមែនអីគេប្រាប់តែនាងវិញថាមិនអីនោះទេព្រោះអ្នកថ្មី level 0ដូចគេហ៊ានចូល stage level 10ពិតជាមើលទៅដូចមនុស្សមិនប្រុងប្រយ័ត្នមែនគេបន្តថាគេជាអ្នកដតីសោះតែនាងខំខាត់គេមិនឲ្យចូលនឹងមានន័យថានាងពិតជាបារម្ភពីសុខភាពគេមែនតែនអរគុណបងស្រីហើយគាត់ទៅលើសម្ដីផ្អែមល្ហែមបែបនេះកញ្ញានោះឡើងមុខក្រហមងាំងដូចពេញប៉ោះនាងនិយាយដុតទាំងអៀនថាអត់បានបារម្ភអីផង Izuki គឺចឹងក៏អត់ទៅច្រើនទេអរគុណនាងម្ដងទៀតធ្វើឲ្យនាងកាន់តែអៀនខ្លាំងឡើងសឹងតែរកកន្លែងពួនមិនចង់ឃើញមិនឆ្ងាយប្រមាណកញ្ញាឈោអាក៏បានស្រេចហៅ Izuki ឲ្យបញ្ញាប់មកវិញព្រោះនាងចង់ចេញទៅឥឡូវហើយនាងរៀនវ៉ែនតាទាំងមុខកុំមើលតែម្ដងឬប្រមានទាំងខឹងបន្តិចថាកុំអាលចង់ក្អេងក្អាងឲ្យសោះគ្រាន់តែបានធ្វើជាសិស្សប៉ានាងប៉ុណ្ណឹងនោះ Izuki ក៏តម្រង់ខ្លួនឆ្លើយបាត់យ៉ាងលឿនតាមនាងទៅណៃលំបីបញ្ជាការនានតូវិញសម្លឹងមើលទៅ Izuki ឬក៏បាននិយាយថា stage កម្រិតប៉ុណ្ណឹងមើលទៅងាយស្រួលសម្រាប់ឯងពេកហើយដូច្នេះត្រូវដំឡើងកម្រិតពិបាកវិញម្ដងគាត់ស្នើថា Izuki គួរតែចូលសាកល្បង stage កម្រិតខ្ពស់បានហើយ Izuki ឮពាក្យថាកម្រិតខ្ពស់ក៏បានភ្ជាប់ផ្អើលនិយាយពាក្យនឹងឡើងវិញទាំងងឿងឆ្ងល់នៅពេលអ្នកទាំង3ក៏បានដើរជាមួយនឹងគ្នាឆ្លងកាត់ដំបូលផ្ទះក្នុងពេលថ្ងៃលិចដ៏ស្អាតលោកមេបញ្ជាការក៏បានបន្តពន្យល់ថាកម្លាំងវិសាចវាមិនមែនមើលតែលើ level មួយមុខនោះទេអ្វីដែលសំខាន់បំផុតនោះគឺប្រភេទវិសាចកញ្ញាឈោអាជួយពន្យល់បន្ថែមថាពួកវិសាចដែលអត់ខួរក្បាលដើរតែតាមសភាវគតិអានឹងវាងាយស្រួលដោះស្រាយនោះទេតែពួកវិសាចដែលមានខួរក្បាលឆ្លាតដូចមនុស្សឬឆ្លាតជាងមនុស្សអានឹងទើបពិបាកទប់ទល់ពិតប្រាកដនាងបន្តថាពួកវិសាចឆ្លាតអស់នឹងគឺសាហាវជាងវិសាចធម្មតាឆ្ងាយណាស់នាងពន្យល់ទៀតថាមនុស្សយើងនិងវិសាចគឺស្រដៀងគ្នាត្រង់មានធម៌ពលតែខុសគ្នាត្រង់ថាមានតែមនុស្សទេដែលមានអាជីពត្រឹមត្រូវដែលធ្វើឲ្យកម្លាំងយើងកើនឡើងតាមនឹងតែកម្រិតខ្ពស់គឺពោពេញដោយវិសាចឆ្លាតនិងមានអំណាចខ្លាំងបែបនឹងឯងកញ្ញាឈោអាប្រាប់ Izuki ថា stage កម្រិតខ្ពស់ភាគច្រើននៅភាគខាងជើងគឺស្ថិតនៅតំបន់ទី4ហើយគឺជាគោលដៅបន្ទាប់ដែល Izuki ត្រូវតែហាត់បន្តនាងសួរថាមានឆ្ងល់អីទៀតអត់លើបែបនេះ Izuki ក៏បាននឹកឃើញដល់បិសាចពីរក្បាលដែលគេទើបតែសម្លាប់មិញនឹងភ្លាម Izuki អង្គុយគិតម្នាក់ឯងស្ងាត់អំពីពួកបិសាចដែលគេទើបតែសម្លាប់មិញនឹងគេឃើញថាពួកវាមិនបង្ហាញសញ្ញាថាឆ្លាតអីបន្តិចសោះសំបីតែពេលត្រូវគេកាប់ក៏មិនឆេះស្រែកឈឺចាប់ដែរគេក៏បានងើបមុខឡើងសម្លឹងមើលទៅកញ្ញាឈូអាទាំងភ្នែកមុតស្រួយឬក៏បានសួរថាចុះបងចុះបើពួកបិសាចឆ្លាតវិញតើពួកវាចេះឈឺអត់គាត់ទៅលើសំណួរនឹងភ្លាមកញ្ញាឈូអាសັບតែមានអារម្មណ៍ថាព្រឺសម្ប
បល់ខ្នងខ្ញាក់តែម្ដងពោះសម្ពាធដែលចេញមកពីខ្លួនអេស៊ូគីគឺគួរឲ្យខ្លាចខ្លាំងណាស់នាងក៏បានងាកមើលគេទាំងរឹងខ្លួនដូចឆ្ងល់ក្នុងចិត្តថាក្មេងម្នាក់នេះកំពុងគិតអីឲ្យប្រកបបានជាបញ្ចេញចរិតសាហាវបែបហ្នឹងនៅពីក្រោយពួកអ្នកដតីចាប់ផ្ដើមខ្សឹបខ្សៀវគ្នាផ្អើលពេញនឹងថាលោកណេនតូមានគម្រោងចង់ឲ្យអេស៊ូគីទៅស្តេកកម្រិតខ្ពស់នៅតំបន់ទី4អ្នកខ្លះថាអេស៊ូគីបំបែកកំណត់ត្រាលោកទីវ៉ាឈិនបានច្បាស់ជាមិនអីនោះទេតែបរិសម្នាក់ទៀតបានប្រាប់ថាស្តេកកម្រិតខ្ពស់គឺវាសាហាវខុសគ្នាដាច់ឆ្ងាយណាស់អ្វីដែលកាន់តែគួរឲ្យខ្លាចជាងនឹងទៅទៀតនោះគឺស្តេកស្ទើរតែទាំងអស់នៅតំបន់ទី4គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរិសម្នាក់ដែលសាហាវដូចស្ដេចស្រុកអីចឹងគេល្បីតគ្នាថាអ្នកណាហ៊ានទៅតំបន់នឹងច្រើនតែបាក់ខ្លួនឆឹងព្រោះត្រូវបរិសនោះសម្លាប់ចោលអ្នកទៀតលំមាត់សួរទាំងភ័យថាឬមួយលោកចង់សម្ដៅទៅគីណូស៊ីដារីគាត់ទៅលើឈ្មោះនឹងភ្លាមមិត្តភ័ក្តិគេបានបញ្ញាប់ខ្ទប់មាត់វាជាប់រួចបានប្រាប់ទាំងសន្ស្លោតថាកុំនិយាយខ្លាំងហើយចង់ងាប់មែនម្នាក់នេះគឺជាកូនលោកអភិបាលតំបន់ទី4នឹងឯងកាលមកមើលឯងខាងនេះវិញគឺស្ថិតនៅក្នុងបន្ទប់ដ៏សែនប្រណិតបរិម្នាក់ឈ្មោះ Gino Sidari កំពុងអង្គុយលើកជើងយ៉ាងអំនួតមានអ្នកបម្រើឆ្វេងស្ដាំកូនចៅវាសួរថាពេលណាត្រូវចេញទៅវាឆ្លើយទាំងញញឹមឌឺថាតំបន់ទី4ហ្នឹងគឺជារបស់វាទាំងអស់ចង់ទៅពេលណាក៏បានដែរមិនបាច់ចាំជួរដោយពួកមនុស្សសាមញ្ញអីនោះទេសម្រាប់វាការចាំជួរគឺមានតែពួកមនុស្សកាក់ទេដែលធ្វើត្រឡប់មកខាងអេស៊ូគីវិញគេបានបើកប្រអប់កាដូមិញនឹងមើលឃើញមានថ្មមួយភ្លឺរងាលនៅក្នុងនឹងពេលកំពុងអង្គុយសម្រាកក្រោមដើមឈើជាមួយនឹងគ្នាលោកណេនតូក៏បានសួរថាអេស៊ូគីធ្លាប់ឃើញថ្មបែបហ្នឹងពីមុនអត់អេស៊ូគីក៏បានងក់ក្បាលរួចដកគ្រីស្តាល់ពណ៌បៃតងមួយដែលគេរើសបាននៅក្នុងស្តេចមិញនឹងមកបង្ហាញគេប្រាប់ថាមិញសម្រាប់បិសាចទៅក៏បានឃើញធ្លាក់អានឹងមកដែរតែពណ៌វាខុសគ្នាបន្តិចកញ្ញាជូអាឃើញភ្លាមភ្ញាក់បើកភ្នែកធំតែម្ដងនាងបញ្ញាប់អើតមកមើលរួចលន់មាត់ថាងាប់ហើយនេះជាថ្មកម្មកម្រិតមធ្យមតើមិនក៏វាធ្លាក់មកក្នុងស្តេចសម្រាប់អ្នកថ្មីថ្មោងអញ្ចឹងស៊ូគីក៏បានសួរតែងឿឆ្ងល់ថាចុះអាថ្មហ្នឹងវាជាស្អីយ៉ាងពិតប្រាកដទៅបងកញ្ញាជូអាក៏បានចាប់ផ្ដើមបកស្រាយបញ្យល់ឲ្យអេស៊ូគីស្ដាប់នាងប្រាប់ថាអាថ្មហ្នឹងគេហៅម្យ៉ាងទៀតថាថ្មបបិសោតធម្មតាពេលពុបិសាចឬក៏អ្នកមានអំណាចស្លាប់ទៅវានឹងបញ្ចេញថាមពលម្យ៉ាងដែលយើងមើលមិនឃើញដូចជាបន្ទុកបបិសោតនៅក្នុងហ្គេមអញ្ចឹងបើមនុស្សយើងស្រូបយកថាមពលហ្នឹងវានឹងធ្វើឲ្យយើងឡើង level ជាមិនខាននាងបន្តថាធម្មតាថ្មនឹងមិនងាយកាត់ឡើងដោយឯងនោះទេទើបនាងឆ្ងល់ថាមិនក៏វាស្លាប់តែលេចឡើងចេញមកពីក្នុង stage នឹងអញ្ចឹងល្មេបញ្ជាការណែនតូក៏បាននិយាយកាត់ថាមកពីអំណាចពិសេសរបស់អេស៊ូគីនឹងឯងធម្មតាពេលយើងសម្លាប់សត្រូវយើងត្រូវស្រូបយកកាមរបស់វាដើម្បីឡើង level តែសម្រាប់អេស៊ូគីវិញសម្លាប់បិសាចឡើងគំនរហើយនៅតែ level 0ដដែលល្មេបញ្ជាការបកស្រាយទៀតថាកម្មផលដែលបញ្ចេញមកវាមិនដែលបាត់ទៅវិញដោយអត់ហេតុផលទេដោយសារនៅក្នុង stage វាគឺជាកន្លែងបិទជិតហើយអញ្ចឹងអ៊ីស៊ូគីក៏មិនអាចស្រូបកម្មផលទាំងនោះដើម្បីឡើង level បានទៀតធម្មពលដែលនៅសល់ទាំងប្រមាណក៏បានប្រមូលផ្ដុំគ្នាคล้ายទៅជាថ្មកម្មនឹងតែម្ដងទៅលើបែបហ្នឹងកញ្ញាជូអាភ្ជាប់អើខ្លាំងណាស់នាងក៏សួរជ្រុលមាត់ថាចុះបើអេស៊ូគីមិនឡើង level ផងចុះមិនក៏កម្លាំងគេកាន់ឡើងរហូតអញ្ចឹងប៉ាភ្លាមនោះលោកណេនតូងើបឈររួចស្ដីឲ្យកូនស្រីថារឿងអំណាចពិសេសជារឿងសម្ងាត់បំផុតមិនត្រូវសួរដេញដោលផ្ដេសផ្ដាសនោះទេនាងក៏បានបញ្ញាប់សុំទោសប៉ារបស់នាងភ្លាមបន្ទាប់មកលោកណេនតូក៏បានប្រាប់អ៊ីស៊ូគីថាថ្មនឹងចង់ទុកក៏បានចង់លក់ក៏បានគាត់ត្រូវទៅប្រជុំមេបញ្ជាការទ្វីបទាំង5មួយរយៈដូច្នេះឲ្យឈូអាជាអ្នកមើលថែអេស៊ូគីមុននឹងចេញទៅគាត់ក៏បានដាក់ច្បាប់4យ៉ាងឲ្យអេស៊ូគីចងចាំទី1មិនត្រូវប្រាប់គេឯងថាយើងជាគ្រូសិស្សនឹងគ្នានោះទេទី2ហាមបង្ហាញអំណាចពិតឲ្យអ្នកដទៃឃើញផ្ដេសផ្ដាសទី3ត្រូវបោះសម្អាតស្តេកកម្រិតខ្ពស់ឲ្យបានយ៉ាងតិច6កន្លែងមុនគាត់ត្រឡប់មកវិញទី4បើជួបរឿងអីឲ្យធ្វើតាមអ្វីដែលខ្លួនឯងគិតថាត្រូវចុះមិនបាច់រីរែកទេព្រោះមានគាត់នៅចាំជួយពីក្រោយជានិច្ចអ៊ីស៊ូគីញញឹមតែជឿជាក់រួចក៏បានឆ្លើយថាបាទលោកគ្រូខ្ញុំនឹងធ្វើឲ្យបាននៅតំបន់ទី4នៅវិញត្រង់មាត់ច្រកចូលស្តេកភ្នំភ្លើងដែលកំពុងតែឆេះមនុស្សម្នាក់កំពុងតែឆ្លោះគ្នាផ្អើលពេញនឹងមានក្មេងសិស្សសាលាមួយក្រុមខំស្រែកតវ៉ាជាមួយនឹងពួកយាមទ្វារថាពួកខ្ញុំមកដល់មុនណាមិនក៏មិនឲ្យពួកខ្ញុំចូលតែពួកយាមទ្វារដែលស្លៀកពាក់ឈុតធំធ្វើមុខងាប់ឬក៏បានតបវិញយ៉ាងប្រហើនថាមិនឲ្យចូលគឺមិនឲ្យចូលហើយវើយកន្លែងនេះកូនប្រុសតកូល Gino Zida បានកក់ទុកហើយពួកឯងទៅផ្ទះវិញទៅលឺអញ្ចឹងពួកក្មេងៗក៏បានខឹងឡើងញាស់ខ្លួន
ខ្លួនស្រែកថាមានលួយចង់ធ្វើអីក៏បានដែរមែនអម្ចាស់បុណ្យនឹងមិនទាន់មកដល់ផងឲ្យពួកខ្ញុំចូលមុនទៅវាយ៉ាងម៉េចការខឹងសម្បាកាន់តែខ្លាំងឡើងរហូតដល់មានម្នាក់គំរាមថាចាំមើលចុះគឺនឹងយកក្បាលរឿងនេះទៅប្តឹងសមាគមអ្នកភ្ជាប់ដឹងខ្លួនមិនខ្វល់ថាអម្ចាស់បុណ្យនឹងជាកូនអ្នកធំមកពីណានោះទេតែមិនទាន់និយាយចប់ផងស្រាប់តែមានស្រមោលខ្មៅងឹតភ្នែកឡើងក្រហមងាំងលេចមកពីក្រោយខ្នងពួកគេយ៉ាងស្ងាត់ផាច់មួយរំពេចធម្មពលដ៏ខ្លាំងមួយបានផ្ទុះឡើងធ្វើឲ្យពួកសានុសិស្សខ្ទាតទៅម្ខាងដូចសម្លៃអ្នកខ្លះមិនអត់ចិត្តស្ទុះទៅវាយអាសាច់ដុំយក្សដែលទើបតែលេចមកមកនឹងជាមួយនឹងជំនាញកម្រិត B យ៉ាងពេញទំហឹងប៉ាំងសម្លេងផ្ទុះរញ្ជួយដីតែវាដូចជាក្មេងលេងបាឡុកបាឡអញ្ចឹងអាសាច់ដុំយក្សនោះអត់រង្គើបន្តិចសោះសំបីតែឈឺឬក៏រមាស់ស្បែកក៏អត់ផងសិស្សសក់មាសម្នាក់ញ័រខ្លួនទៅត្រឹកហួសចិត្តថាជំនាញខ្លាំងរបស់ខ្លួនវាគេមិនឆ្កូតសំបីតែបន្តិចអាសាច់ដុំយក្សនឹងងាកមកមុខវាគួរឲ្យខ្លាចខ្លាំងណាស់វាស្រែកឌឺថាវាយអញប៉ុណ្ណឹងចង់ឲ្យអញរមាស់មែនអីមុននឹងប្អូនសក់មាសនឹងអាចរត់រួចអាសាច់ដុំយក្សក៏បានស្ទុះមកចាប់គាត់បោកទៅដីប៉ាំងប្អូននឹងដេកដួលផ្កាប់មុខគូតឈាមមកច្រាមាត់ភ្នែកឡើងក្លាប់ចាក់សន្លប់ឈឹងនៅនឹងកន្លែងពួកអ្នកឈរមើលនាំគ្នាភ័យស្លេកមុខសពគ្នាទាំងស្លន់ស្លោថាងាប់ហើយអានឹងខ្លាំងម៉េះសិស្ស level 7 level 8វាមិនឈ្នះម្នាក់សោះមានម្នាក់ចាំស្គាល់ក៏បានសឹបប្រាប់គេឯងថាអាម្នាក់នឹងឈ្មោះអូហ្កាតាគូរ៉ូជាសេនាធំម្នាក់ក្នុងចំណោមសេនាទាំង4របស់ Gino Sidari ហើយវាមានអំណាចធាតុមាស level 12 ឯណោះតាគូរ៉ូចាប់កអាសិស្សដែលចាញ់នឹងលើកមកបង្ហាញឬគម្រាមគ្រប់គ្នាខ្លាំងថាចាំទុកឲ្យច្បាស់អ្នកណាហ៊ានចង់ឡើង stage នេះដោយគ្មានការអនុញ្ញាតពីចវាយរីអញគឺត្រូវមានវាសនាដូចអាពីក្បាលដែលដេកនៅលើដីនឹងឯងវាស្រែកកំហោមិនឲ្យអ្នកណាជួយអាពីអ្នកនឹងឡើយចំណែកពួកអង្គរៈស្លៀកពាក់ឈុតខ្មៅដតីទៀតឈរសើចក្អាកក្អាយផ្អើលពេញច្រកទ្វារចូល stage នឹងតែម្ដងក្នុងចំណោមពួកអ្នកយាមនោះមានម្នាក់និយាយទៅកាន់អូហ្កាទាំងសើចចំអកថាកុំលេងខ្លាំងពេកអីបងប្រយ័ត្នពួកកាកាអន់នឹងទៅប្តឹងលោកគ្រូច្បាស់ជាមានរឿងមិនខានឡើយពួកវាសើចក្អាកក្អាយពេញនឹងចំណែកអូហ្កាគ្រាន់តែធ្វើមុខឌឺរួចក្រវីដៃបោះអាប្អូនសក់មាសមិញនឹងចោលទៅម្ខាងដូចបោះសម្រាមអញ្ចឹងណាដែលមិនខ្វល់ថាវាងាប់ឬក៏រស់ឡើយអាប្អូនសក់មាសនឹងខុសខ្ទាតទៅមុខតែសំណាងល្អអេស៊ូគីស្ទុះទៅចាប់ទប់វាជាប់មិនអោយបោកនឹងដីឈាមហូរស្រក់ចេញតាមច្រមុះអាប្អូននឹងជោគខ្លួនខណៈដែលវាកំពុងសន្លប់ស្ដោកនៅក្នុងដៃអេស៊ូគីពួកសត្វដទៃទៀតនាំគ្នាស្ទើរខ្សៀវតែភ្ញាក់ផ្អើលថាអាប្អូននឹងជានរណាចេះតែហ៊ានមកលូកដៃរឿងគេប្រាប់ហើយថាកុំឲ្យចេះដឹងកម្រិតសូនដូចជាវាច្បាស់ជាត្រូវងាប់មិនខាននោះទេអ្នកខ្លះទៀតក៏លេចមើលកញ្ញាឈូអាឬក៏បានលំមាត់ថាចុះស្ទើរស្អាតនៅក្បែរវានឹងដូចជាស៊ាំមុខម៉ែឆាយប្រមាណអូហ្កាសម្លឹងមើលអេស៊ូគីទាំងកំហឹងឬក៏បានស្រែកគំរាមថាអញប្រាប់ហើយថាបើគ្មានការអនុញ្ញាតពីចវាយរីទេកុំសង្ឃឹមថាបានចូលបើឯងមិនចង់ដេកស្ដោកដោយឯម្នាក់នឹងទេបញ្ញាប់ទៅផ្ទះវិញឲ្យលឿនទៅលើបែបនេះអេស៊ូគីអោមុខចុះបន្តិចនិយាយទាំងស្ងប់ស្ងាត់ថាអូអញ្ចឹងចង់មានន័យថាបើខ្ញុំមិនវាយបងឯងឲ្យដូរនោះទេគឺចូលទៅមិនបានមែនអត់កញ្ញាឈូអាលឿនអញ្ចឹងក៏បំរុងនៅលើទូរស័ព្ទមកហៅអ្នកគ្រប់គ្រងតំបន់ទី4ឲ្យជួយដោះស្រាយព្រោះនាងគិតថាពួកអាសាច់ដុំអស់នេះធ្វើចរិតប្រហើនពេកហើយតែអេស៊ូគីបានខាត់នាងជាប់ផ្នែករបស់គេស្រាប់តែឡើងពណ៌ខៀវរងាលរួចគេនិយាយថាមិនបាច់ទេបងលោកគ្រូប្រាប់ខ្ញុំហើយថាបើជួបរឿងអីធ្វើតាមអ្វីដែលខ្លួនឯងគិតថាត្រូវមិនបាច់រីរែកនោះទេគេងាកមកប្រាប់ឈូអាបន្ថែមថាផ្ញើបងជួយមើលថែនិងព្យាបាលប្អូនដែលរងរបួសនឹងផងទុកអាម្នាក់នឹងឲ្យខ្ញុំជាអ្នកចាត់ការវិញអេស៊ូគីដើរសម្ដៅទៅរកអូហ្កាមួយអូហ្កាឈរសម្លឹងមើលអេស៊ូគីទាំងងើយឆ្ងល់ថាអាម្នាក់នឹងជានរណាឲ្យប្រកាសផ្ទាំងអេក្រង់ System លុបបង្ហាញពីព័ត៌មានរបស់អេស៊ូគីឲ្យវាឃើញថា Tenma Izuki កម្រិត0អាជីព Order Breaker អូហ្កាឆ្ងល់ខ្លាំងណាស់ព្រោះទោះបីអេស៊ូគីនៅ level 0ក៏ដោយតែគេឈរយ៉ាងរឹងមាំនិងមានទឹកមុខស្ងប់ស្ងាត់គួរឲ្យខ្លាចវាគិតក្នុងចិត្តថាឬមួយក្មេងម្នាក់នេះមានអាជីពកម្រអីបានជាហ៊ានម្លេះភ្លាមនោះអូហ្កាចាប់ផ្ដើមមានអារម្មណ៍ប្លែកគឺវាមានអារម្មណ៍ថាមានសម្ពាធម្យ៉ាងសង្កត់មកលើវាទាំងដែលវានៅ level 12ខ្ពស់ជាងអេស៊ូគីដល់12កម្រិតឯណោះវាព្យាយាមលួចចិត្តខ្លួនឯងថាមិនឯងនោះទេអញ level ខ្ពស់ជាងវាឆ្ងាយណាស់វាមិនអាចធ្វើអីអញ
បាននោះទេ System បានបង្ហាញថាអាសាច់ដុំអូហ្គានេះមានល្បិច12ហើយវាមានជំនាញធាតុមាសដែលជួយបង្កើនការការពាររបស់វាបានដល់ទៅ250ពិន្ទុសរុបកម្លាំងវាទាំងអស់គឺ605ពិន្ទុខណៈដែលអូហ្គាកំពុងតែឈរសម្លឹងមើលស្រាប់តែទឹកមុខវាប្រែជាស្លេកស្លាំងព្រោះនៅក្នុងប្រស័យភ្នែករបស់វាគឺឃើញអ៊ីស៊ូគីស្ទុះមករកវាលឿនស្លើដូចខ្មោចលងមើលសឹងមិនទាន់មួយទៅពេញនោះកណ្ដាប់ដៃរបស់អ៊ីស៊ូគីបានបុកចំរាងកាយអូហ្គាពេញទំហឹងបង្កជាកម្លាំងផ្ទុះរញ្ជួយដល់អ្នកជុំវិញពួកសិស្សដែលឈរមើលនាំគ្នាភាំងបែកញើសហូរជោគមុខព្រោះស្លុតនឹងល្បឿនរបស់អ៊ីស៊ូគីខ្លាំងពេកម្នាក់ឡំមាត់ថាល្បឿននេះវាមិនមែនជាមនុស្សនោះទេថាគេពិតជា level 0មែនអត់នឹងម្នាក់ទៀតក៏និយាយទាំងភ័យថាសំបីតែខ្ញុំ level 8ហើយក៏មើលចលនារបស់គេមិនទាន់ដែរប៉ុន្តែពេលដែលផ្សាយហុយរសាត់បាត់អស់ទៅគេឃើញកណ្ដាប់ដៃអ៊ីស៊ូគីបុកចំក្បាលរបស់អូហ្គាចំតែម្ដងហើយមានចំហាយកម្ដៅហុយចេញមកព្រិចអូហ្គាបានប្រើជំនាញស្របលោហៈទាន់ពេលធ្វើឲ្យមុខនិងក្បាលរបស់វាឡើងរឹងដូចដែកថែបភ្លឺចែងចាំងឃើញវាយមិនបែបនេះអ៊ីស៊ូគីក៏បានដកថយបន្តិចគេដឹងភ្លាមថាការវាយប្រហារមិញនឹងត្រូវវាទប់ជាប់បាត់ហើយអូហ្គាលើកដៃទាំងពីរឡើងដែលឥឡូវនេះបានប្រែជាដែកទាំងអស់ពួកនិយាយឌឺដងតែស្ងប់ស្ងាត់ថាល្បឿនឯងល្អតែការវាយប្រហារមិញគឺនៅខ្សោយកម្លាំងណាស់និយាយរួចអាសាច់ដុំដែកនោះក៏បានស្ទុះមកមុខវិញទាំងកំហឹងបណ្ដាលឲ្យកម្រាស់ឥតបែកខ្ទេចខ្ទីតាមផ្លូវដែលវាជន់អ៊ីស៊ូគីឈរត្រៀមខ្លួនដូចគិតនៅក្នុងចិត្តថាគេត្រូវការល្បឿនខ្លាំងជាងនេះទៀតដើម្បីវាយអ្នកដែល level លើសពី10ឲ្យដួលគេសម្រេចចិត្តបើកប្រើនៅជំនាញ Thunder Breaker ដើម្បីបង្កើនល្បឿនឲ្យដល់កម្រិតកំពូលភ្លាមនោះអេក្រង់ System បានបង្ហាញកម្លាំងពិតរបស់អ៊ីស៊ូគីឲ្យឃើញគេមានកម្លាំងវាយប្រហារល្បឿនការពារនិងវេទមន្តគឺ250គ្រប់មុខទាំងអស់សរុបដល់ទៅ1000ពិន្ទុក្នុងពេលជាមួយនឹងគ្នានោះជំនាញ Overmost ឬក៏អេក្រង់នៅក្នុងការវិភាគចាប់ផ្ដើមដំណើរការវាកំពុងតែវិភាគក្បាច់ស្របលោហៈរបស់អាសាច់ដុំនឹងឥឡូវបាន5% ហើយអ៊ីស៊ូគីសម្លឹងមើលរាងកាយដៃរបស់អូហ្គាឬគិតក្នុងចិត្តយ៉ាងត្រជាក់ថាបើវាចំដៃមិនបែកចាំមើលអញរកកន្លែងណាដែលមានសាច់វិញម្ដងចង់ដឹងថាវាខ្លាំងដល់ណាបន្តពីភាពមុនមកនឹងជើងរបស់អ៊ីស៊ូគីឈូសលើដីត្រៀមស្ទុះទៅមុខយ៉ាងលឿនតែអាសាច់ដុំអូហ្គានៅតែសាច់ក្អាកក្អាយឌឺដងឲ្យគេថាជាមនុស្សទន់ខ្សោយគ្មានកម្លាំងគ្មានល្បឿនអីបន្តិចសោះរីវាក៏បានលើកដៃដែករបស់វាឡើងចាំទប់យ៉ាងក្អេងក្អាងអ៊ីស៊ូគីសម្លឹងមើលវាទាំងត្រជាក់ស្រាប់គេគិតនឹងចិត្តថាអាម្នាក់នឹងកំពុងតែធ្វើប្រហែសហើយព្រោះវាស្មានថាល្បឿនមិញនឹងគឺជាល្បឿនលឿនបំផុតរបស់គេអ៊ីស៊ូគីតែរក្សាទឹកមុខស្ងប់ស្ងាត់ប៉ុន្តែស្រាប់តែមានរស្មីពណ៌ខៀវបាញ់ចេញមកស្រោបពេញខ្លួនគេផ្លេចបន្ទោចាប់ផ្ដើមឆ្វេងឆ្វាយពេញនឹងខណៈដែលគេសម្រេចចិត្តប្រើជំនាញអ្នកកំទេចរន្ទះដើម្បីបង្កើនល្បឿនឲ្យឡើងកងកម្រិតកំពូលអូហ្គាឃើញអញ្ចឹងហើយក៏បោកភ្នែកធំតក់ស្លុតឬក៏បានស្រែកមិនចង់ជឿថាងាប់ហើយអាប្អូនឯងមានរន្ទះធាតុតាំងពីពេលណាមិនទាន់តែបាននិយាយផុតមកផងណាអ៊ីស៊ូគីក៏បានស្ទុះទៅបាត់ដូចហោះរន្ទះបាញ់ផាច់ពេញនឹងគេប្រកាសថាគេមិនទុកពេលឲ្យវាបានស្របដែកទាន់ឡើយឬក៏វាសម្រុកទៅលើអូហ្គាមិនឲ្យវាដកដង្ហើមរួចអេក្រង់ System ពណ៌ខៀវក៏បានលុតព្រឹបជំវិញខ្លួនគេ 25% 49% 66% ពេលកំពុងវិភាគក្បាច់របស់សត្រូវលឿនស្លេវតែម្ដងពួកអ្នកឈរមើលនាំគ្នាភាំងហាមមាត់ចំហម្នាក់សួរថាមិនក៏វាចេះជំនាញច្រើនមុខម្លេះអ្នកទៀតថាល្បឿននេះលឿនពេកហើយភ្នែកខ្ញុំមើលមិនទាន់សោះណៃអូហ្គាវិញភ័យឡើងបែកញើសជោគមុខព្រោះដឹងខ្លួនថាទប់មិនជាប់នោះទេខ្លួនប្រាណរបស់វាចាប់ផ្ដើមស្ពឹកដោយសាររន្ទះបាញ់ធ្វើឲ្យវាកម្រើកមិនរួចហើយសំបីតែស្រែកក៏ស្រែកមិនចេញដែរក្នុងចិត្តវាភ័យស្លន់ស្លោដល់ថ្នាក់លួចជេរមិត្តភ័ក្តិវាថាមិនក៏ឈរមើលមិនព្រមចូលមកជួយអញអីចឹងដល់កម្រិតអស់សង្ឃឹមអូហ្គាខំថ្មិញគ្រឿមុខវារមួករញ៉ងព្រោះគ្មានជំរើសក្រៅអំពីការប្រើក្បាច់ចុងក្រោយវាស្រែកយ៉ាងខ្លាំងរួចក៏បានហែកអាវចោលបញ្ចេញថាមពលដ៏មហិមាផ្ទុះឡើងព្រិបមួយរពេចនោះខ្លួនប្រាណរបស់អូហ្គាប្រែជាដៃថែបទាំងអស់តាំងពីក្បាលរហូតដល់ចុងជើងតែម្ដងអេស៊ូគីភ្ញាក់បន្តិចផងដែរពេលដែលឃើញវាអាចស្របដៃពេញខ្លួនបែបនេះតែអេក្រង់ System បានប្រាប់ថាការវិភាគក្បាច់ដែកនេះបាន88% ហើយអូហ្គាសម្លឹងមើលអេស៊ូគីទាំងក្អេងក្អាយឬក៏បាននិយាយថាអរគុណឯងហើយដែលជួយជំរុញឲ្យអញសម្រេចក្បាច់ដែកថែបពេញតួខ្លួនបែបនេះបានវាអួតថាក្បាច់នេះជួយដំឡើងការការពារ 50% ហើយបើវានៅស្ងៀមបូកថែម 50% ទៀតសរុបទៅការការពារឡើងដល់500ពិន្ទុឯណោះវិញញញឹមបែបសាហាវឬក៏បានប្រាប់អេស៊ូគីថាដំបូងអញចង់កាប់ឯងជាពីរប៉ុន្តែឥឡូវអញបដូរចិត្តវិញអញចង់សម្លាប់អញឲ្យស្រួលបំផុតទុកជាការតបស្នងដែលជួយអញឲ្យសម្រេចក្បាច់គុណមួយនេះពួកអ្នកដែលឈរចំរួមមើលនាំគ្នាហួចចិត្តចំហមាត់តែម្ដងម្នាក់លំមាត់ថាងាប់ហើយ level 12សោះតែការការពារឡើងដល់ជាង500ទៅហើយអាណាទៅវាបែកទៅខ្លាំងលើពីមនុស្សធម្មតាហើយនឹងអ្នកខ្លះទៀតក៏បានលួច
ដោយស្ដាយក្រោយទំនួសអេស៊ូគីថាដំបងស្មានតាប្អូន level 0នឹងអ្នកទៅហើយតែដល់ឃើញស្ត្រីខ្លាំងដោយបិសាចបែបនេះច្បាស់ជាគ្មានសង្ឃឹមនោះទេរំពេចនោះស្រាប់តែមានរស្មីពណ៌ខៀវយ៉ាងភ្លឺចេញមកស្របខ្លួនអេស៊ូគីម្ដងទៀតអេស៊ូគីសម្លឹងមើលទៅមុខទាំងភ្នែកស្ងប់ស្ងាត់ឬគិតក្នុងចិត្តថាតាមអញស្មានអាការស្រោបដៃពេញខ្លួនបែបនឹងច្បាស់ជាស៊ីកម្លាំងវេទមន្តច្រើនសាហាវណាស់អេក្រង់ system បង្ហាញថាការវិភាគបាន 98% ហើយគេគិតបន្តទៀតថាបើអាអូហ្គាសម្រុកដាក់ពិន្ទុតែលើការការពារច្បាស់ណាស់ថាវេទមន្តរបស់វាមិនមានច្រើនប្រមាណនោះទេលេខភាគរយក៏បានលូតឡើងដល់ 96% ផ្លែតនៅទល់មុខនោះវិញអូហ្គាស្រែកក្រហមទាំងមិនសុខចិត្តឯងក៏មកនិយាយរឿងមិនសមហេតុផលអាលបែសូនដូចឯងមិនក៏ចេះដឹងរឿងច្រើនម្ល៉េះទូវានិយាយបដិសេធមែនតែក្នុងចិត្តរបស់វាលួចភ័យព្រោះអេស៊ូគីមួយធ្លុះដល់ចំណុចខ្សោយរបស់វាអេស៊ូគីនៅតែញញឹមធ្វើឲ្យឬក៏បាននិយាយថាគេមិនចង់ប្រើល្បិចគូឲ្យធុញដូចជាចាំតតែវាអស់កម្លាំងវេទមន្តអីនោះទេគេចង់បញ្ចប់រឿងនឹងឲ្យលឿនថែមម្ដងភ្លាមនោះអេក្រង់ពណ៌ខៀវភ្លឺឡើងព្រឹបការវិភាគសម្រេច 100% ពេញរួមពេចនោះការឈប់ខៀវក៏បានរិចសាយភីចេញពីខ្លួនអេស៊ូគីម្ដងទៀតអ្នកគ្រូឈោអាឃើញអញ្ចឹងក៏ដឹងភ្លាមថាអេស៊ូគីចិត្តចេញក្បាច់សាហាវហើយពួកអ្នកឈរមួយនាំគ្នាឆ្ងល់ថាស្អីគេនឹងគាត់តែល្បែសូនសោះចេះក្បាច់ផ្កាឈូកអីប្លែកម្ល៉េះមើលទៅមិនដូចជាក្បាច់វាសម្រុកសោះចាំមើលវាអាសាច់ដុំដែកនឹងរបៀបម៉េចរំពេចនោះសារថ្មីមួយក៏បានលោតមកប្រាប់ថាការវិភាគក្បាច់គុណដែលបានចប់ហើយគេទទួលបានជំនាញថ្មីមួយឈ្មោះថាក្របអស្ចារ្យកម្រិតទី1ជំនាញនេះលយខ្លាំងមែនទែនគឺវាអាចបាញ់ចេញជាក្របបាល់ធម្មពលមួយយឺតក្នុងល្បឿន1ម៉ែត្រក្នុង1វិនាទីតែវាខ្លាំងត្រង់ថាវាអាចបាញ់ទម្លុះរាល់ការការពារទាំងអស់មិនខ្វល់ថាឯងស្របដៃឬរឹងដូចថ្មប្រមាណនោះទេគឺបាញ់ធ្លាយទាំងអស់គឺជំនាញថ្មីដែលបាញ់ធ្លាយការការពារបែបនេះអេស៊ូគីគិតញញឹមនឹងចិត្តថាអូខេបើមានអាជំនាញនឹងហើយទោះវាស្របដៃប្រមាណជាន់ក៏អញវាឲ្យរបួសធ្ងន់បានដែរប៉ុន្តែបញ្ហានៅត្រង់ថាអាជំនាញថ្មីនឹងវាហោះយឺតខ្លាំងពេកក្នុង1វិនាទីហោះបានតែ1ម៉ែត្រទេសូម្បីតែមនុស្សធម្មតាក៏គេចផុតដែរដូច្នេះការប្រើវាគឺត្រូវតែមើលពេលវេលាឲ្យបានច្បាស់អេស៊ូគីគិតនៅក្នុងចិត្តថាមិនបាច់បារម្ភនោះទេព្រោះអាសាច់ដុំអូហ្គានេះវាឈរថ្មឹងដូចថង់ខ្សាច់ឲ្យគេវេអីចឹងវាមិនព្រមរើទៅណាឡើយភ្នែករបស់អេស៊ូគីឡើងពណ៌ខៀវរងាលគេមើលអូហ្គាឬក៏បានប្រកាសថាអាគ្រឿងដែកដែលឯងអួតថាខ្លាំងនឹងចាំមើលអញវេអេតិចជាបំណាច់ឥឡូវនឹងតែម្ដងភ្លាមនោះអេក្រង់ system ក៏បានលោតប្រាប់ថាកម្លាំងគ្រប់មុខរបស់គេគឺបានឡើងដល់10ពិន្ទុបន្ថែមទៀតគឺឡើងដល់260ពិន្ទុសរុប1040ពិន្ទុហើយរបួសទាំងប៉ុន្មានគឺវិជាសះស្បើយឡើងវិញទាំងអស់ការឈូកខៀវដ៏ធំបានរីកសាយភាយចេញពីខ្លួនអេស៊ូគីយ៉ាងស្អាតអេស៊ូគីឈន់នៅកណ្ដាលពន្លឺរួចលើកម្រាមដៃចង្អុលទៅរកអូហ្គានៅលើចុងម្រាមដៃរបស់គេមានផ្កាឈូកតូចមួយលេចចេញមកវិលរួចក៏រីកផ្កាអេស៊ូគីប្រាប់ទៅអូហ្គាទាំងត្រជាក់ស្រាប់ថាបើខ្លាំងកិច្ចឲ្យផុតទៅរួចហើយគេក៏បានបញ្ចេញជំនាញក្របអស្ចារ្យភ្លាមពួកសិស្សដែលឈមមើលនាំគ្នាសុកសៀវថាមិនដែលឃើញក្បាច់អីប្លែកបែបនឹងសោះអ្នកខ្លះថាប្រហែលមកពីគេមានអាជីពអាត់កំបាំងនឹងហើយទើបមានក្បាច់ចម្លែកអីចឹងអ្នកខ្លះទៀតក៏សង្ស័យថាតើក្របបាល់ចេញពីអ្នក level 0អាចវេធ្លីការការពារអ្នក level ទី12បានមែនអត់តែមើលទឹកមុខរបស់អេស៊ូគីគឺគេជឿជាក់លើខ្លួនឯងខ្លាំងណាស់ស្រាប់តែមានក្របបាល់ពណ៌ខ្មៅតូចមួយចេញពីក្នុងផ្កាឈូករួចហោះយឺតសម្ដៅទៅរកអូហ្គាមនុស្សម្នាក់មើលទៅក្របបាល់នឹងទាំងងឿងឆ្ងល់ក្មេងប្រុសម្នាក់រអ៊ូថាស្អីគេនឹងក្របបាល់តូចមួយសោះនឹងចង់មកធ្វើស្អីគេម្នាក់ទៀតជួយបន្ថែមថាមើលទៅខកចិត្តណាស់ស្មានតែមានក្បាច់អីខ្លាំងសង្ងំធ្វើចរិតឡើងលយចុងក្រោយចេញក្របបាល់តូចរបស់កូនក្មេងលេងមកសោះអូហ្គាឃើញក្របបាល់នឹងហោះមកយឺតមករកវាសោះចំអកទាំងមើលងាយថាអាក្របបាល់កពិចកប៉ុកនឹងចង់ឲ្យអញឬជើងមែនអីយកសពទៅអាប្អូនកុំសង្ឃឹមថាអាចធ្វើឲ្យឯងដោះក្បាច់ដែកនេះបានឯសោះវាឈរចាំទទួលទាំងអំនួតឬក៏បានស្រែកថានេះជាក្បាច់ចុងក្រោយរបស់ឯងហើយមែនទេចាំមើលចុះឯងច្បាស់ជាស្លាប់ទាំងអនាធមមិនខានវាជឿជាក់ថាវាច្បាស់ជាឈ្នះ 100% ប៉ុន្តែមួយរពេចនោះទឹកមុខវាប្រែជាស្លេកស្លាំងបើកភ្នែកធំពេលឃើញក្របបាល់ខ្មៅតូចនឹងចាប់ផ្ដើមជ្រាបចូលនៅក្នុងស្បែកដៃរបស់វាដូចជាកំបិតមុតកាត់ទឹកអីចឹងស្នាមប្រេះតូចមួយបានលេចឡើងនៅកន្លែងដែលក្របបាល់នោះប៉ះរួចក៏បានលឺសំឡេងផាច់អូហ្គាស្រែកយំយ៉ាងខ្លាំងដោយសារឈឺចាប់ព្រោះក្របបាល់អស្ចារ្យនោះបានកាត់ដៃរបស់វាដាច់ខ្ទេចខ្ទីចេញពីស្មាដូចគេយកកន្ត្រៃមកកាត់ក្រដាសអីចឹងវាក៏បានដួលទៅលើដីយកដៃម្ខាងទៀតខ្ទប់ស្មាដែលឈាមហូរច្រាលមកដូចទឹករួចស្រែកយំអស់សង្ឃឹមយ៉ាងសាហាវអេស៊ូគីដើរមករកវាទាំងស្ងប់ស្ងាត់រួចនិយាយថាអញប្រាប់ឲ្យកិច្ចតែឯងវាអួតពេកចាត់ទុក
កថាឯងសំណាងហើយដែលឯងជាមនុស្សទើបឯងកាត់ត្រឹមដៃបើឯងជាបិសាចវិញឯងកាត់កឯងបាត់ទៅហើយបន្ទាប់មកអ៊ីស៊ូគីក៏បានងាកទៅសម្លឹងមើលកូនចៅរបស់អាអូហ្គាដែលកំពុងតែឈរភាំងផ្លឹកនៅក្បែរនោះគេស្រែកបញ្ជាទាំងសម្លេងដែលអហង្ការថាឈប់ឈរមើលទៅបញ្ញាប់លើកអាមេឯងទៅបន្ទីពេទ្យទៅវិញមិនលឺអញនិយាយទេអីឃើញពូវាអត់តន់កំរើកខ្លួនទៀតគេក៏បានងាកមកសម្លឹងមើលដល់ខ្សែភ្នែកត្រជាក់ស្រិបរួចដេញយ៉ាងខ្លាំងម្ដងទៀតថាអញប្រាប់ឲ្យវង្វេងចេញឲ្យឆ្ងាយពីទីនេះភ្លាមនោះពួកយាមទ្វារតែនោះភ័យស្លន់ស្លោបញ្ញាប់លើកអូហ្គារត់ចេញទាំងស្លន់ស្លោដូចគ្នាឈាមហូរស្រក់តាមផ្លូវមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ពួកអ្នកយាមខ្លះទៀតភ័យញ័រខ្លួនខ្លះទៀតយកដៃជូតញើសចេញពីមុខនៅឯចំហៀងវិញពួកសិស្សានុសិស្សចាប់ផ្ដើមហូរកញ្ជ្រៀវផ្អើលពេញនឹងកញ្ញាឈោអាញញឹមទាំងមោទនភាពខណៈដែលគ្រប់គ្នាអបអរសាទរអ៊ីស៊ូគីម្នាក់ស្រែកថាអ៊ីស៊ូគីឈ្នះហើយវើយម្នាក់ទៀតថាធ្វើបានល្អណាស់ប្អូនប្រុសហើយខ្លះទៀតក៏ជួយផ្ចាញ់ផ្ចាលថាសមមុខអាអូហ្គានឹងហើយចរិតវាប្រហើនពេករួចពេលនោះមានសិស្ស2នាក់រត់មកចិត្តអ៊ីស៊ូគីម្នាក់សួរថាប្អូនប្រុសចង់ធ្វើក្រុមជាមួយនឹងពួកបងអត់បើមានគ្នា3នាក់យើងច្បាស់ជាសម្រេចបេសកកម្មបានលឿនមិនខានម្នាក់ទៀតក៏បញ្ញាប់កាត់ថាមកចូលក្រុមបងវិញល្អជាងមានតែគ្នា2នាក់ចែកបទពិសោធន៍បានច្រើនជាងពួកវាចាប់ផ្ដើមឆ្លោះគ្នាដណ្ដើមអ៊ីស៊ូគីរួចប្រាប់ថានៅក្នុង stage ភ្នំភ្លើងដែលកំពុងឆេះនឹងសុទ្ធតែបិសាចស្បែករឹងដូចជាអូហ្គាអញ្ចឹងពួកវាអួតទៀតថាក្នុងក្រុមពួកវាមានអ្នកបាញ់យាមដែលអាចជួយបំពេញកម្លាំងវេទមន្តឲ្យគេបាញ់គ្រាប់បាល់លឿនបានរហូតទៀតផងអ៊ីស៊ូគីឈរស្ដាប់ទាំងស្ងប់ស្ងាត់គេគិតក្នុងចិត្តថាបើបិសាចនៅក្នុងនឹងស្បែករឹងដូចអូហ្គាមែននឹងហើយគឺជាមួយដៅដែលគេចង់បានបំផុតព្រោះរាល់ពេលដែលគេសម្លាប់អបិសាចស្បែករឹងបានម្ដងគ្រាប់បាល់អស្ចារ្យរបស់គេកាន់តែហោះលឿនជាងមុនគេសម្រេចចិត្តថាគេនឹងចូលទៅវឹកហាត់ដំឡើងល្បឿនគ្រាប់បាល់នឹង stage នឹងថែមម្នាក់ឯងក្មេងប្រុសទាំងពីរនាក់នោះអឺតមុខមកសួរយ៉ាងអន្ទះសារថាតើប្អូនរើសក្រុមមួយណាអ៊ីស៊ូគីអោនមកចុះបន្តិចរួចឆ្លើយយ៉ាងខ្លីថាខ្ញុំទៅម្នាក់ឯងគាត់ទៅលឺចឹងបែបនេះម្នាក់ផ្អើលឆោឡោមិនចង់ជឿថាអ៊ីស៊ូគីហ៊ានចូល stage level 15តែម្នាក់ឯងសោះពួកសិស្ស2នាក់មិញនេះក៏បានដើរចេញទៅទាំងខឹងនិងឌឺដងថាខ្លាំងមែនតាគាត់តែឈ្នះអូហ្គាបន្តិចចង់ធ្វើចរិតក្អេងក្អាងអំនួតហួសត្រកអ្នកផ្សេងវិញទៅអាម្នាក់នឹងវាអួតពេកហើយកញ្ញាឈោអាដើរចូលមកចិត្តរួចនិយាយតាមសម្រួលថាបងដឹងថាឯងមានក្បាច់សម្លាប់ពួកវាតែពួកបិសាចនៅក្នុងនឹងស្បែកវារឹងខ្លាំងណាស់តែកម្លាំងវេទមន្តរបស់ឯងអាចទ្រាំទ្របានយូរប៉ុណ្ណាអ៊ីស៊ូគីងាកមកញញឹមទាំងជឿជាក់រីកប្រាប់នាងថាកុំអារម្មណ៍អីបងខ្ញុំមិនអីនោះទេគាត់ទៅលឿនចឹងមកកញ្ញាឈូអាឡើងក្រហមងាងភ្លាមតែម្ដងនាងបញ្ញាប់ដោះសារទាំងអៀនថាអ្នកណាគេបារម្ភបើឯងងាប់ទៅប៉ាបងច្បាស់ជាស្ដីឲ្យបងមិនខាននោះទេនិយាយរួចនាងក៏បានងាកចេញទាំងអៀនរួចប្រាប់ថាចង់ទៅព្យាបាលអ្នករបួសវិញហើយឲ្យអ៊ីស៊ូគីនឹងធ្វើអីតាមចិត្តចង់ទៅមុននឹងដើរចេញទៅនឹងនាងក៏បានរុញវ៉ែនតារួចប្រមានគេរឿងចុងក្រោយថាពួកបិសាចថ្មនៅក្នុងនឹងវាអត់សូវឆ្លាតនោះទេតែប្រយ័ត្នឲ្យមែនតែនពួកវាចូលចិត្តមកវាសម្រុកជីវងតែម្ដងបន្ទាប់ពីមួយម៉ោងនឹងអ្នកគ្រូឈោអាក៏បានផ្ដាំគេឲ្យប្រយ័ត្នរឿងប្រើកម្លាំងវេទមន្តឲ្យមែនតែនកុំឲ្យអស់ពីខ្លួនអ៊ីស៊ូគីក៏បានដើរទៅរកម៉ាស៊ីន scan នៅច្រកចូលរួចក៏លើកដៃដាក់ទៅលើនឹងសំឡេងប៊ឹមបន្លឺឡើងប្រព័ន្ធក៏បានប្រកាសអនុញ្ញាតឲ្យអ៊ីស៊ូគីចូលទៅខាងក្នុងគ្រាន់តែឈានជើងចូលទៅដល់ខាងក្នុងភ្លាមអ៊ីស៊ូគីសម្លឹងមើលទៅមុខទាំងខ្សែភ្នែកមុតស្រួចលលាមាត់ថាអូហូបិសាចច្រើនជាងការស្មានវើយនៅពីមុខគេគឺសុទ្ធតែពួកបិសាចថ្មរាប់មិនអស់ពេញចលងភ្នំខ្លួនប្រាណពួកវាសុទ្ធតែថ្មដុំភ្នែកឡើងពណ៌លឿងរងាលគួរឲ្យខ្លាចរាល់ពេលដែលពួកវាដើរគឺដីឡើងប្រេះខ្ទេចខ្ទីដោយសារទម្ងន់ដ៏ធ្ងន់របស់ពួកវាអ៊ីស៊ូគីក៏សម្គាល់ឃើញថាពួកបិសាចនៅក្នុង stage កម្រិតខ្ពស់នេះពិតជាមានកម្លាំងខ្លាំងជាងពួកបិសាចមុនឆ្ងាយណាស់ផ្ទាំងអេក្រង់ system ក៏បានលុបបង្ហាញថាពួកវាគឺជារូបសំណាកថ្ម level 9ដែលមានអំណាចពិសេសអាចបដូរកម្លាំងវេទមន្តទាំងអស់ឲ្យទៅជាការការពារវិញក្នុងពេលដែលបិសាចថ្មមួយក្បាលស្ទុះមករកគេអ៊ីស៊ូគីក៏លើកគ្រាប់បាល់ពណ៌ស្វាយរបស់គេឡើងរួចនិយាយឡើងស្ងាត់ថាចាំមើលអញសាឡបងមើលតើពួកឯងអាចជួយឲ្យគ្រាប់បាល់អញនឹងហោះលឿនជាងមុនបានអត់រស្មីពណ៌ស្វាយនិងពណ៌ខៀវបានជះចេញពីគ្រាប់បាល់ដ៏អស្ចារ្យនោះយ៉ាងស្អាតខណៈដែលវាចាប់ផ្ដើមដំណើរការអាបិសាចថ្មស្ទុះមកទាំងកំរោលហុចដីទលោមពេញចលងភ្នំអ៊ីស៊ូគីក៏បង្ហោះគ្រាប់បាល់ចេញពីបាតដៃតម្រង់ទៅរកពួកបិសាចនោះចំផាច់គ្រាប់បាល់បានធ្លាយចុងខ្លួនបិសាចថ្មនោះជាប្រហោងយ៉ាងធំតែម្ដងអ៊ីស៊ូគីដើរកាត់ពន្លឺពណ៌ស្វាយដែលកំពុងតែរលត់ទៅវិញខណៈដែលអេក្រង់ system ក៏បានប្រកាសថាកំចាត់បិសាច level 9សម្រាប់គ្រាប់បាល់អស្ចារ្យកាន់ល្បឿនហោះ 100% អ៊ីស៊ូគីងក់ក្បាលពេញចិត្តព្រោះវាដូចអ្វីដែលគេរំពឹងទុកពិតមែនពួកបិសាចថ្មដទៃទៀតចាប់ផ្ដើមក្រហមរួចសម្រុកចេញមកពីក្នុងច្រាំងថ្មបន្តគ្នាអ៊ីស៊ូគីឈរ
ជើងថ្មឹងកណ្ដាលវងបិសាចទាំងស្ងប់ស្ងាត់ស្រាប់តែមានរន្ទះបាញ់ព្រិចព្រិចជុំវិញខ្លួនគេរួចភ្នែកក៏បានឡើងពណ៌ក្រហមងាំងគេសម្លឹងមើលទៅមុខរួចនិយាយទាំងជឿជាក់ថាពួកបិសាចយឺតតែស្បែករឹងដូចថ្មបែបនឹងហើយគឺជាម៉ួយដៅដ៏ល្អបំផុតសម្រាប់ដំឡើងល្បឿនគ្រាប់បាល់អញសារ system ចាប់ផ្ដើមលោតមកព្រឹបសម្រាប់បិសាច level 9បានមួយទៀតល្បឿនគ្រាប់បាល់បានឡើងកាន់ដល់ 100% ថែមទៀតបំណែកថ្មបាក់បែករីប៉ាយពេញដីខណៈដែល Izuki កំពុងតែវាយលុកយ៉ាងសាហាវអេក្រង់ស្ថានភាពចុងក្រោយបង្ហាញថាកម្លាំងវេទមន្តរបស់គេគឺនៅសល់110ពិន្ទុ Izuki ឈរពីលើកំណរសាកសពបិសាចថ្មដើម្បីខ្ទេចខ្ទីនោះគេអង្គុយគិតស្ងប់ស្ងាត់ម្នាក់ឯងថាវេទមន្តនៅសល់តែ110នោះទេឯក្របបាល់ម្ដងស៊ីអស់50អញ្ចឹងបាញ់បានតែ2ដងទៀតគឺអស់រលីងហើយរពេចនោះដីស្រាប់តែឡើងរញ្ជួយព្រោះមានបិសាចថ្មយៈ2ទៀតកំពុងតែស្ទុះមករកគេទាំងកំរោលគេក៏លេចមើលទៅឃើញសត្រូវសល់តែ3ទៀតនោះទេរួមទាំងមេបវាមួយទៀតដែលមិនទាន់ចេញមុខមកឃើញបិសាចថ្មយៈ2សម្រុកមកទាំងកម្លាំងបាយបែបនឹងគេដឹងច្បាស់ណាស់ថាត្រូវធ្វើយ៉ាងម៉េចគេគិតនោះចិត្តថាត្រូវតែបាញ់មួយគ្រាប់ឲ្យងាប់ទាំងពីរតែម្ដងទើបចំណេញវេទមន្ត Izuki ក៏បន្ទាបខ្លួនឯងចុះរួចប្រមូលធម្មពលពណ៌ស្វាយដាក់ក្នុងគ្រាប់បាល់អស្ចារ្យគេក៏បានលោតស្ទុះឡើងទៅលើមេឃយ៉ាងខ្ពស់ធ្វើឲ្យពួកបិសាចទាំងពីរក៏បានស្ទុះមកបុកគ្នាឯងបណ្ដាលឲ្យដីថ្មបែកខ្ទេចហើយដីទលោងពេញចលងភ្នំពេលនេះហើយ Izuki ក៏បានស្រែកឡើងខណៈដែលគេកំពុងតែហោះកាត់ផ្សែងរួចបាញ់គ្រាប់បាល់ចេញទៅទាំងភ្នែកឡើងក្រហមងាំងដូចឈាមគេញញឹមបែបសាហាវដូចបញ្ចេញកម្មវេប្រហារដ៏ខ្លាំងក្លាគ្រាប់បាល់ពណ៌ស្វាយបាញ់ធ្លាក់ចុះមកលឿនស្លែវដូចគ្រាប់បាល់ភ្លើងជះពន្លឺពេញមេឃខណៈដែល Izuki កំពុងតែអណ្ដែតនៅលើអាកាសមើលចូលមកក្រោមផ្ទាំង system លោតមកព្រឹបថាកំចាត់បិសាចថ្ម level 9បាន2ទៀតហើយល្បឿនហោះគ្រាប់បាល់កើនឡើង 100% ទៀតបន្ទាប់ពីវេរួច Izuki ក៏បានធ្លាក់មកដល់ដីទាំងហត់ដង្ហើមញាប់ស្មេញើសស្រក់ហូរពេញមុខខណៈដែលគេដេកហាមមាត់នៅលើដីថ្មទាំងអស់កម្លាំងគេរអ៊ូតិចថាអាការៈហត់ស្ដេចខ្យល់ពេលចិត្តអស់វេទមន្តបែបនឹងពិតជាពិបាកទ្រាំមែនសង្ឃឹមថ្ងៃក្រោយនឹងបានជំនាញជួយបំពេញវេទមន្តវិញចុះគេក៏បានងើបអង្គុយតិចរួចក៏មើលទៅលើអេក្រង់នៅពីមុខគេនិយាយថាឥឡូវនេះគ្រាប់បាល់ហោះបានល្បឿន5ម៉ែត្រនៅក្នុង1វិនាទីហើយគឺកើនឡើងដល់ទៅ 500% ឯចឹងពួកសត្រូវរត់លឿនក៏គេបាញ់ទាន់ដែរជំនាញគ្រាប់បាល់អស្ចារ្យនេះគឺវាបាញ់ទម្លុះសត្រូវទាំងអស់នៅក្នុងផ្លូវដែលវាហោះទៅហើយវាមិនខ្វល់អំពីការការពារស្បែករឹងរបស់សត្រូវអីទាំងអស់គឺបាញ់ធ្លាយយកតែម្ដងកំពុងតែអង្គុយពិនិត្យមើលស្ថានភាពសមត្ថភាពខ្លួនឯងស្រួលបួលស្រាប់តែដីឡើងរញ្ជួយក្រាំងដែលបិសាចថ្មដ៏ធំប៉ិនភ្នំមួយបានបោកទម្លាក់ចុះមកចំក្បែរគេតែម្ដង Izuki ងើបមកមើលទាំងភ្ញាក់ព្រឺតខណៈដែលម៉ាស់ថ្មដ៏ធំសម្បើមនោះបោកទង្គិចនឹងដីធ្វើឲ្យកំទេចថ្មនឹងដីហុយឆាក់ខ្ចាយពេញគ្រប់ទិសទីមេបិសាចចេញមុខមកហើយអបិសាចថ្មយៈដ៏ធំសម្បើមមួយនឹងក៏បានស្ទុះមករក Izuki ទាំងកំរោលដីឡើងរំជួយខ្ទររាល់ជំហានដែលវាជន់ហើយដីត្រឡូមពេញនឹងទាំង system ក៏បានលោតមកប្រាប់ថាវាគឺជាបុរសថ្មយៈlevel 15ដែលមានកម្លាំងការពារសាហាវខ្លាំងណាស់478ពិន្ទុព្រោះវាបដូរវេទមន្តទាំងអស់ទៅជាកម្លាំងការពារ Izuki សម្លឹងមើលវាតែភ្ជាប់ផ្អើលថាងាប់ហើយមិនក៏វាធំប៉ុនភ្នំអញ្ចឹងគេក៏បានប្រើជំនាញរន្ទះបាញ់ភ្លៀងដើម្បីដំឡើងល្បឿន 50% រួចក៏បានស្ទុះទៅរកវាទាំងមានរន្ទះបាញ់ពេជ្រជុំវិញខ្លួនគេលួចកាត់ក្នុងចិត្តថាតើគ្រាប់បាល់អស្ចារ្យតែមួយគ្រាប់អាចសម្លាប់អាម្នាក់នេះបានអត់គេហក់ឡើងទៅលើខ្លួនអបិសាចយៈនឹងដូចជាស្វារួចក៏បាញ់គ្រាប់បាល់អស្ចារ្យចំក្បាលវាភឹងតែបាញ់រួច Izuki ក៏ចាប់ផ្ដើមបារម្ភព្រោះគ្រាប់បាល់នឹងវាតូចទំហំតូចពេកតែម្ដងបើធៀបទៅនឹងខ្លួនបិសាចដ៏ធំមួយនោះទោះបីបាញ់ធ្លាយយ៉ាងណាក៏មិនងាយនឹងស្លាប់ភ្លាមដែរស្រាប់តែអបិសាចយៈក្រវីដៃដ៏ធំរបស់វាបោកមកលើ Izuki ពេញទំហឹង Izuki ខំកិច្ចតែគេកំពុងអណ្ដែតនៅលើអាកាសកិច្ចមិនរួចឡើយគេខំធ្មេញគ្រឺតចប់ហើយនៅលើមេឃបែបហ្នឹងកិច្ចតាណារួចគេក៏បានសម្រេចចិត្តប្រើជំនាញចិញ្ចាំងខ្មៅដើម្បីការពារខ្លួនបាំងសំឡេងផ្ទុះយ៉ាងខ្លាំង Izuki ត្រូវបានអបិសាចបោកខ្ទាតទៅបុកជាមួយនឹងចិញ្ចាំងថ្មខ្ទេចពេលផ្សែងរលត់អស់ទៅគេឃើញ Izuki កប់ជាប់នៅក្នុងចិញ្ចាំងថ្មដកដង្ហើមញាប់ស្មេទាំងរអ៊ូថាអាម្នាក់នេះខ្លាំងជាងគេស្មានមែនតែរំពេចនោះ Electron System ក៏បានលុបមកប្រាប់ថាជំនាញវិភាគ Overmost កំពុងវិភាគជំនាញថ្មីរបស់វាបាន 1% ហើយ Izuki ស្រាប់តែញញឹមទាំងជឿជាក់រួចនិយាយថាអូអីចឹងទេអីបើវាធំដោយសារជំនាញហ្នឹងច្បាស់ជាស្រួលដោះស្រាយនោះទេគេយកដៃម្ខាងតង់
ជាប់នឹងខ្លួនឲ្យបិសាចយៈនឹងរួចត្រៀមខ្លួនវេបកវិញម្ដងកាត់មកខាងក្រៅឯណែវិញកូនចៅរបស់ Kino Zidari គ្រាន់តែលើដំណឹងថាអាសាច់ដុំអូហ្គាត្រូវបានគេវេដាច់ដៃសន្លប់ស្ដោកក៏ភ្ជាប់ផ្អើលភាំងខ្លួនតែម្ដងអារីដែលកំពុងតែអង្គុយចរិតរឹកខ្ពស់ធ្លាក់ពាក់អាវពណ៌មាសក៏បានងាកមកសម្លឹងមើលកូនចៅវាទាំងខ្សែភ្នែកកាចរួចក៏បានប្រមានថាកុំមកលោឡានៅពីមុខអញអាអ្នកបំរើនឹងក៏បានប្រញាប់អោនក្បាលសុំទោសរួចក៏បានប្រាប់ថារឿងនេះពិតជាមិនគួរឲ្យជឿមែនលោកចៅបាយព្រោះអាម្នាក់ដែលវាយអូហ្គានឹងឮថាវាកម្រិតតែ level 0ប៉ុណ្ណោះKino Zidari បានសួរទាំងមូម៉ៅថាមានរឿងអីកើតឡើងកូនចៅវារាយការណ៍ទាំងភ័យញ័រថាមានអ្នកមកកម្ចាត់អាអូហ្គារួចសម្រុកចូលទៅកង stage បាត់ហើយគាត់ទៅលើបែបនេះអារីក៏វាខឹងឡើងចង់ចង្ក្រង់ស្មារួចច្បាច់កៅស្រាក្នុងដៃបែកខ្ទេចខ្ទីអស់វាជេរអាអូហ្គានឹងចិត្តថាអាអូហ្គាអើយអាអូហ្គាធម្មតាអួតណាស់ថាអ្នក level ទាបជាង30វាយមិនធ្លាយការការពាររបស់វានោះទេចុះមិនឥឡូវក៏ត្រូវគេវាយដេកស្ដោកអញ្ចឹងវាឆ្ងល់ថាឬមួយមានអ្នកដាស់ធម្មពល level 30អីមកលុកលុយនៅទីនេះតែម្នាក់ទៀតប្រាប់ថាមិនអាចនោះទេព្រោះឥឡូវពួកអ្នកខ្លាំង level 30ដែលកំពុងតែរវល់នៅវិមានបិសាចឯណោះគ្មានអ្នកណាមកទីនេះនោះទេអ្នកមក stage ភ្នំភ្លើងនេះភាគច្រើនមានតែពួកសិស្សថ្មី level 10អីនឹងឯងអារីក៏បានស្រែកថា level 10ស្អីវាឈ្នះអូហ្គានោះអញមិនជឿដៃខាតអង្គរៈវាបំរុងនឹងខាត់ឲ្យវាប្រុងប្រយ័ត្នតែអារីកែសម្រួលអាវធំរួចក៏សម្លឹងមើលទៅវិញទាំងកំហឹងថាកុំឲ្យអញនិយាយដដែលបើទោះជាអាម្នាក់នឹង level 30ក៏អញមិនខ្លាចនោះដែរព្រោះអញមកដល់ទីនេះហើយវាប្រកាសទាំងអំណួតថាវានឹងធ្វើឲ្យអាម្នាក់នឹងស្គាល់ជាតិថាការហ៊ានមកប្រឆាំងជាមួយនឹងត្រកូល Gino Zida របស់វាគឺត្រូវមានវិនាសបែបណាបកាត់មកមើលនៅក្នុងសមរភូមិវិញផ្កាឈូកខៀវរបស់ Izuki ចាប់ផ្ដើមបញ្ចេញរស្មីយ៉ាងខ្លាំងជុំវិញខ្លួនគេអេក្រង់ system ក៏បានលោតដល់ 100% ពេញតែម្ដង Izuki ញញឹមទាំងជឿជាក់ឬក៏បាននិយាយថាអូខេលើកនេះអញលែងរត់ដូចកណ្ដរទៀតនោះហើយគេកំពុងតែឈរនៅលើក្បាលបិសាចថ្មយៈនឹងតែម្ដងរួចក៏មានផ្កាឈូកពណ៌ខៀវលេចឡើងនៅចំថ្ងាសអាបិសាចយៈនឹងរពេចនោះទាំង system បានបង្ហាញថាការវិភាគក្បាច់ពង្រីកខ្លួនកម្រិត B របស់អាបិសាចបានចប់សពគ្រប់ហើយការលើកនេះ Izuki ភ្ជាប់ផ្អើលបន្តិចព្រោះគេមិនមែនទទួលបានជំនាញថ្មីនោះទេតែជំនាញគ្រាប់អស្ចារ្យរបស់គេបានឡើងដល់ level 2តែម្ដងគេបញ្ញាប់ឆែកមើលសមត្ថភាពថ្មីរបស់វាភ្លាមឥឡូវគ្រាប់បាល់នឹងហោះបានលឿនដល់5ម៉ែត្រនៅក្នុង1វិនាទីលឿនជាងមុន5ដងហើយនៅតែបាញ់ឃ្លីការការពារសត្រូវដដែលអ្វីដែលកាន់តែលយខ្លាំងនោះគឺគេអាចដំឡើងទំហំគ្រាប់បាល់ឲ្យធំប៉ុណ្ណាក៏បានតាមចិត្តឲ្យតែមានកម្លាំងវេទមន្តគ្រប់គ្រាន់ហើយឲ្យតែសម្រាប់បិសាចស្បែករឹងបានម្ដងគ្រាប់បាល់នឹងកើនល្បឿនឡើងដល់ 200% ឯណោះលើកនេះអបិសាចយៈច្បាស់ជាជាប់មិនខាន Itsuki សម្លឹងមើលអេក្រង់ទាំងភ្ជាប់ផ្អើលពេលឃើញសមត្ថភាពគ្រាប់បាល់របស់គេគឺបានឡើងពី 100% ទៅ 200% ឯណោះអ្វីដែលធ្វើឲ្យគេរំភើបបំផុតនោះគឺគេអាចពង្រីកទំហំគ្រាប់បាល់ឲ្យធំតាមចិត្តចង់ដោយប្រើកម្លាំងវេទមន្តពន្លឺពណ៌ខៀវបានជះចេញពីផ្កាឈូកធម្មពលជុំវិញខ្លួនគេខណៈដែលគេចង់សាកល្បងក្បាច់ថ្មីនេះភ្លាមៗតែម្ដងទាំង system លោតមកបញ្ជាក់ថាឥឡូវគ្រាប់បាល់អស្ចារ្យឡើងដល់ level 2 ហើយធ្វើឲ្យកម្លាំងគ្រប់មុខរបស់គេគឺឡើង20ពិន្ទុបន្ថែមទៀតឡើងដល់280គ្រប់មុខអ្វីដែលពិសេសគឺរាល់ការឈឺចាប់នៅរបួសទាំងប្រមាណគឺវាជាសះស្បើយឡើងវិញទាំងអស់ដោយគេបេះចេញអញ្ចឹង Izuki ក៏បានហក់ចេញពីលើក្បាលអបិសាចថ្មជាក់មួយនឹងរួចក៏មានផ្កាឈូកខ្មៅដ៏ធំមួយលេចឡើងក្បែរខ្លួនគេបញ្ចេញធម្មពលរញ្ជួយដីគេសម្រេចឈុតប្រើកម្លាំងវេទមន្តដែលមានទាំងអស់នៅក្នុងខ្លួនដើម្បីបង្កើតគ្រាប់បាល់ឲ្យធំផុតលេខតែម្ដងអបិសាចយៈសម្លឹងមើលគេទាំងភ្នែកលឿងរងាលខណៈដែលខ្លួនប្រាណវាចាប់ផ្ដើមប្រេះស្រាំ Izuki គឺស្រែកខ្លាំងថាណែយកគ្រាប់បាល់យៈនេះទៅស៊ីទៅផ្កាឈូកយៈនោះក៏រីករៀបបញ្ចេញគ្រាប់បាល់ធម្មពលដ៏មហិមាមួយបាញ់ទម្លាក់ចុះមកក្រោមគ្រាប់បាល់យៈនឹងបុកទម្លុះខ្លួនអបិសាចថ្មយៈនឹងឲ្យខ្ទេចជាបំណែកតែម្ដងបន្ទាប់ពីវារួច Izuki ក៏ទម្លាក់ដៃចុះទាំងញញឹមរួចនិយាយលេងសើចម្នាក់ឯងថាអូហូឬមួយអញវាខ្លាំងពេកទេដឹងទាំង system ក៏បង្ហាញថាកម្លាំងវេទមន្តរបស់គេធ្លាក់ចុះពី280មកនៅ0រលីងប្រព័ន្ធប្រកាសថាអបិសាចថ្មយៈ level 15ត្រូវបានគេកម្ចាត់
ត់ហើយល្បឿនក្របបាល់របស់គេកើនឡើង200%ថែមទៀតកណ្ដាលកំណោថ្មបាក់បែក Izuki សម្លឹងមើលជុំវិញខ្លួនទាំងស្ងប់ស្ងាត់គេដឹងថាក្របបាល់ដែលគេខំបង្កើតដោយប្រើកម្លាំងទាំងអស់មិញនឹងពិតជាធំខ្លាំងណាស់ឥឡូវក្របបាល់របស់គេគឺបានហោះបានល្បឿន7ម៉ែត្រនៅក្នុង1វិនាទីហើយគេគិតក្នុងចិត្តថាបើគេចូលហ្វឹកហាត់នៅក្នុង stage បែបហ្នឹង2ដងទៀតច្បាស់ជាក្របបាល់ហ្នឹងហោះលឿនដូចឡានមិនខានព័ត៌មានជំនាញបង្ហាញថាឥឡូវគេមានល្បឿនសរុបដល់ទៅ700%ហើយ Izuki ក៏កាន់ដុំ crystal ពណ៌បៃតងដែលជាថ្មកម្រនៅក្នុងដៃទាំងញញឹមបិទមាត់មិនជិត Izuki ដែលចេញមកទាំងហុយដីត្រឡោមគេគិតក្នុងចិត្តថាកន្លងមកគេមើលរំលងអាសមត្ថភាពពិសេសនឹងសោះតែដល់ឥឡូវទើបដឹងថាវាមានប្រយោជន៍ខ្លាំងមែនទែនក៏លេចទៅមើលជំនាញផ្កាឈូកផ្ទុះឃើញថាឲ្យតែសម្លាប់វិសាចបានមួយវានឹងជួយឲ្យរាល់ក្បាច់ផ្សេងទៀតបាញ់បានកាន់តែឆ្ងាយនិងរង្វង់កាន់តែធំគេលួចស្រមៃម្នាក់ឯងទាំងញញឹមថាបើអញបន្តសម្លាប់វិសាចឲ្យបានច្រើនទៅថ្ងៃក្រោយប្រហែលជាអញអាចបាញ់គ្រាប់បាល់នឹងកំទេចពួកវិសាចពីចម្ងាយរាប់ពាន់ឬរាប់ម៉ឺនម៉ែត្រក៏បានដែរនៅខាងក្រៅឯនៅវិញអេក្រង់យក្សស្រាប់តែលោតពលឺពណ៌បៃតងព្រឹបបង្ហាញលទ្ធផលថាបំបែកកំណត់ត្រាបានសម្រេច level stage 15ប្រើពេលអស់តែ3នាទី1វិនាទីគ្រាន់តែឃើញអញ្ចឹងម្នាក់ផ្អើលឈរជជែកគ្នាពេញនឹងបរិសម្នាក់ស្រែកទាំងមិនជឿទេថាងាប់ហើយ3នាទីជាងនឹងធ្វើម៉េចនឹងអាចទៅរួចធម្មតាគេ5នាក់ស៊ីពេលចង់10នាទីជាងអីឯណោះអ្នកខ្លះទៀតក៏ឆ្ងល់ថាឬមួយគេវាយតែមួយដៃងាប់ទាំងអស់អ្វីដែលកាន់តែភ្ជាប់ផ្អើលជាងនោះគឺគេលឿនជាងលោក Divajin ដែលធ្លាប់ធ្វើបាន3នាទីដល់9វិនាទីទៅទៀតគ្រប់គ្នាឆ្ងល់ថាតើអាប្អូននឹងជាពិសាចមកពីណាមួយសន្ទុះក្រោយមក Izuki ក៏បានដើរចេញមកក្រៅពួកអ្នកនៅជុំវិញនាំគ្នាខ្សឹបខ្សៀវចុះមិនក៏វានៅតែ level 0ដដែលអញ្ចឹងឬមួយម៉ាស៊ីននឹងវាខូចតែដឹងគេមើលទៅ Izuki ឃើញអត់មានរបួសអីបន្តិចសោះគ្រាន់តែប្រឡាក់ដីខោអាវបន្តិចបន្តួចធ្វើឲ្យគេមិនចង់ជឿទេថា Izuki អាចបោះសម្អាតវិសាចនៅក្នុងនឹងអស់មែនអ្នកគ្រូឆោអាក៏បានដើរមកតែញញឹមមិនចិត្តនោះទេឬក៏បាននិយាយ Izuki ឯងធ្វើឲ្យបងភ្ជាប់អាររហូតហ្មងលើកនេះបំបែកកំណត់ត្រាលោកទីវជិនបានទៀតហើយ Izuki តបវិញបែបធម្មតានឹងចាញ់ក្បាច់បាញ់ធ្លាយការការពាររបស់ខ្ញុំបងអើយអញ្ចឹងវេពួកវាស្រួលដូចបកជែកអីចឹងប្រពេចនោះមានមេអំបៅពណ៌បៃតងភ្លឺចែងចាំងមួយហោះមកអណ្ដែតនៅមុខ Izuki គេឆ្ងល់ក៏បានសួរថាអូនអានឹងជាស្អីទៅអ្នកគ្រូឆោអាបានប្រាប់តាមសម្រួលថាអាជីពរបស់នាងគឺអ្នកប្រើប្រាស់វិញ្ញាណហើយអាមេអំបៅនឹងហើយគឺជាវិញ្ញាណការពាររបស់នាង Izuki មើលមេអំបៅដែលហោះមកជិតដៃគេទាំងផ្លឹករួចលំមាត់ថាអូហូទើបតែធ្លាប់ឃើញវិញ្ញាណបែបនឹងលើកដំបូងហ្មងសម្រាប់ Izuki គេមើលទៅឃើញថាវាស្អាតណាស់គេក៏បានសួរអ្នកគ្រូឆោអាទាំងមិនចង់ជឿថាចុះបងតែអាជីពអ្នកមេអំណាចនឹងមានប្រមាណប្រភេទទៅសំណួររបស់គេធ្វើឲ្យនាងភ្ជាប់ព្រឹត្តឬក៏បានសួរទៅវិញទាំងហួចចិត្តថារឿងសាមញ្ញប៉ុណ្ណឹងក៏ឯងមិនដឹងដែរអីរួចនាងក៏បានចាប់ផ្ដើមរៀបរាប់ប្រាប់គេនាងលើកដៃរាប់ថាអាជីពនឹងគឺមាន4ប្រភេទធំប្រភេទទី1គឺអ្នកប្រើធាតុពួកនឹងអាចបញ្ជាធាតុទាំង7បានគឺភ្លើងទឹកឈើដែកដីខ្យល់និងផ្លេបន្ទោនាងប្រាប់ថាពួកអ្នកប្រើធាតុនឹងគឺមានគ្នាច្រើនជាងគេបង្អស់ហើយក៏ខ្លាំងតាំងពីដើមទីតែម្ដងដូចជាមិត្តភ័ក្ដិឯងដែលប្រើរន្ទះដែលគាត់សំដៅទៅលើ Higaro និងអាសាច់ដុំដៃ Oga ដែលឯងទើបទៅវាយមិញនឹងគឺស្ថិតនៅក្នុងប្រភេទទី1នឹងឯងបន្ទាប់មកនាងក៏បានណែនាំអំពីប្រភេទទី2គឺអ្នកប្រើវិញ្ញាណដូចជារូបនាងអីចឹងនាងបញ្យល់ថាអ្នកប្រើវិញ្ញាណគឺអាចហៅវិញ្ញាណការពារមកជួយច្បាំងបានហើយពួកវាក៏ស្ដាប់បង្គាប់តែម្ចាស់វាការពារម្នាក់គត់អេក្រង់ system លោតបង្ហាញថាមេអំបៅរបស់នាងឈ្មោះ Damichu level 15នាងបន្តថាវិញ្ញាណការពារនឹងគឺនៅជាមួយនឹងម្ចាស់វាតាំងពីកើតមកម្លេះអេក្រង់បង្ហាញព័ត៌មានរបស់អ្នកគ្រូឆោអាគឺ level 6តែវិញ្ញាណការពាររបស់នាងគឺ level 15 Izuki សម្លឹងមើលវិញ្ញាណការពារនោះឬក៏បានសួរចំគ្មានក្រែងចិត្តថាចុះមិនក៏ level បងទៀបជាងវិញ្ញាណបងឆ្ងាយម៉េះបងពិតជាអ្នកចាស់វោសាមែនអត់នឹងសំដីនេះដូចជាបាញ់ព្រួញចំទ្រូងរបស់ឆោអាផាច់អញ្ចឹងណានាងគិតក្នុងចិត្តថាយីអាប្អូននេះចេះនិយាយពាក្យផ្អែមល្ហែមខ្លះទេអីនាងយកដៃស្ទាបថ្ងាសទាំងហត់ចិត្តឬក៏បានប្រាប់ថាមកពីពួកវិញ្ញាណការពារនឹងវារកបន្ទុកបបពិសោធន៍បានលឿនជាងម្ចាស់វាទើប level វាតែងតែខ្ពស់ជាងម្ចាស់វាអញ្ចឹងហើយលឺអញ្ចឹង Izuki ក៏បានធ្វើមុខឡើងស្ងប់ស្ងាត់គួរឲ្យខ្លាចរួចនិយាយទាំងឈាមត្រជាក់ថា
អូបើអញ្ចឹងបើត្រូវច្បាំងជាមួយអ្នកប្រើវិញ្ញាណគឺវាសម្រាប់ម្ចាស់វាផ្ទាល់តែម្ដងទៅវាស្រួលជាងវាជាមួយនឹងវិញ្ញាណការពារវាឈោអាឃើញអញ្ចឹងភ័យស្លេកមុខព្រោះនាងមានអារម្មណ៍ថាមានធម្មពលអវិជ្ជមានចេញពីក្នុងខ្លួនគេទៀតហើយនាងឆ្ងល់ថាគេធ្លាប់ឆ្លងកាត់រឿងអីខ្លះបានជាសាហាវម្លេះអ៊ីស៊ូគីក៏បានសួរនាំបន្តថាចុះប្រភេទផ្សេងទៀតមានអីគេខ្លះបងទើបតែបានប្រាប់ពីប្រភេទតើឈោអាក៏បានរៀបខ្លួនរៀបបញ្យល់ថាប្រភេទទី3គឺជាអាជីពដែលអាចកំបំផុតហើយអត់សូវមាននរណាដឹងច្រើននោះទេគឺអាជីពដែលឯងកំពុងតែមាននឹងគឺអ្នកបំបែកច្បាប់អ៊ីស៊ូគីឈរស្ដាប់អ្នកគ្រូឈោអានយ៉ាងស្ងប់ស្ងាត់ខណៈដែលនាងបន្តបញ្យល់អំពីអាចកំបាំងនៃអាជីពរបស់គេនាងប្រាប់ថាមូលហេតុដែលអាជីពអ្នកបំបែកច្បាប់នេះវាអាចកំបាំងខ្លាំងក៏ព្រោះតែអ្នកដែលមានអាជីពនឹងម្នាក់សុទ្ធតែមានសមត្ថភាពប្លែកៗពីគ្នាទាំងអស់មិនដូចពួកប្រាធាតុដែលយើងងាយនឹងស្មានដឹងនោះទេដូចជាក្បាច់ផ្កាឈូកខៀវរបស់អ៊ីស៊ូគីអញ្ចឹងគឺវាប្លែកដាច់គេតែម្ដងនាងបន្តថាអ្នកខ្លះអាចពង្រីកខ្លួនឲ្យធំប៉ុនភ្នំក៏បានអ្នកខ្លះអាចបំបែកកាយបានរាប់មិនអស់ហើយអ្នកខ្លះទៀតអាចធ្វើឲ្យខ្លួនយឺតដូចកៅស៊ូចង់ទាញវែងប៉ុណ្ណាក៏បានដែរនាងបានប្រៀបធៀបទៀតថាពួកអ្នកមានអំណាចធម្មតាគេបែងចែកកម្រិតក្បាច់ជាថ្នាក់ C B A ដែលខ្លាំងបំផុតគឺថ្នាក់ S តែសម្រាប់ពួកអ្នកបំបែកច្បាប់វិញគឺប្រើក្បាច់ថ្នាក់ Z តែម្ដងដែលជាក្បាច់ពិសេសបំផុតខ្លាំងលើសគេហើយអត់មាននៅក្នុងប្រព័ន្ធចំណាត់ថ្នាក់ធម្មតាឡើយឈោអាក៏បានផ្ដាំថាឯងត្រូវចាំណាបើឯងឲ្យសត្រូវដឹងអំពីចំណុចពិសេសនៃក្បាច់ឯងច្បាស់ជាបាត់បង់ប្រៀបមិនខាននឹងហើយជាមូលហេតុដែលប៉ារបស់នាងស្ដីឲ្យនាងមិញនឹងពេលនាងចង់សួរដេញដោលរឿងក្បាច់របស់អេស៊ូគីនាងសម្លឹងមើលទៅអេស៊ូគីឬក៏បាននិយាយទាំងសង្ស័យថាគេពិតជាចម្លែកខុសគេមែនសម្បីតែក្នុងចំណោមអ្នកបំបែកច្បាប់ដូចគ្នានាងឃើញអេស៊ូគីប្រើក្បាច់ដល់ទៅ3មុខហើយ2មុខក្នុងនឹងមើលទៅដូចជាក្បាច់របស់ពួកប្រើធាតុអីចឹងអេស៊ូគីឮនាងនិយាយដឹងរឿងច្រើនពេកក៏បានចាប់ផ្ដើមភ័យខ្លួនផងដែរខ្លាចនាងមើលធ្លុះដល់អាចកំបាំងគេអស់គេក៏បានបញ្ញាប់សួរកាត់រកអាជីពទី4ដែលនាងមិនទាន់បានប្រាប់ឈោអាធ្វើមុខឌឺរួចក៏បានប្រាប់ថាចាំតតែឯងបានឃើញផ្ទាល់ភ្នែកចាំបងប្រាប់នេះគឺជាការដាក់ទោសដែលឯងលាក់លៀមជាមួយនឹងបងច្រើនពេកអេស៊ូគីបានត្រឹមតែដកដង្ហើមធំរួចក៏បានសួរអំពីគម្រោងបន្តគេចង់ចូលទៅហាត់នៅក្នុង stage មិញនឹង2-3 ដងទៀតដើម្បីដំឡើងកម្លាំងតែអ្នកគ្រូឈោអាក៏បានស្រែកថាងាប់ហើយអញអត់ដឹងទេអីថា stage នីមួយវាមានម៉ោងសម្រាប់កន្លែងហ្នឹងតទៅ2ថ្ងៃទៀតទើបគេឲ្យចូលម្ដងទៀតបានអេស៊ូគីជាក់ព្រឺតព្រោះគេចង់ដំឡើងកម្លាំងឲ្យលឿនបំផុតបើដំឡើងល្បឿនក្របបានមិនទាន់កើតគេចង់ដំឡើងកម្លាំងផ្ទុះផ្កាឈូកវិញម្ដងគេក៏បានសួរនាំរកកន្លែងណាដែលមានបិសាចច្រើនឈោអាគិតមួយសន្ទុះដូចញញឹមទាំងជឿជាក់ប្រាប់ថាបើចង់បានបិសាចច្រើនបងមានកន្លែងមួយឲ្យឯងទៅគឺនៅវីរហោស្ថានកណ្ដោបបិសាចនៅទីនោះបិសាចអត់សូវខ្លាំងនោះទេតែវាច្រើនសាហាវណាស់យ៉ាងហោចក៏មាន100ក្បាលដែរឲ្យតែអ្នកណាឃើញហើយគឺច្បាស់ជារត់យកព្រះជន្មរៀងខ្លួនមិនខានហើយយើងចាំមើលថាអេស៊ូគីរបស់យើងទៅកំចាត់វាមិនដែរនៅកន្លែងនោះណាចាំមើលភាពបន្តទៀតទៅបាទអរគុណច្រើនដល់អ្នកទាំងគ្នាជួបគ្នាវីដេអូក្រោយណាបាយជំរាបលា